ពេលមកដល់ទីលានវឹកហាត់លើកដំបូងបុរសម្នាក់នេះបានកាប់ទិញមុងឈើយ៉ាងងាយស្រួលរចលនារបស់គេគឺច្បាស់លាស់និងលឿនរហ័សជាក្បាច់បញ្ចប់គេបញ្ចូលម៉ាណាទៅក្នុងដាវហើយកំទេចទិញមុងនោះខ្ទេចគ្មានសល់ត្រឹម3ក្បាច់លូសិនក៏ថាគ្រូរបស់គេនឹងពេញចិត្តប៉ុន្តែគ្រូដាវអៃហ្សែនគ្រាន់តែសើចចំអកហើយនិយាយថាក្បាច់គេអន់ខ្លាំងណាស់ក្មេងនេះកាំងតែម្ដងរាងកាយពិសេសរបស់គេគឺជាជំរប់ម៉ាណាដ៏ល្អឥតខ្ចោះគេអាចទាញធម្មពលម៉ាណាដល់កម្រិតកំពូលហើយខ្លាចជាអ្នកប្រើដាវខ្លាំងបំផុតក្នុងលោកបានប៉ុន្តែគ្រូដាវបែរជាថាគេអន់ទៅវិញការពិតគេមានបញ្ហាពីរគេវាយដាវដូចជាទាហានស៊ីឈ្នួលហើយចំណាយពេលយូរពេកក្នុងការបញ្ចូលម៉ាណាតួរាងកាយអស្ចារ្យក៏មិនមែនខ្លាំងអត់ខ្ចោះដែរអ្នកប្រើម៉ាណាជំនាញអាចសម្លាប់គេបានយ៉ាងញីបន្ទាប់មកអេសិនបង្ហាញក្បាច់ដាវពិតប្រាកដដោយកាប់ទិញមុងឈើខ្លាយជាធូលីត្រឹមមួយដាវប៉ុណ្ណោះក្រោយមកក៏ប្រាប់ឲ្យលូសៀនខំហ្វឹកហាត់បើចង់ខ្លាំងដល់កម្រិតនេះប៉ុន្មានថ្ងៃក្រោយមកលូសៀនក៏មានឱកាសប្រកួតជាមួយអៃហ្សិនគេវាយលោកឲ្យពីសមត្ថភាពតែគ្រូដាវអាចទប់ទល់គ្រប់យ៉ាងដោយដៃម្ខាងប៉ុណ្ណោះលូសៀនវាយពីគ្រប់ទិសដៅតែគ្មានន័យទេអៃហ្សិនរងការវាយប្រហារយ៉ាងងាយស្រួលសូម្បីតែក្បាច់វាយពីលើក៏បរាជ័យហើយលូសៀនត្រូវខ្ទាតចេញពេលនោះអេសិនបានសម្រុកចូលវាយបកដោយដាវបញ្ចូលម៉ាណាបើលូសៀនរងមិនបានគឺចប់ហើយគេក៏បញ្ចូលម៉ាណាក្នុងដាវដែរដាវទាំងពីរប៉ះគ្នាបង្កើតជាបន្ទុះម៉ាណាលូសៀនអាចវាយបកឲ្យធ្វើឲ្យដាវអេសិនខ្ទាតក្រោយគ្រូដាវភ្ញាក់ផ្អើលខ្លាំងណាស់គាត់មិនដែលឃើញម៉ាណាខ្លាំងបែបនេះទេក្មេងនេះរីកចម្រើនលឿនមិនគួរឲ្យជឿត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះពេលហ្វឹកហាត់ចប់ទីលានទាំងមូលត្រូវខ្ទេចខ្ទីធ្វើឲ្យអ្នកបម្រើឆ្ងល់ថាតើពួកគេហាត់អ្វីឲ្យប្រកបលូសៀនអង្គុយក្បែរនោះសម្លឹងមើលដៃដែលកំពុងញ័រនឹងដាវឈើដែលបាក់បែកគេសោកស្ដាយតែមួយគត់បើគេបានគូហ្វឹកហាត់ល្អបែបនេះពីជាតិមុនជាទាហានស៊ីឈ្នួលគេមិនស្លាប់វេទនាទាំងគ្មានឱកាសតដៃបែបនេះទេទាហានស៊ីឈ្នួលដែលមិនស្លាប់គឺអន់បំផុតយ៉ាងណាក៏គេប្រាប់បែបនេះដែរទាហានស៊ីឈ្នួលបានប្រាក់ច្រើនព្រោះពួកគេត្រូវលះបង់ជីវិតដើម្បីចវាយនាយអ្នកកាន់ដាវស៊ីឈ្នួលគ្រប់រូបតែងតែឮពាក្យនេះក្នុងផ្នែកជេកពួកអភិជនគឺដូចតែគ្នាទេពេលទាល់ច្រកពួកគេបើកឃ្លាំងទ្របសន្យាឲ្យដីនឹងឋានអន្តរសាស្ត្រពេលស្ថានភាពយ៉ាប់យឺនពួកគេកន្លោះសម្ដីភ្លាមស្រាប់តែមានលេសការបន្ទោសនិងសិលធម៌คล้ายៗជេកធ្លាប់ឮរឿងអាក្រក់ជាច្រើនពីពួកកូនអភិជនតែវាមិនអាចប្រៀបធៀបនឹងអ្វីដែលគេបញ្ជាពេលនេះទេបញ្ជាចុងក្រោយរបស់មេបញ្ជាការអភិជននេះគឺការសម្លាប់ខ្លួនច្បាស់ណាស់ជាមេទាហានស៊ីឈ្នួលហ្វាំងគឺជេកហួសចិត្តតតសើចទាហានស៊ីឈ្នួលសម្រាមដោយគេត្រូវបានរំពឹងឲ្យស្លាប់ដោយកិត្តិយសជាអសរិទ្ធក្នុងបេសកកម្មចុងក្រោយកងទ័ពត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ហើយទីក្រុងឆេះបន្ទាយរលំដាវពួកអូទៀមមកដល់កត្រកូល Crawford ហើយគ្មានផ្លូវរត់ទៀតទេចែកត្រៀមខ្លួនរត់គេចបាត់ទៅហើយបើសំបីតែមេបញ្ជាការខ្លាំងបំផុតរបស់ចក្រភពបោះបង់ចោលទៅហើយតើនៅមានប្រយោជន៍អ្វីទៀតសោកស្ដាយដែលអភិជនល្អតែម្នាក់ធ្លាក់ខ្លួនបែបនេះផែនការគឺសាមញ្ញណាស់ពេលពួកអូទៀមវាយប្រហារផ្ដាច់ប្រត់នៅថ្ងៃស្អែកចែកនិងកូនចៅត្រូវឈរការពារមេបញ្ជាការរហូតដល់ត្រកូល Crawford រត់គេចខ្លួនបានបើបារាជ័យចែកត្រូវបានអនុញ្ញាតឲ្យរត់គេចពេលមេបញ្ជាការស្លាប់កំរៃគឺជាត្បូងដ៏មានតម្លៃដែលអាចចិញ្ចឹមពួកហ្វេងបាន3ឆ្នាំប៉ុន្តែចែកបដិសេធញញឹមច្រើនមិនមែនមានន័យថាគេល្ងងទេបញ្ជានេះចង់យកកូនចៅគេធ្វើជាខែការពារទិញពេលឲ្យចវាយនីប៉ុណ្ណោះគេដឹងថាអូទៀមនឹងមិនប្រណីពួកហ្វេងឡើយមេបញ្ជាការប្រកែកតែវាគ្រាន់តែជាពាក្យកុហកបោកប្រាស់ទេសម្រាប់ពួកអូទៀមជេកនិងកូនចៅជាសត្រូវស៊ីសាច់ហត់ឈាមក្នុងសង្គ្រាមកន្លងមកពួកគេបានសាងគំនុំមានច្រើនណាស់ពួកគេបន្លំខ្លួនជាសាសបលាក់ខ្លួនកដាកំណោខ្មៅរួចងើបមកអាកពីក្រោយខ្នងកិត្តិយសមិនសំខាន់គឺលទ្ធផលជេកសម្រាប់មេបញ្ជាការច្រើនណាស់តាមវិធីនេះនេះជាហេតុផល Crawford រੂបានយូរពួកអូទៀមប្រកាសជាចង់បានក្បាលជេកជាងម្ចាស់ Crawford ទៅទៀតមេបញ្ជាការដឹងរឿងនេះទើបជេកនិងកូនចៅគឺជានុយដ៏ស័ក្តិសមបំផុតពេលជេកបដិសេធមេបញ្ជាការក៏គម្រាមសម្លាប់គេហើយដណ្ដើមកាន់កាប់កងទ័ពដោយកម្លាំងបាយតែម្ដងប្រឈមមុខនឹងដាវរបស់អសរិទ្ធខ្លាំងបំផុតជេកត្រៀមខ្លួនប្រយុទ្ធអញ្ចឹងនេះហើយជារូបរាងបរិសុទ្ធដ៏មានកិត្តិយសបំផុតរបស់ចក្រភពនោះសុំទោសក៏គ្មានន័យដែរតែនេះស័ក្តិសមនឹងជេកណាស់សម្រាប់មនុស្សសម្រាមគឺងាយជាងសម្រាប់អ្នកមានកិត្តិយសគ្មានអ្វីត្រូវស្រ័យក្រោយទេជំរឿនល្អបំផុតគឺយកក្បាលមេបញ្ជាការឲ្យពួកអូទៀមហើយរត់គេចតែគេដឹងច្បាស់បរិសុទ្ធនេះត្រៀមវិធីទប់ទល់រួចហើយអូទៀមអាចយកក្បាលមេបញ្ជាការ2នាក់ដោយយកសេរីភាពឲ្យក្រុងហ្វេងជេកសុកចិត្តលះបង់ជីវិតខ្លួនឯងគាត់បានអូសក្មេងៗទាំងនោះចូលក្នុងសង្គ្រាមដោយសារមហោច្ឆតាផ្ទាល់ខ្លួនពួកគេបានតស៊ូរួចផុតពីភាពក្រីក្រជាមួយគ្នាដើម្បីតាមដានក្តីស្រមៃតែមួយពួកគេបានជឿជាក់នឹងដើរតាមគាត់ឆ្លងកាត់ឋាននរកសម្រាប់រឿងនេះគាត់ត្រូវតែទទួលខុសត្រូវព្រោះគាត់ជាមេកងរបស់ពួកគេហើយនេះជាអ្វីដែលមេកងត្រូវធ្វើពេលឮបែបនេះមេបញ្ជាការក៏នឹកឃើញពីអត្ថន័យពិតប្រាកដនៃភាពជាអ្នកដឹកនាំក្តីអាម៉ាស់បានក្តោបក្តាប់គាត់ក្នុងជាតិមួយទៀតគាត់ច្បាស់ជាស្ម័គ្រចិត្តបម្រើមនុស្សដូចជាជេកជំនួសឲ្យត្រកូល Crawford គ្មានពេលទៀតទេជេកបានវាយបហាមេបញ្ជាការមិនកម្រើកឡើយគាត់សុំឲ្យជេកកុំអភ័យទោសឲ្យខ្លួនរួចក៏កាប់គាត់ចោលគម្លាតរវាងពួកគេគឺធំធេងណាស់ក្បាលរបស់ជេកត្រូវបានកាប់ផ្ដាច់ភ្លាមៗគេមិនអាចប្រឆាំងនឹងទេពកោសល្យដ៏ព្រៃសៃនេះបានទេគាត់សង្ឃឹមថាវានឹងគ្រប់គ្រាន់កូនចៅគាត់ត្រូវបានបញ្ជាឲ្យរត់បើគាត់មិនត្រឡប់មកវិញទេគាត់រស់ដោយសារដាវការស្លាប់ដោយសារវាគឺសមរម្យណាស់ពេលការគិតរបស់គាត់លោតទៅសំណួរមួយនៅតែដកជាប់ប្រសិនបើគាត់កើតមកមានឱកាសដោយពួកអភិជនតើគាត់អាចឡើងខ្ពស់ដល់កម្រិតណាបន្ទាប់មកគឺគ្មានអ្វីទាំងអស់រហូតដល់ដឹងខ្លួនវិញជេកបានឮសំឡេងអង្វរយ៉ាងភ័យស្លន់ស្លោរបស់ក្មេងប្រុសម្នាក់មុនពេលគាត់អាចយល់ការពិតបាតដៃដ៏ធ្ងន់មួយបានទះកំភ្លៀងគាត់ធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនទាំងស្រុង
ក្មេងប្រុសម្នាក់ឈរពីលើគាត់យំហូរទឹកភ្នែកហើយហៅគាត់ថាម្ចាស់វ័យក្មេងលូសៀនគាត់មានអារម្មណ៍ថាមានរឿងខុសប្រក្រតីនៅទីនេះចំណុចទី1រាងកាយដែលពោពេញដោយស្នាមរបួសនិងចាស់ទ្រុឌទ្រោមរបស់គាត់បានបាត់ទៅហើយជំនួសមកវិញគឺរាងកាយរបស់ម្ចាស់វ័យក្មេងដ៏ស្រស់ស្អាតនិងគ្មានស្នាមដែលមានក្លិនដូចស្មៅស្រស់ទី2តើក្មេងរំខាននេះជានរណាដែលតែកំភ្លៀងគាត់ពេលកំពុងយំយ៉ាងខ្លាំងបែបនេះគេគិតថាគាត់បានស្លាប់បាត់ទៅហើយបេះដូងរបស់ក្មេងប្រុសនេះមិនអាចទទួលយកបានទេក្នុងនាមជាអ្នកបម្រើផ្ទាល់គេនឹងត្រូវប្រហារជីវិតហើយកប់ជាមួយម្ចាស់របស់គេលើពីនេះវាជាសោកនាដកម្មដ៏ធំសម្រាប់គ្រួសារជេកមិនយល់សោះថាក្មេងនេះកំពុងតែរអ៊ូពីអ្វីម្ចាស់វ័យក្មេងអ្នកបម្រើផ្ទាល់គ្រួសារគ្មានអ្វីទាំងអស់នេះដែលតាក់ទងនឹងជីវិតរបស់គាត់ឡើយអ្វីដែលគាត់ចងចាំចុងក្រោយគឺការស្លាប់របស់គាត់តើក្បាលគាត់នៅជាប់បានយ៉ាងម៉េចខួរក្បាលគាត់ចាប់ផ្ដើមគិតយ៉ាងលឿនដោយវាតម្លៃស្ថានភាពនិងសម្លឹងមើលជុំវិញខ្លួនគាត់បានសន្និដ្ឋានថាខ្លួនអាចបានចូលមកក្នុងរាងកាយរបស់ជនចម្លែកម្នាក់ជនចម្លែកនេះបែរជាក្មេងប្រុសដ៏ស្រស់សង្ហាម្នាក់ទៅវិញគាត់ទប់ចិត្តមិនអោយសរសើរខ្លួនឯងនៅមុខកញ្ចក់មិនបានឡើយមុខមាត់ដ៏ល្អខ្ចោះរបស់គាត់បញ្ចេញរស្មីជាអភិជនការទប់តែបង្ហាញថានេះជាបន្ទុករបស់កូនចៅត្រកូលដ៏ស្តុកស្តម្ភដើម្បីដឹងព័ត៌មានបន្ថែមគាត់បានជីកកកាយការចងចាំចម្លែកនោះហើយក៏នឹកឃើញឈ្មោះអ្នកបម្រើរបស់គាត់គឺ Hans ជាដំបូងគាត់សួរហានពីឆ្នាំនេះក្មេងនោះឆ្លើយថានេះជាឆ្នាំចក្រភព8គាត់បានវាត្រឡប់ទៅកាន់អតីតកាលវិញហើយដើម្បីកុំឲ្យមានការសង្ស័យគាត់បានដាស់តឿនខ្លួនឯងក្នុងចិត្តកុំឲ្យមានការភ្ញាក់ផ្អើលខាងពេករាល់ពេលទទួលបានព័ត៌មានថ្មីៗជាដំបូងគាត់ត្រូវចាត់ការរឿងនៅចំពោះមុខសិនសម្រាប់សំណួរបន្ទាប់ក៏បានសួរទៅកាន់ Hans ត្រង់ៗថាតើឯងកំពុងតែចង់ស្លាប់មែនទេគ្រាន់តែលឺបែបនេះក្មេងប្រុសនោះភ័យស្ទើរតែនោមលាក់ខោទៅហើយត្រឹមជាអ្នកបម្រើម្នាក់សោះហ៊ានលូកដៃមកប៉ះរាងកាយចៅហ្វាយនេះដែលកំពុងសន្លប់ដោយគ្មានការអនុញ្ញាតផងគាត់បានសម្លឹងដោយការគំរាមកំហែងហើយប្រាប់ឲ្យក្មេងនោះរំលឹកគាត់ម្ដងទៀតមើលថាគាត់ជាណានាដោយអនក្បាលយ៉ាងទាប Hans បានសុំទោសចំពោះទង្វើដ៏ប្រហើនរបស់ខ្លួនទៅលើចៅហ្វាយនេះវ័យក្មេង Lucien Waldeck ដែលជាកូនប្រុសទី3នៃត្រកូលដ៏អស្ចារ្យ Waldeck Lucien ស្គាល់ឈ្មោះត្រកូលអភិជននេះភ្លាមមួយរំពេចគ្រួសារ Waldeck គឺជាសសរទ្រូងដ៏រឹងមាំដែលបានជួយជ្រោមជ្រែងចក្រភពនេះពេញមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្លួនវាជាត្រកូលប្រវត្តិសាស្ត្រដ៏មានឥទ្ធិពលនិងជាទីប្រឹក្សាដ៏ជិតស្និទ្ធបំផុតរបស់បច្ចេកអធិរាជផ្ទាល់តែម្ដងពួកគេមានអំណាចនិងឥទ្ធិពលស្ទើរតែស្មើនឹងរីវង្សទៅហើយកាលពី15ឆ្នាំមុនកំឡោះជេក៏ធ្លាប់ធ្វើជាឆ្មាំយាមនៅភូមិគ្រឹះមួយនេះផងដែរជំនួសឲ្យការត្រឡប់ទៅធ្វើការងារចាស់របស់ខ្លួនគាត់បែរជាបានចាប់ជាតិខ្លាយជាកូនប្រុសទី3របស់ Grand Duke ទៅវិញពេញមួយជីវិតរបស់គាត់ត្រូវបង្ខំចិត្តទ្រាំទ្រនឹងការអាម៉ាស់គ្រប់សពបែបយ៉ាងដើម្បីតែកាពះដោយសារតែឋានៈដ៏ទីបតូចរបស់គាត់ពេលនេះឱកាសមាសបានធ្លាក់មកដល់ដៃគាត់យ៉ាងនឹកស្មានមិនដល់ប្រហែលជាព្រមលិខិតចង់ឲ្យគាត់ស្វែងរកចម្លើយសម្រាប់សំណួរចុងក្រោយមុនពេលគាត់ស្លាប់ហើយមើលទៅប្រសិនបើនេះជាអ្វីដែលព្រះចង់បានមែននោះពួកគេគួរតែបើកភ្នែកឲ្យធំហើយរងចាំមើលចោះជាលើកដំបូងហើយដែលគាត់បានទទួលនូវភាពកក់ក្ដៅពីពន្លឺព្រះអាទិត្យក្នុងនាមជា Lucien Waldeck គាត់នឹងបង្ហាញពួកអ្នកមានអំណាចទាំងនោះឲ្យឃើញថាគាត់អាចឡើងទៅបានខ្ពស់ប៉ុណ្ណាហើយរស់នៅបែបណា Lucien បានស្លៀកពាក់សម្លៀកបំពាក់ដ៏ប្រណិតរួចដើរចេញពីបន្ទប់របស់គេគាត់ធ្លាប់បានទៅកន្លែងជាច្រើនកាលពីចំនួនធ្វើជាទាហានស៊ីឈ្នួលប៉ុន្តែគ្មានកន្លែងណាអាចយកមកប្រៀបធៀបនឹងភាពអស្ចារ្យរបស់ភូមិគ្រឹះ Waldeck Grand Duchy បានឡើយគាត់ត្រូវតែសម្របខ្លួនឲ្យស៊ាំនឹងរបស់របរដ៏ភ្លឺផ្លេកទាំងនេះឲ្យបានឆាប់បំផុតគាត់សង្កេតឃើញថាតាំងពីព្រឹកមកម្លេះពួកអ្នកបម្រើទាំងអស់តែងតែលួចសម្លឹងមើលមកគាត់ដោយខ្សែភ្នែកចម្លែកហើយនាំគ្នាខ្សឹបខ្សៀវពេញនឹងវាមានអារម្មណ៍ហាក់ដូចជាកំពុងត្រូវហុំព័ទ្ធទៅដោយសត្រូវអញ្ចឹងប៉ុន្តែបើតាមសម្ដីរបស់ Hans នេះគឺជារឿងធម្មតាទេកន្លងមកនេះគេតែងតែរស់នៅឯកោដាច់តែឯងរហូតមកគេបានសង្គមលាក់ខ្លួននៅក្នុងបន្ទប់មួយនោះអស់រយៈពេល1ឆ្នាំនិង2ខែទៅហើយវាស្ដាប់ទៅពិតជាឈួតឡប់ណាស់សម្រាប់គាត់ដែលកូនអភិជនម្នាក់អាចមានអ្វីៗគ្រប់យ៉ាងតាមចិត្តចង់បែរជាជ្រើសរើសគេចចេញពីពិភពលោកទៅវិញផ្នត់គំនិតនៃអ្នកមានត្រកូលខ្ពស់ពិតជាអាចកំបាំងដែលគាត់មិនអាចយល់បានការសម្ដែងធ្វើជាមនុស្សបែបនោះគឺស្ទើរតែមិនអាចទៅរួចទេសម្រាប់គាត់នៅក្នុងទីកន្លែងនេះគឺជាកន្លែងនៃបុគ្គលដ៏មានអំណាចដែលធ្លាប់បានការពារចក្រភពកំពុងតែរស់នៅនោះគឺ Grand Duke Sigmund Waldeck បុរសម្នាក់នោះមិនមែនជាប្រភេទមនុស្សដែលចេះតែឈោអបដៃមើលកូនប្រុសរបស់ខ្លួនដេកសងំបញ្ចុះបញ្ជូខ្លួនឯងចោលអស់រយៈពេលជា1ឆ្នាំបែបនេះនោះទេវាអាចមកពី Lucien ម្នាក់នេះជាក្មេងមានបញ្ហាដែលត្រូវបានគ្រួសារបោះបង់ចោលឬមួយក៏មានកាលៈទេសៈពិសេសណាមួយដែលធ្វើឲ្យ Grand Duke បាត់ភ្នែកម្ខាងធ្វើជាមិនដឹងមិនឮវាជារឿងល្អបំផុតដែលគួរតែព្យាយាមគេចមុខពីឪពុករបស់គេមួយរយៈសិនប៉ុន្តែវាក៏ប្រហែលជាអាចពិបាកបន្តិចដែរនៅពេលនេះមេការធំ Edwin បានមកទទួលស្វាគមន៍នាងក្មេងដោយផ្ទាល់បុរសម្នាក់នេះបានចូលមកក្នុងវិមាននេះក្នុងនាមជាចំណាប់ខ្មាំងពីត្រកូលសត្រូវកាលពីកុមារភាពគាត់ត្រូវបានគេទទួលស្គាល់ចំពោះសមត្ថភាពការងារដ៏ឆ្នើមហើយបានឡើងឋានៈជាមនុស្សចំណិតរបស់ Grand Duke Sigma ក្នុងចំណោមមនុស្សទាំងអស់នេះគឺជាអ្នកដែល Lucien ត្រូវគេចវេះបំផុតគាត់ច្បាស់ជាចាប់អារម្មណ៍មិនខានពីកាយវិការរបស់មនុស្សដែលមកពីបាតសង្គមសំណាងល្អ Lucien បានសម្ងំលាក់ខ្លួនជាមួយឆ្នាំទៅហើយក្នុងករណីនេះគេគួរតែយកទម្រាប់តាមមនុស្សអភិជនបំផុតដែលគេស្គាល់គឺមេបញ្ជាការដែលជាអ្នកសម្លាប់គេដោយឆ្នាំញញឹម Lucien បានអរគុណ Edwin សម្រាប់ការបារម្ភហើយបញ្ជាក់ថាគេបានជាសះស្បើយច្រើនហើយលើពីនេះគេបានចេញមកដើម្បីចាត់ចែងកិច្ចការគ្រួសារដែលគេបានបោះបង់ចោលកាលពីពេលមុនមេការធំរៀងភៀងបន្តិចដោយសារវោហារស័ព្ទរបស់គេគាត់មានអារម្មណ៍ធូរស្រាលដែលនាងក្មេងនៅតែមិនប្រែប្រួលសោះសំណាងល្អការសម្ដែងជាអភិជនរបស់ Lucien ហាក់ដូចជាមានប្រសិទ្ធភាពគេព្យាយាមចេញពីស្ថានភាពនេះឲ្យលឿនបំផុតប៉ុន្តែ Edwin បានខាត់គេមិនឲ្យសុំខ្លួនចេញឡើយពេលនេះ Grand Duke ចង់ជួបកូនប្រុសរបស់លោកភ្លាមនោះ Lucien ត្រូវបានគេនាំទៅបន្ទប់ធ្វើការរបស់ឪពុកគេ Grand Duke Sigmund ជាមនុស្សតឹងរឹងណាស់ពេលនេះគាត់កំពុងសួរ Lucien ថាហេតុអ្វីបានជាគេនៅរស់
ជាធម្មតាលូសៀនពិតជាគាំងនឹងសំណួរដ៏ចម្លែកនេះពីសំណាក់ឪពុករបស់គេឌូកមានបំណងមើលរំលងទង្វើឈួតរបស់គេកាលពីឆ្នាំមុនគេបានយកមរណភាពរបស់ម្ដាយធ្វើជាលេសដើម្បីបោះបង់ភារកិច្ចជាអភិជនដោយធ្វើខ្លួនដូចជាក្មេងខូចប៉ុន្តែទីបំផុតគេបានបំពេញដែនកំណត់ដែលគេមិនគួរធ្វើមិនត្រឹមតែសង្ងំលាក់ខ្លួនចេញពីខ្សែភ្នែកសាធារណជនប៉ុណ្ណោះទេគេថែមទាំងប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចាត់ទុកជីវិតខ្លួនដូចជារឿងលេងសើចគិតទៅការលោឡានឹងយងសោករបស់ហាន់ពីមុនមើលទៅពិតជាស្មោះត្រង់មែនគេចង់បង្កែថាច្បាស់ជាមានការយល់ច្រឡំអ្វីមួយហើយប៉ុន្តែឪពុកគេធុញទ្រាន់នឹងលេសទាំងនេះណាស់ទៅហើយ Grand Duke Sigun ចង់ស្ដាប់រាល់គំនិតដែលគេបានលាក់ទុកក្នុងខួរក្បាលដ៏តូចចង្អៀតរបស់គេជាលើកចុងក្រោយហេតុអ្វីគេយកកម្លាំងកាយដ៏ខ្សោយរបស់គេញាត់ថ្នាំមួយដេកចូលមាត់ដើម្បីបង្កការវឹកវរទៅវិញគាត់ធ្វើការក្នុងភូមិគឺដ៏ធំនេះយូរណាស់មកហើយមិនចម្លែកទេដែលគាត់គ្មានការចងចាំអ្វីសោះពីលូសៀន15ឆ្នាំមុនពេលគាត់ត្រឹមជាឆ្មាំធម្មតាកូនប្រុសទី3របស់គ្រួសារ Grand Duke គឺ Lucien Valdec បានស្លាប់យ៉ាងអណោចធម៌ Grand Duke មានកូនប្រុស4នាក់ជាមួយម្ដាយ4ផ្សេងគ្នាម្រម្នាក់នេះពិតជាសម្បូរស្នេហ៍និងមានកូនចៅពីរពេញកន្លែងជេកធ្វើការឲ្យត្រកូលដ៏ល្បីនេះ10ឆ្នាំហើយតែងតែជួបពួកនេះក្មេងៗនឹងម្ដាយរបស់ពួកគេញឹកញាប់ប៉ុន្តែគាត់គ្មានការចងចាំថាធ្លាប់ជួបមុខ Lucien ឬម្ដាយរបស់គេទាល់តែសោះអ្នកស្រី Valdec បានស្លាប់ដោយសារជំងឺធ្ងន់ធ្ងរតាំងពីយូរហើយកូនប្រុសរបស់នាងក៏បានស្លាប់តាមក្រោយដោយមិនដឹងមូលហេតុកាលនោះឆ្មាំឈ្មោះជេកគិតថាម្ដាយនិងកូនមួយគូនេះគ្រាន់តែជួបសំណាងអាក្រក់ខ្លាំងប៉ុណ្ណោះជឿនឹងទុនខ្សោយមូលហេតុពិតនៃការស្លាប់របស់ Lucius ច្បាស់ជាត្រូវបានគេបិទបាំងហើយដោយសារការស្លាប់របស់ម្ដាយគេឋានៈមិនច្បាស់លាស់ក្នុងគ្រួសារនិងរឿងពិបាកចិត្តជាច្រើនទៀតបន្ទុកនេះច្បាស់ជាធ្ងន់ធ្ងរខ្លាំងពេកសម្រាប់យុវជនម្នាក់នេះទីបំផុតគេបានជ្រើសរើសលាបថ្នាំនឹងមួយដីក្នុងបរិមាណស្ទើរតែអាចសម្លាប់ខ្លួនបានតាមពិតទៅគេគ្រាន់តែចង់បានការចាប់អារម្មណ៍បន្តិចបន្តួចពីឪពុករបស់គេប៉ុណ្ណោះវាគឺជាការស្រែកសុំជំនួយទោះយ៉ាងណាគេមិនបានគិតដល់ផលប៉ះពាល់នៃការសង្ងំលាក់ខ្លួនពេញមួយឆ្នាំទៅលើរាងកាយដ៏ទន់ខ្សោយរបស់គេឡើយដោយមិនអាចទប់ទល់នឹងអត្តពលថ្នាំ Lucius Valdec បានដកដង្ហើមចុងក្រោយដោយចៃដន្យ Lucius ថ្មីត្រូវតែរកវិធីគេចចេញពីប្រធានបទដ៏តានតឹងមួយនេះយុគស្ដីបន្ទោសរៀងធ្ងន់បន្តិចហើយមើលទៅហាក់ដូចជាខូខើចំពោះកូនប្រុសដែលគាត់មិនបានជួបមុខពេញមួយឆ្នាំទៅវិញទោះជា Sigmund ធ្វើមុខស្ងួតយ៉ាងណាក៏ដោយគាត់នៅតែជាឪពុកក្នុងចិត្តគាត់ច្បាស់ជាកំពុងច្បុកច្បល់មិនខានប៉ុន្តែនេះមិនមែនជាពេលត្រូវគិតពីអារម្មណ៍អ្នកដទៃទេ Lucius កំពុងតែឈានដល់មាត់ជ្រុះនៃការធ្លាក់ចេញពីឋានៈជាអភិជនទៅហើយគេអាចនឹងគ្មានឱកាសកែខ្លួនទេបើគេនិយាយខុសពេលដែលឌុកផ្ដល់ការព្រមានចុងក្រោយអ្នកគួរតែជឿថាគាត់ប្រកាសជាធ្វើវាពិតមែន Lucius ស្ទើរតែអាចឮសំឡេងប្រេះស្រាំនៅក្នុងអនាគតដ៏ភ្លឺស្វាងដែលគេបានរំពឹងទុកទៅហើយបើគេមិនបដ ாய் ចម្លើយដែលគប់ចិត្តដោយ Grand Duke ទេយ៉ាងហោចណាស់គេនឹងត្រូវបណ្ដេញចេញឲ្យទៅធ្វើជាសង្ឃនៅវត្តដាច់ស្រយាលមួយគេនៅមិនទាន់ត្រៀមខ្លួនលាពិភពលោកដ៏ស៊ីវិល័យនេះនៅឡើយទេលទ្ធផលអាក្រក់បំផុតគឺការត្រូវគេអូសទាញទៅភាគខាងជើងដ៏សែនត្រជាក់រងទុក្ខនឹងភាពរងាដ៏ឆ្អឹងនិងក្លាយជាចំណីសត្វសាហាវអស់មួយជីវិតគេនៅសល់តែប្រមាណម៉ោងទៀតប៉ុណ្ណោះពីការត្រូវគេកាត់កនិងចាប់ផ្ដើមជីវិតថ្មីប៉ុន្តែបញ្ហាដ៏លំបាកដំបូងបានលេចចេញមកបាត់ទៅហើយ Lucius មិនព្រមឲ្យរឿងគ្រួសារដ៏ស្មុគស្មាញនេះបំផ្លាញឱកាសទី2របស់គេឡើយដូច្នេះគេក៏និយាយចេញមកតាមការបញ្ជារបស់ឪពុកដំបូងគេបានសុំទោសយ៉ាងស្មោះចំពោះភាពល្ងងខ្លៅដែលធ្វើឲ្យខូចឈ្មោះត្រកូល Valdec និងធ្វើឲ្យអ្នកគ្រប់គ្នាបារម្ភជាពិសេសគឺឪពុករបស់គេទទួលស្គាល់កំហុសហើយសន្យាថានៅទទួលយកគ្រប់ទណ្ឌកម្មដែល Grand Duke សម្រាប់ចិត្តដាក់មកលើគេប៉ុន្តែប៉ុណ្ណឹងវាមិនគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលបរិយាដែលមានអំណាចបំផុតក្នុងចក្រភពនេះទេជំនួសឲ្យការលងលោមមនោសញ្ចេតនាឪពុកគេបែរជាជំរុញឲ្យឌុករីករាយតាមក្តីប្រាថ្នាទៅវិញរឿងដែលកន្លងហួសទៅហើយគឺមិនអាចត្រឡប់ថយក្រោយបានទេជំនួសឲ្យការចងខ្ជាប់ជីវិតដែលទើបតែរួចពីសេចក្តីស្លាប់ទៅនឹងអតីតកាលគេមានបំណងរស់នៅយ៉ាងស្វាហាប់សម្រាប់អនាគតដ៏ភ្លឺស្វាងនៅខាងមុខជំហរជំនឿជាក់និងភាពអង់អាចរបស់គាត់ពិតជាធ្វើឲ្យពាក្យសម្ដីទាំងនោះមានទម្ងន់មែនជំនួសឲ្យការស្ដីបន្ទោគេបានអង្វរបរោះនៅចំពោះមុខមិនមែនក្នុងនាមជាអ្នកអុកញ៉ាទេតែក្នុងនាមជាឪពុកម្នាក់ឲ្យផ្ដល់ពាក្យលើកទឹកចិត្តសូម្បីតែមួយម៉ាត់ Lucius ជឿថាកូនដែលធ្វើខុសត្រូវតែសារភាពកំហុសដោយស្មោះត្រង់ចំពោះមុខឪពុកម្ដាយហើយឪពុកម្ដាយក៏ត្រូវតែស្វាគមន៍កូននោះដោយក្ដីមេត្តាតែនេះមិនមែនជាការតាប់កិច្ចរវាងឪពុកនិងកូនដែលច្បាប់ធម្មជាតិបានកំណត់ទុកមកទេឬមេកាអេនវីនពិតជាភ្ញាក់ផ្អើលនឹងវោហារស័ព្ទរបស់ចៅហ្វាយវ័យក្មេងណាស់គាត់អាចដឹងពីបំរែបំរួលយ៉ាងខ្លាំងនៃអំណាចនិងអូរ៉ារបស់ក្មេងនេះសម្ដីនឹងកាយវិការរបស់លោកឈូខុសប្លែកស្រឡះពីក្មេងទុនខ្សោយដែលធ្លាប់តែអោនក្បាលរហូតនោះយុវជននៅចំពោះមុខគាត់ពេលនេះគឺជាមនុស្សម្នាក់ផ្សេងស្រឡះតែម្ដងក្រៅពីគិតដល់សម្ដីដែលក្មេងនេះទៅព្រុសចេញមកអ្នកអញ្ញា Sigmund មិនសប្បាយចិត្តទេដែលត្រូវគេមកបង្រៀនពីទូនាទីជាឪពុកនោះទោះជាយ៉ាងណាក៏ដោយស្នាមញញឹមចុងមាត់បន្តិចបានលេចឡើងនៅលើមុខគាត់ការស្ដាប់កូនប្រុសនិយាយធ្វើឲ្យគាត់ដឹងថាគាត់រស់នៅរហូតបានឃើញរឿងប្លែកៗគ្រប់សពទៅហើយពេលលីសំឡេងដោះតឹងរឹងរបស់ឪពុកទុនភ្លុនជាមុនបន្តិច Lucius លួចដកដង្ហើមធំធូរទ្រង់ក្នុងចិត្តដោយដែលគេរំពឹងទុកជំនួសឲ្យការអោនក្បាលភ័យខ្លាចការវិលុកភ្លើចិត្តឪពុកដោយក្លាហានគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវជាជាងកណ្ដោដែលចេះតែដើរលាក់មុខអ្នកអុកញ៉ាឲ្យតម្លៃលើស្មារតីឆ្កែព្រៃដែលដឹងថាពេលណាត្រូវវាយលុកដោយដាច់ខាតបបិសាបបំរើ Sigmund Valdec រាប់សិបឆ្នាំរបស់គេពិតជាមានប្រយោជន៍នៅពេលនេះមែនអ្នកអុកញ៉ាមិននឹកស្មានសោះថាអាចលឺកូនប្រុសបែបទុនខ្សោយបំផុតរបស់ខ្លួននិយាយក្លាហានយ៉ាងនេះក្រោយពីរស់ពីស្លាប់វិញដោយសារ Lucius លើកឡើងពីការប្រឹងប្រែងដោយខ្លួនឯង Sigmund ក៏សួរកូនប្រុសទី3ពីផែនការទៅថ្ងៃមុខដោយរើសពាក្យនិយាយយ៉ាងប្រយ័ត្នប្រយែង Lucius ឆ្លើយថាជំហានដំបូងបំផុតគឺត្រូវព្យាបាលរាងកាយដ៏ទ្រុឌទ្រោមនេះសិនបន្ទាប់មករូបភាពអ្នកប្រយុទ្ធដ៏ប្រកែកបំផុតដែលគេធ្លាប់រួមក្រុមនិងប្រកួតជាមួយក៏លេចឡើងក្នុងគំនិតពេលរាងកាយត្រឡប់មកខ្លាំងក្លាវិញគេមានបំណងរៀនដាវឲ្យបានត្រឹមត្រូវហើយយកចិត្តទុកដាក់មែនទែនម្ដងសម្រាប់ពេលនេះគេគិតថាការប្រឹងស៊ីប្រឹងដេកនឹងជួយស្ដារកម្លាំងឡើងវិញហើយគ្រប់យ៉ាងនឹងរលូនជាមិនខានការក្រញញោមមុខរបស់អ្នកអុកញ៉ាក៏រលាយបាត់ទៅ
គាត់ចាប់អារម្មណ៍នឹងវោហារស័ព្ទដ៏ពូកែខុសពីធម្មតារបស់កូនប្រុសថាតើសម្ដីរបស់លូសៀគ្រាន់តែជាខ្យល់ឬយ៉ាងណានោះពេលវេលានឹងបញ្ជាក់ ដើម្បីជាការចាប់ផ្ដើមអ្នកអុកញ៉ាស៊ីហ្គូនបានអនុញ្ញាតឲ្យមេកាអេដវីនផ្ដល់របស់ដែលអាចជួយក្មេងនេះបានជាជាងពាក្យសម្ដីដែលគ្មានប្រយោជន៍ពីនេះការហុចដៃជួយក្មេងដែលទើបតែកាយខ្លួនប្រកាសជាមានប្រយោជន៍ជាងអេដវីនទទួលបញ្ជាហើយគិតថារឿងនេះមិនស៊ីពេលយូរនោះទេលូសៀគឺជាមនុស្សតែម្នាក់គត់ក្នុងបន្ទប់ដែលមិនដឹងថាតើចាស់ៗទាំងនេះកំពុងនិយាយពីអ្វីសោះវាមិនចំណាយពេលយូរទេក្នុងការយល់ថាជំនួយរបស់ឪពុកមានរូបរាងបែបណានោះរទេះសេះជាច្រើនបានមកដល់ប្រាសាទហើយទម្លាក់ទំនិញដ៏ធ្ងន់ធ្ងរចុះអ្នកបម្រើបានសែងហឹបឈើរាប់មិនអស់យកមកតម្រៀបគ្នានៅមុខភូមិគ្រឹះបង្កប់ក្នុងហឹបនីមួយៗគឺទ្រព្យសម្បត្តិមហាសាលរាប់ចាប់ពីកាក់មាសរហូតដល់គ្រឿងអលង្ការមានតម្លៃលូសៀមិនដែលឃើញទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់បែបនេះទេសូម្បីពេលគេនៅជាទាហានស៊ីឈ្នួលក៏ដោយតែនេះហើយជាអំណាចនៃត្រកូលអភិជនជាន់ខ្ពស់នោះឬគេទទួលបានប្រាក់ខែយ៉ាងច្រើនសន្ធឹកដោយមិនបាច់ធ្វើអ្វីសោះកំណប់ទ្រព្យតែមូលនេះគឺសម្រាប់តែមួយខែប៉ុណ្ណោះពេលមានកាក់មាសពេញហាប៉ៅបែបនេះប្រហែលជាវាសាំនឹងវិនិយោគលើអ្វីដែលអស្ចារ្យអ្វីដែលអាចកែប្រែរាងកាយដ៏ទន់ខ្សោយរបស់គេបានគេសម័យឃើញខ្លួនឯងបញ្ចេញសាច់ដុំនៅមើងអួតរឹតដាក់គ្រប់គ្នាក្នុងចក្រភពបាត់ទៅហើយអ្វីដែលគេត្រូវធ្វើគឺផ្សំថ្នាំពៅដ៏ពិសេសមួយប៉ុណ្ណោះក្រោយជួបនិយាយជាមួយកូនប្រុសទី3អ្នកអុកញ៉ាស៊ីកម៉ាន់មានអារម្មណ៍ចង់ដើរលេងក្នុងសួនច្បារដ៏ស្រស់ស្អាតរបស់គាត់អេដវីនបានដើរតាមពីក្រោយខណៈពេលដែលគាត់កំពុងប្រមូលគំនិតបើតាមមេកាទីនេះគឺជាកន្លែងដែលអតីតអ្នកម្នាងដែលជាម្ដាយរបស់លូសៀនស្រឡាញ់ពេញចិត្តបំផុតមុនពេលគាត់ស្លាប់អ្នកអុកញ៉ាមិនបានមកកន្លែងពោពេញដោយអនុស្សាវរីយ៍នេះយូរហើយវាច្បាស់ណាស់ថាហេតុអីគាត់ជ្រើសរើសថ្ងៃនេះដើម្បីមកទីនេះបំរែបំរួលភ្លាមៗរបស់ចៅហ្វាយក្មេងលូសៀនប្រកាសជារំលឹកស៊ីកមិនពីរឿងអតីតកាលទោះបីជាក្មេងនេះបាត់បង់ក្តីស្រឡាញ់ពីឪពុកមួយរយៈក្តីក៏អ្នកអុកញ៉ានៅតែមានក្តីមេត្តាក្នុងចិត្តចំពោះក្មេងនេះជានិច្ចយ៉ាងណាមិញគេគឺជាកូនរបស់អ្នកម្នាងដែលអ្នកអុកញ៉ាស្រឡាញ់បំផុតពេលមកដល់កណ្ដាលសួនច្បារដ៏ស្រស់ស្អាតស៊ីកម៉ាន់ក៏លន់មាត់ថាកូនប្រុសគាត់ធ្លាប់ទុនខ្សោយគួរឲ្យអាណិតកម្រិតណាស់ក្មេងនោះតែរៀបភ្នែកជាប់ឡើងហាក់ដូចជាភ័យខ្លាចអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនគេតែងតែត្អូញត្អែរដូចឆ្កែត្រូវគេវាយបើសិនជាស៊ីហ្គុនគ្រាន់តែដំឡើងសម្លេងបន្តិចនោះចរិតរបស់លូសៀនពិតជាខុសស្រឡះពីអតីតនេះម្នាងស៊ីហ្គុនស្ទើរតែបោះបង់គេចោលទៅហើយគាត់ធ្លាប់គិតថាចំណុចតែមួយគត់ដែលលូសៀនដូចម្ដាយគឺមានតែរូបរាងខាងក្រៅតែនោះប៉ុន្តែការចូលឃើញរបស់ស៊ីកមិនចំពោះក្មេងនេះបានផ្លាស់ប្ដូរជាលើកដំបូងបំផុតនៅថ្ងៃនេះគំនិតដែលថាគាត់ប្រហែលជាគិតខុសបានពោលឡើងក្រោយជំនួបនោះអ៊ីដវីនក៏ប្រកាសជាឃើញពូការផ្លាស់ប្ដូរដ៏ខ្លាំងនេះដែរជំនួសឲ្យការភ័យខ្លាចក្មេងនោះសម្លឹងចំភ្នែកឪពុកហើយបញ្ចេញមតិខ្លួនឯងយ៉ាងក្លាហានគេមិនរៀបថយចំពោះសម្ពាធឡើយហើយបង្ហាញភាពរឹងមាំចេញមកយ៉ាងពិតប្រាកដពួកគេដឹងតាំងពីដំបូងមកម្លេះថាលូសៀនមានបេះដូងទន់ភ្លន់ប្រហែលជាគេគ្រាន់តែបញ្ចេញសមត្ថភាពយឺតជាងបងប្រុសបន្តិចប៉ុណ្ណោះយ៉ាងណាមិញគេក៏មានឈាមជ័ររបស់អ្នកអុកញ៉ាដែរទោះជាយ៉ាងណាក៏ដោយស៊ីហ្គូននៅតែប្រយ័ត្នប្រយែងមិនហ៊ានរំពឹងខ្ពស់ពេកទេចាប់ពីពេលនេះទៅគាត់នឹងប្រគល់ភារកិច្ចឲ្យលូសៀនដែលមិនអាចដោះស្រាយបានដោយគ្រាន់តែប្រើពាក្យសម្ដីផ្អែមល្ហែមប៉ុន្មានម៉ាត់នោះឡើយនិយាយដល់រឿងនេះអេដវីនបានលើកឡើងពីបញ្ហាមួយដែលអាចនឹងកើតឡើងពួកគេបានទម្លាក់លុយជំនួយចូលហៅប៉ៅលូសៀនវិញហើយដំណឹងមួយនេះបានបែកធ្លាយដល់ខាងក្រៅបាត់ទៅហើយក្រោយពេលស៊ើបអង្កេតអេដវីនរកឃើញថាកូនប្រុសទី2ច័រឌីវ៉ាដេកមានការពាក់ព័ន្ធមិនតែប៉ុណ្ណោះច័រឌីបានចាត់វិធានការរួចទៅហើយគេបានដេញនៃការរបស់លូសៀនចេញហើយដាក់មនុស្សចំណិតខ្លួនឯងជំនួសវិញដើម្បីបង្ហាញចេតនាច្បាស់ក្លែបក្នុងការគៀបសង្កត់ប្អូនប្រុសខ្លួនឯងសេហ្គុនយល់ថាកូនប្រុសទី2របស់គាត់មានគំនុំជ្រៅជាមួយកូនពៅដោយសាររឿងម្ដាយប៉ុន្តែការចង់គំនុំមិនព្រមលែងនេះគឺជារឿងគួរឲ្យបារម្ភណាស់អេដវីនចង់ចេញមុខអន្តរាគមប៉ុន្តែលោកអុកញ៉ាបានហាមឃាត់មិនឲ្យជួយទោះបីជាវាអាចជារឿងខូខើបន្តិចសម្រាប់អ្នកដែលទើបតែរៀនដាវជំហានដំបូងក៏ដោយទង្វើអាក្រក់របស់ជូរីគ្រាន់តែជាល្បិចគ្មានខ្ចីដែលមិនអាចធ្វើអ្វីបានឡើយប្រសិនបើលូសៀនចេះរៀបចំមនុស្សជុំវិញខ្លួនឲ្យបានត្រឹមត្រូវពីដំបូងនេះពួកគេចាត់ទុកថានេះជាតម្លៃមួយដែលកូនទី3ត្រូវតែសងដោយសារតែមិនព្រមភ្ញាក់រលឹកឲ្យបានលឿនជាងនេះពេលនេះស៊ីកនចង់មើលថាតើកូនរបស់គាត់នឹងដោះស្រាយបញ្ហានេះដោយរបៀបណាប្រសិនបើលូសៀនធ្វើមិនបានសម្រេចនោះគឺជាកំហុសរបស់គេហើយឈាមត្រកូលវ៉ាល់ដេកគឺជាកូនសោប៉ុន្តែការបើកទ្វារត្រូវតែពឹងផ្អែកលើកម្លាំងខ្លួនឯងជានិច្ចនោះហើយគឺជាផ្លូវរបស់សត្វតោប្រហែលថ្ងៃក្រោយមកលូសៀនបានសម្ងំលាក់ខ្លួនក្នុងបន្ទប់វិញដោយមាន Hans ជាអ្នកយាមទ្វារដែលធ្វើឲ្យបុគ្គលិកមានការសង្ស័យនិងខ្សឹបខ្សៀវគ្នាគ្រប់កន្លែងនេះជាថ្ងៃទី3ហើយបន្ទាប់ពីប្រាក់ជំនួយបានធ្លាក់មកវិញពេលឃើញហឹបលុយទាំងនោះរៀបជាជួរ Hans សឹងតែមិនជឿភ្នែកខ្លួនឯងចៅហ្វាយវ័យក្មេងបានប្រាប់ថាលុយមាសទាំងនេះធ្លាក់មកដោយស្រួលក៏ព្រោះតែការចរចាជាមួយលោកអុកញ៉ាទទួលបានលទ្ធផលល្អបើមើលទៅលើតំណែងដ៏រង្គោះរង្គើរវាងឪពុកនិងកូនហាន់អាចដឹងច្បាស់ថាវាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ចៅហ្វាយវ័យក្មេងរបស់ខ្លួនអ្នកបម្រើផ្ទាល់រូបនេះពិតជាមានមោទនភាពខ្លាំងណាស់ពេលឃើញចៅហ្វាយខ្លួនបោះជំហានទៅមុខជាជាងការលិចលង់ក្នុងភាពសោកសៅ Hans មិនបានដឹងទេថាក្នុងខួរក្បាលរបស់ Lucien កំពុងគិតពីឱកាសជាច្រើនដែលទ្រព្យសម្បត្តិទាំងនេះអាចផ្ដល់ឲ្យជាមួយនឹងធនធានដ៏ច្រើនសន្ធឹកសន្ធាប់នេះគេអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូររាងកាយដ៏ទន់ខ្សោយរបស់គេបានទាំងស្រុងរាងកាយដ៏ល្អអខ្វះគឺស្ថិតនៅក្នុងដៃរបស់គេប្រសិនបើគេអាចផ្សំថ្នាំទិព្វនោះបានសម្រេចគេចំណាយពេលត្រឹមតែ3ថ្ងៃប៉ុណ្ណោះដើម្បីដុតលុយជំនួយទាំងនោះចោលដោយប្រែក្លាយបន្ទប់របស់គេទៅជាកន្លែងផ្សំថ្នាំដ៏រញ៉េរញ៉ៃគេបានធ្វើការដោយមិនជប់ឈរដើម្បីសម្រួចវិធីសាស្ត្ររបស់គេពេលនេះ Hans ប្រកាសជាមានចម្ងល់ពេញក្នុងចិត្តប៉ុន្តែការដែលឃើញគេយាមទ្វារបានយ៉ាងល្អដោយមិនសួរនាំច្រើនវាបង្ហាញពីភាពស្មោះត្រង់បំផុតលើតុធ្វើការរបស់ Lucien មានឧបករណ៍ចង្រាញ់ថ្នាំដែលកូនប្រុសរបស់អុកញ៉ាមិនដែលធ្លាប់ប៉ះពាល់សូម្បីតែម្ដងក្នុងមួយជីវិតនៅជុំវិញខ្លួនគេសុទ្ធតែជាគិសរុក្ខជាតិឱសថដ៏មហាសែនថ្លៃដែលដោះតែនៅក្រោមពន្លឺព្រះច័ន្ទប៉ុណ្ណោះ
នៅក្នុងពេលវេលានេះគ្មាននរណារកឃើញពីអត្ថប្រយោជន៍របស់រុក្ខជាតិពន្លឺព្រះច័ន្ទដ៏កម្រនេះនៅឡើយទេលូសៀនបានចាយវាយប្រចាំខែទាំងអស់របស់គេដើម្បីប្រមូលទិញវាឲ្យបានច្រើនបំផុតសម្រាប់អ្នកផ្សេងពេលនេះលូសៀនអាចមើលទៅដូចជាមនុស្សឈួតអញ្ចឹងប៉ុន្តែមួយឆ្នាំក្រោយការសម្រេចចិត្តនេះនឹងហុចផលយ៉ាងក្រាស់ក្រែតម្លៃនៃរុក្ខជាតិពន្លឺព្រះច័ន្ទនឹងកើនឡើង10ដងឬអាចដល់ជាង20ដងឯណោះការធ្វើបែបនេះគឺប្រៀបដូចជាការទិញ Bitcoin តាំងពីឆ្នាំ2010អញ្ចឹងដែរពេលនេះគេកំពុងទាញយកធម៌ពលពីរុក្ខជាតិវេទមន្តនេះដោយខ្លួនឯងទើបគេចាប់ផ្ដើមគោរពភាពក្លាហានរបស់ Alchemy Skill យ៉ាងពិតប្រាកដពេលដែលពួកគេចាប់ផ្ដើមពិសោធន៍ជាមួយរុក្ខជាតិពន្លឺព្រះច័ន្ទភាគរយនៃភាពជោគជ័យគឺនៅស្រពេចស្រពិលនៅឡើយទេប៉ុន្តែពួកគេនៅតែហ៊ានប្រថុយហើយប្រមូលទិញរុក្ខជាតិពន្លឺព្រះច័ន្ទទាំងអស់ក្នុងចក្រភពពួកគេបានយកជោគវាសនារបស់សមាគមទាំងមូលមកភ្នាល់ក្នុងការប្រកួតដ៏ធំមួយនេះដោយសារភាពក្លាហាននោះក្រុម Alchemist នឹងបញ្ចេញថ្នាំទិព្វកម្រិតកំពូលដែលធ្វើឲ្យរញ្ជួយចក្រភពទាំងមូលតែម្ដងមនុស្សម្នេះចាត់ទុកថ្នាំទិព្វនេះថាជាភេសជ្ជៈរបស់ព្រះដែលមានឈ្មោះថា Nectar ដោយសារតែភាពក្អើកក្តោមហ៊ានយកឈ្មោះព្រះមកប្រៀបនឹងថ្នាំសាមញ្ញបែបនេះ Alchemist Guild ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថសាសនាពីសំណាក់ព្រះវិហារប៉ុន្តែពេលដែលប្រសិទ្ធភាពរបស់ Nectar ត្រូវបានលាតត្រដាងមនុស្សគ្រប់គ្នារវល់តែដណ្ដើមគ្នាទិញវាតតែរឿងប្រមាថសាសនាត្រូវបានគេបំភ្លេចចោលទាំងស្រុងបន្ទាប់ពីសំងំលាថ្នាំអស់រយៈពេលថ្ងៃមកទីបំផុត Lucian បានចម្រាញ់ថ្នាំដ៏ជោគជ័យមួយកម្រិតថ្នាំ Nectar នេះបានបំបែកច្បាប់ធម្មជាតិដែលមិនធ្លាប់មានអ្នកណាហ៊ានបដិសេធជាង 1000 ឆ្នាំមកហើយកម្រិតធម៌ពលដែលអ្នកប្រយុទ្ធអាចឈានដល់គឺត្រូវបានកំណត់ទុកតាំងពីពួកគេចាប់កំណត់មកម្លេះអស់រយៈពេលយ៉ាងយូរកម្រិតកំណត់នោះត្រូវបានគេចាត់ទុកថាជាច្បាប់ទម្លាប់ដែលគ្មាននរណាម្នាក់អាចប្រឆាំងបានឡើយធម្មជាតិពីកំណត់ត្រូវបានកំណត់ទុកជាមុនហើយកាយសម្បត្តិរបស់មនុស្សគឺមិនអាចផ្លាស់ប្ដូរបានជាដាច់ខាតជំនឿដ៏យូរលង់នេះត្រូវបានវាយគំតិចខ្ទេចខ្ទីដោយសារតែថ្នាំ Nectar គ្រាន់តែផឹកមួយដបវាអាចផ្លាស់ប្ដូរមនុស្សដែលគ្មានទេពកោសល្យសោះឲ្យក្លាយជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែម្នាក់បានថ្នាំដែលគេបញ្ញាលានៅក្នុងបន្ទប់ប្រកាសជាមិនសិលពូកែដោយរបស់ដើមនោះទេយ៉ាងណាមិញគេមិនមែនជាអ្នកលាថ្នាំអាជីពឯណាគេដឹងត្រឹមតែវិធីផលិតថ្នាំបែបតម្បាញប៉ុណ្ណោះប៉ុន្តែថ្នាំមួយដបនេះគឺពិតជាគ្រប់គ្រាន់ណាស់ដើម្បីជួសជុលរាងកាយដកសោយរបស់គេនៅពេលនេះគេពិតជាមានសំណាងណាស់ដែលបានវិលត្រឡប់មកអតីតកាលវិញដើម្បីធ្វើឲ្យរឿងនេះក្លាយជាការពិតពេលក្រោយមកនៅពេលដែលយុគសម័យដ៏ចលាចលបានផ្ទុះឡើងទូទាំងចក្រភពកន្លែងដំបូងគេដែលត្រូវឆេះខ្ទេចគឺ Alchemist Guild នេះហើយពួកអ្នកកាន់អំណាចចាត់ទុករូបមន្តថ្នាំ Nectar នេះថាជាកម្លាំងគំរាមកំហែងដល់តុល្យភាពនៃអំណាចរបស់ពួកគេពួកស្ដេចដែលអង្គុយលើបល្ល័ង្កបានខិតខំប្រឹងប្រែងលុបបំបាត់រូបមន្តដើមនេះចេញពីប្រវត្តិសាស្ត្រតែម្ដងទោះយ៉ាងណាក៏ដោយក៏មានមនុស្សមួយចំនួនអាចប្រមូលតម្រុយបានគ្រប់គ្រាន់ដើម្បីផ្សំវាឲ្យចេញជារូបរាងស្រដៀងគ្នានេះបានដែរម្នាក់ក្នុងចំណោមនោះគឺជាទាហានស៊ីឈ្នួលឈ្មោះ Jake អ្នកដែលហ៊ានសាក់លបងជាមួយឲ្យសុទ្ធពន្លឺព្រះច័ន្ទភាគច្រើនគឺត្រូវស្លាប់ដោយសារផលប៉ះពាល់របស់វាប៉ុន្តែគេនោះអាចធ្វើវាបានសម្រេចដោយមិនស្ទាក់ស្ទើរ Lucian បានបើកដបទឹកដមឱសថដែលទើបតែផ្សំរួចហើយផឹកវាទាំងស្រុងពេលធ្វើបែបនេះក៏បានខ្លាចជាមនុស្សដំបូងបំផុតដែលអាចបំផ្លាញធម៌ពលធម្មជាតិមកជារបស់ខ្លួនឯងបានអាស្រ័យលើដំណើរការនៃការស្រូបយកគាត់អាចគ្រប់គ្រងលំហូរម៉ាណាដែលកំពុងជ្រាបពេញរាងកាយដើម្បីវិវត្តខ្លួនបានគុណភាពនៃធម៌ពលដែលអាចទាញយកមកប្រើបានគឺខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ដោយខ្ចីធម៌ពលពីទឹកដូមនេះគាត់បានបង្ខំបើកច្រកដែលបិទក្នុងរាងកាយ Lucian គិតថាឥទ្ធិពលរបស់ឱសថនេះនឹងអស់ទៅវិញក្រោយពេលច្រករបស់គេបានបើកប៉ុន្តែគេគិតខុសហើយជាទូទៅគេគួរតែឈឺចាប់ខ្លាំងព្រោះដំណើរការដ៏សាហាវមួយនេះប៉ុន្តែគាត់បែរជាគ្មានអារម្មណ៍អ្វីសោះផ្ទុយទៅវិញម៉ាណាយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងតែហូរជ្រៀតចូលពេញរាងកាយរបស់គាត់យ៉ាងរលូនដោយស្វែងរកនិងតាំងទីនៅកន្លែងដ៏ត្រឹមត្រូវរបស់វាសូម្បីតែរាងកាយទីរុទៅកើតក៏តែងតែមានកាកសំណល់ដែលអាចរារាំងចរន្តហូរនៅចំណុចណាមួយដែរតើវាអាចទៅរួចទេដែលថា Lucius Van Dijk ពិតជាមនុស្សដែលមានទេពកោសល្យពីកំណើតនោះពេលព្រះអាទិត្យចាប់ផ្ដើមលិចសម្លេងដើរទៅមកទាំងភ័យព្រួយរបស់ Hans អាចឮពីក្រៅបន្ទប់របស់ Lucian ទីបំផុតទ្វារដែលត្រូវបានចាក់សោអស់រយៈពេលប៉ុន្មានថ្ងៃមកនេះក៏បានបើកឡើងទីបំផុតនាយវ័យក្មេងបានចេញពីបន្ទប់វិញហើយក៏សួរ Hans ថាតើមានរឿងអ្វីកើតឡើងទេពេលដែលគាត់មកនៅនោះដោយធម្មតាអ្នកបម្រើដែលចូលចិត្តយំនោះបានរត់សម្ដៅទៅរកចវាយខ្លួនទាំងព្រួយបារម្ភ Hans បានព្យាយាមស្រែកហៅនាយវ័យក្មេងដដែលប៉ុន្តែគ្មានការឆ្លើយតបឡើយគេអាចត្រឹមតែយាមទ្វារទាំងយប់ទាំងថ្ងៃប៉ុណ្ណោះទេភ័យខ្លាចកាយលោកមានរឿងអ្វីកើតឡើងឬខ្លាចថា Lucian លាក់ខ្លួនតែឯងទៀតប៉ុន្តែវាមិនមែនជាការពិតឡើយកែភ្នែករបស់នាយវ័យក្មេងពេលនេះមើលទៅមុតស្រួចជាងពេលណាទាំងអស់ដោយសារជាអ្នកដែលស្គាល់គេច្បាស់បំផុត Hans អាចដឹងថាពិតជាមានការផ្លាស់ប្ដូរ Lucian មើលទៅដូចជាមនុស្សផ្សេងអញ្ចឹងមើលពីក្រៅគឺមិនទាន់មានការផ្លាស់ប្ដូរធំដុំទេក្រោមសម្លៀកបំពាក់នេះគាត់នៅតែជាក្មេងស្គមស្គាំងដដែលមានតែស្បែកនិងឆ្អឹងគាត់ត្រូវការអាហារល្អៗនិងពេលវេលាដើម្បីកែប្រែវាអ្វីដែលសំខាន់គឺការផ្លាស់ប្ដូរខាងក្នុងពេលនេះបេះដូងគាត់កំពុងច្បាច់បញ្ជូនម៉ាណាដ៏បរិសុទ្ធបំផុតខាងក្នុងខ្លួនគាត់កំពុងផ្លាស់ប្ដូរយ៉ាងលឿនរាងកាយពីកំណើតរបស់ Lucian ធ្វើឲ្យរឿងនេះកើតឡើងបានពេលដឹងពីអត្តពលរបស់ទឹកដមនេះគាត់ជឿថាសក្តានុពលរបស់គាត់គឺនៅកម្រិតស្មើនឹងវីរបុរសល្បីៗដែលអាចផ្លាស់ប្ដូរពិភពលោកបានបើគ្រប់យ៉ាងទៅបានល្អគាត់ប្រហែលជាអាចខ្លាំងជាងការធ្វើប្រធានទាហានស៊ីឈ្នួលក្នុងពេលមិនដល់1ឆ្នាំទេដោយសារតែ Hans បានជួយគាត់យ៉ាងច្រើននាប្រហែលថ្ងៃនេះគាត់មានអារម្មណ៍ថាចំពាក់គុណអាឡតនេះណាស់គាត់គិតថារង្វាន់នឹងទោសត្រូវតែច្បាស់លាស់គាត់ក៏ចាប់ស្មា Hans ហើយប្រាប់ឲ្យស្ដាប់គាត់ឲ្យបានយកចិត្តទុកដាក់គាត់បានប្រាប់ឲ្យ Hans ដកលុយសន្សំទាំងអស់ដែលមានសូម្បីតែខោទ្រនាប់ក៏លក់ដែរហើយយកវាទៅបណ្ដាក់ទុនលើការវិនិយោគដោយចំណេញកប់ក្តៅមួយធ្វើតាមនឹងទៅ Lucian សន្យាថានឹងធ្វើឲ្យអ្នកបម្រើម្នាក់នេះរកលុយបានយ៉ាងងាយស្រួលបំផុតធ្វើខ្លួនដោយអ្នកតាចិត្តល្អ Lucian សន្យាថានឹងឲ្យ Hans ចំណេញពេលការវិនិយោគនេះហក់ឡើងកប់ពពកគាត់ពិតជានិយាយមែនទេណាការពីចំណងគាត់គឺគ្មានពួកអភិជនណាមកខ្វល់ខ្វាយពីអ្នកបម្រើបែបនេះឡើយមួយសប្តាហ៍ក្រោយពេលផឹកអសតទឹកនោះមក Lucian មានអារម្មណ៍ល្អក៏ចង់ដើរលេងក្នុងព្រៃដ៏ស្ងប់ស្ងាត់នៅក្បែរនោះ
គាត់ដើរបណ្ដាផ្លុំមាត់ជ្រៀងងើបណ្ដាចំណែកហាសបានសម្លឹងមើលនេះវ័យក្មេងខ្លួនដូចជាមនុស្សឈួនអញ្ចឹង លូស៊ីនគ្រាន់តែកំពុងពេញចិត្តនឹងជីវិតរស់នៅដោយឋានសួគ៌នេះប៉ុណ្ណោះគាត់មិនដែលនឹកស្មានថាជីវិតអាចស្នុកស្រួលយ៉ាងនេះសោះ នៅក្នុងភូមិគ្រឹះរបស់ឌូកអាហារឆ្ងាញ់ៗតែងតែរៀបចំរួចជាស្រេចពេលណាដែលគាត់ចង់ញ៉ាំដូចស្ដេច បន្ទប់របស់គាត់ត្រូវបានសម្អាតយ៉ាងស្អាតឥតខ្ចោះដោយគាត់មិនបាច់ហត់អីបន្តិចឡើយពួកស្រីបម្រើថែមទាំងរៀបចំក្រែឲ្យគាត់ដោយមិនចាំបាច់ប្រាប់ទៀតផង ការគាត់នៅជាទាហានស៊ីឈ្នួលដកកំសត់ម្នាក់ការដេកឃ្លានគឺជារឿងធម្មតាប្រចាំថ្ងៃទៅហើយ ដោយសារភាពងាយស្រួលរបស់ត្រកូលអភិជនគាត់អាចបដោតទាំងស្រុងទៅលើការស្ដាររាងកាយរបស់គាត់ឡើងវិញគាត់ក៏បានដោះស្រាយបញ្ហាមួយដែលតែងតែរំខានគាត់ពេញមួយសប្តាហ៍កន្លងមកនេះផងដែរ គាត់បានស្រាវជ្រាវរកមើលអត្ថប្រយោជន៍របស់ចែកដែលតាមការពិតត្រូវចូលធ្វើការជាកងការពាររបស់ត្រកូលវ៉ាល់ដេកនៅពេលវេលានេះ ពេលសួរនាំប្រធានកងការពារបច្ចុប្បន្នគាត់បានដឹងថាគ្មានអ្នកណាដែលមានភិនភាគស្តៀងនឹងមនុស្សឈ្មោះជេកមកដាក់ពាក្យធ្វើការសោះឡើយវិញនឹងកន្លែងដែលគាត់ធ្លាប់ឈរយាមអស់រយៈពេល10ឆ្នាំនោះគឺឥឡូវនេះត្រូវបានចំនួនដោយមនុស្សដែលគាត់មិនធ្លាប់ឃើញទៅវិញ សម្រាប់ពេលនេះគឺវាល្អបំផុតហើយវាគ្មានអ្វីចំណេញទេបើត្រូវមកជួបខ្លួនឯងពីអតីតកាលនោះវាអាចនឹងក្លាយជាការរំខានទៀតផង ម្យ៉ាងទៀតគាត់គ្មានភាពក្លាហានទៅប្រឈមមុខនឹងខ្លួនឯងកាលពីមុននោះទេគាត់ប្រកាសជាខ្មាស់ស្លាប់នៅនឹងកន្លែងតែម្ដង ពេលតែដល់គោលដៅក្នុងព្រៃដ៏ស្ងាត់ជ្រងំនោះហេនបានបង្ហាញការស្ទាក់ស្ទើរក្នុងការបន្តដំណើរទៅមុខទៀត លូសឿកាលពីមុនតែស្អប់ការជន់ដីទីលានហ្វឹកហាត់នេះណាប៉ុន្តែគាត់ពេលនេះមិនខ្វល់អ្វីបន្តិចសោះឡើយ ហានរំលឹកជាវាយខ្លួនថាតាំងពីត្រូវនាងវ័យក្មេងទី2ស្ដីបន្ទោសលើកមុនមកគាត់បានស្បត់ថានឹងមិនត្រឡប់មកកន្លែងចង្រៃនេះទៀតឡើយគ្រាន់តែឃើញទឹកមុខហានគឺអាចទីដឹងបាត់ទៅហើយថាការនោះមានរឿងអ្វីកើតឡើង សម្រាប់កូនចៅត្រកូលអភិជននៅវិមានក្រែនឌុកការវឹកហាត់ក្បាច់ដាវគឺជាកាតព្វកិច្ចមូលដ្ឋានដែលខ្វះមិនបានឡើយ បងប្រុសរបស់គេឈ្មោះជូឌីច្បាស់ជាយកទីលានហ្វឹកហាត់នេះធ្វើជាកន្លែងដ៏ស័ក្តិសមបំផុតដើម្បីជន់ឈ្លីគេដោយយកលេសថាបង្រៀនក្បាច់ដាវមិនខាន គេបានបន្សល់ទុកនូវភាពភ័យខ្លាចយ៉ាងខ្លាំងក្នុងចិត្តរបស់លូសៀនវ័យក្មេងដើម្បីធានាថាគូប្រជែងដណ្ដើមតំណែងមួយនេះមិនហ៊ានឈានជើងចូលទីលានហ្វឹកហាត់នេះជាលើកទី 2 យើងអាចទីដឹងយ៉ាងងាយថាហេតុអ្វីជូឌីធ្វើរឿងខុសខើបែបនេះតែពេលនេះមិនបាច់ខ្វល់ពីរឿងនឹងទៀតទេ អ្វីដែលកើតឡើងពីមុនទោះឲ្យវានៅជាអតីតកាលចោះវាដល់ពេលត្រូវបំបត្តិភាពភ័យខ្លាចនេះហើយ អ្វីដែលហានត្រូវធ្វើគឺមានជំនឿចិត្តបន្តិចហើយតាមបម្រើចវាយរបស់គេឲ្យជាប់តែបានដែរ នៅក្នុងទីលានវឹកហាត់ពួកអសវិនវ៉ាល់ដៃកំពុងតែបអើឈូឆរពេលឮថាកូនប្រុសទី3ស្ម័គ្រចិត្តដើរចូលមកកាន់ទីតាំងដ៏ពិសិដ្ឋរបស់ពួកគេដោយផ្ទាល់ជើង មានអាសវិនពុកមាត់ម្នាក់កំពុងតែក្តៅក្រហាយយ៉ាងខ្លាំងដែលគ្មានពីលប្រចាំតកូវ៉ាល់ដេកហ៊ានឈានជើងចូលមកក្នុងទីលាននេះ គេចាត់ទុកថានេះជាឱកាសល្អដើម្បីរំលឹកក្មេងនេះពីហេតុការណ៍កាលពីលើកមុនដែលវាហ៊ានមកទីនេះជាដំបូងគេបានបញ្ជូនមនុស្សឲ្យទៅរាយការណ៍ពីការមកដល់របស់កូនប្រុសទី3ជូនដល់បរិសដែលគ្រប់គ្រងទីលាននេះ ពុកមាត់ម្នាក់នេះនឹងរៀបចំទទួលភ្ញៀវឲ្យបានស្អាតបាតមុនពេលមេធំមកដល់គ្រាន់តែឈានជើងចូលទីលានភ្លាមលូសៀនឃើញកន្លែងមួយដែលអស្ចារ្យហួសពីការស្មានមានអាវុធបំរុងយ៉ាងច្រើនត្រូវបានរៀបចំទុកនៅលើធ្នើយ៉ាងមានសណ្ដាប់ធ្នាប់មិនបាច់បារម្ភរឿងបាក់បែកពេលកំពុងហ្វឹកហាត់នោះទេ ទីធ្លានឹងឆាប់ប្រយុទ្ធគឺទូលាយមែនតែនស័ក្តិសមបំផុតសម្រាប់ការបញ្ចេញក្បាច់គុណគួរឲ្យហួសចិត្តដែលកន្លែងដ៏ធំទូលាយនេះគ្រាន់តែជាកន្លែងហ្វឹកហាត់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់សោះ បើសិនជាគេនិងកូនចៅមានឱកាសហ្វឹកហាត់នៅកន្លែងបែបនេះម្ល៉េះហើយពួកគូគាត់ខ្លះប្រហែលជាអាចរស់រានមានជីវិតបានយូរជាងនេះបន្តិចការរំលឹកអតីតកាលរបស់គេត្រូវបានរំខានដោយសម្លេងដ៏ក្រោតក្រៀតរបស់អាសវិនពុកមាត់នោះគេបានសម្ដែងការភ្ញាក់ផ្អើលបែបឌឺដងពេលឃើញកូនប្រុសទី3ដើរចូលមកអាពុកមាត់នោះបានរំលឹកលូសៀនពីហេតុការណ៍ដែលចវាយវ័យក្មេងជូឌីបានប្រដៅកូនប្រុសទី3នៅមុខមនុស្សគ្រប់គ្នាកាលពីលើកមុនគេប្រៀបធៀបហេតុការណ៍នោះទៅនឹងកូនជៀមដែលត្រូវឆ្កែចចកដេញខំអញ្ចឹងអាសវិនពុកមាត់ញញឹមចំអកឲ្យបញ្ជើបញ្ចូលលូសៀនដែលហ៊ានយកអ្នកបម្រើចូលមកក្នុងទីលានដ៏ពិសុទ្ធនិងអ្នកចម្បាំងគេមានឈ្មោះថា Hendrik ហើយសូម្បីតែការណែនាំខ្លួនរបស់គេក៏បង្កប់នូវការមើងងាយមកលើលូសៀនដែរ កាលពីមួយឆ្នាំមុន Hendrik ផ្ទាល់ជាអ្នកដឹកនាំការហ្វឹកហាត់ដាវរបស់លូសៀនជាមួយកូនប្រុសទី2គេគិតថាវាជាបទពិសោធន៍ដ៏សប្បាយមួយ ប៉ុន្តែសម្រាប់លូសៀនកាលពីមុនវិញវាមិនអញ្ចឹងទេក្រៅពីបងប្រុសរបស់គេអា Hendrik មួយនេះក៏មានចំណែកក្នុងការបណ្ដុះភាពភ័យខ្លាចយ៉ាងខ្លាំងដល់កូនប្រុសទី3ផងដែរប៉ុន្តែលូសៀនពេលនេះគឺខុសប្លែកស្រឡះពីការដែលគេនៅពីមុនទាំងស្រុងតែម្ដងពេលមានឪពុកមាត់នេះមកឈោអួតរៀងនៅពីមុខគេអញ្ចឹងរឿងរ៉ាវកាន់តែគួរឲ្យចាប់អារម្មណ៍ហើយជាទូទៅអាសវិនត្រូវបានគេស្គាល់ថាជាតំណាងនៃកិត្តិយសនិងភាពស្មោះត្រង់ ពួកគេភ័យច្រើនកាត់ក្នុងត្រកូលអភិជនទទួលបានការវឹកហាត់ក្បាច់គុណនិងក្រមសីលធម៌យ៉ាងតឹងរ៉ឹងតាំងពីក្មេងមកម្ល៉េះ ពេលពួកគេសាងស្នាដៃបានគ្រប់គ្រាន់តាមរយៈសមរភូមិនិងបេសកកម្មនានាពួកគេនឹងទទួលបានគោរងាយជាផ្លូវការពីកវាយនាយคล้ายជាអាសវិនពេញសិទ្ធតែម្ដង ប៉ុន្តែសម្រាប់លូសៀនពួកអាសវិនគឺមិនខុសពីឆ្កែប្រមាញ់ដ៏មានតម្លៃដែលពាក់ខ្សែជាប់ប្រណិតរបស់ចវាយនីនោះទេពួកគេមានកាតព្វកិច្ចត្រូវបង្ហាញការគូសំនិងយកចិត្តចវាយនាយក៏ដូចជាខ្សែស្រឡាយអភិជនដែលអាចផ្ដល់ទ្រព្យសម្បត្តិនិងកិត្តិយសដល់ពួកគេអាមនុស្សក្រអឺតក៏ទ្រាំនៅចំពោះមុខគេ Hendrik នេះសូម្បីតែរឿងប៉ុណ្ណឹងក៏ធ្វើមិនបានល្អផង តំណែងដ៏ទាបថោករបស់លូសៀនក្នុងគ្រួសារអាចជាចំណែកមួយដែលធ្វើឲ្យគេត្រូវគេមើលងាយប៉ុន្តែអាម្នាក់នេះហ៊ានប្រហើនដល់ថ្នាក់នឹងគឺដោយសារតែមានអ្នកនៅពីក្រោយខ្នង ខ្នងបងឯងជូឌីធ្វើឲ្យវាបានចិត្តខ្លាំងនិយាយតាមត្រង់ទៅលូសៀនពិតជាចង់ផ្ដល់ការហ្វឹកហាត់យ៉ាងចាក់ដៃដល់អាលុងនេះណាដើម្បីបំបាក់ភាពបំនួលរបស់វាតាំងពីឫសគល់មកតែម្ដងគេច្បាស់ជាសប្បាយចិត្តណាស់ក្នុងការលេងសើចជាមួយបរិសម្នាក់នេះបើមានឱកាសតែគួរឲ្យស្ដាយគេត្រូវតែគិតដល់ប្រតិកម្មរបស់ឪពុកគេបើសិនជាគេធ្វើអ្វីហួសហេតុពេកនោះ ទោះចូលចិត្តឬមិនចូលចិត្តក្តីពួកអាសវិនគឺជាកម្លាំងប្រយុទ្ធស្នូលរបស់ត្រកូលអភិជនពួកគេគឺជាធនធានដ៏មានតម្លៃបំផុតការដាក់ទណ្ឌកម្មមិនសមរម្យណាមួយនឹងបង្កើតភាពតានតឹងឥតប្រយោជន៍រវាងចវាយនិងកូនចៅលូសៀនមិនអាចបញ្ចេញកម្លាំងអស់នៅឡើយទេវាមិនទាន់ដល់ពេលស័ក្តិសមគេនិយាយឡើងដោយសម្លេងច្បាស់ៗគេមិនអាចបន្តកិច្ចវេះពីទីលានហ្វឹកហាត់បើសារតែរឿងតូចតាចកាលពីអតីតកាលនោះទេ
គេប្រកាសថាចាប់ពីពេលនេះទៅគេនឹងមកទីនេះឲ្យបានញឹកញាប់ដើម្បីរៀនក្បាច់ដាវគេបានខាត់ពេលវេលាដ៏មានតម្លៃច្រើនណាស់មកហើយកន្លងមកគេត្រូវខិតខំតាមឲ្យតន់សភាពការឡើងវិញគ្រាន់តែលើកូនប្រុសទី3និយាយពីរឿងរៀនក្បាច់ដាវភ្លាម Henrik ក៏សាច់ចំអកឡើងមកគេបញ្ជាក់ថាវាយឺតពេលបាត់ហើយក្នុងការរៀនក្បាច់ដាវបើមើលទៅតាមអាយុរបស់ Lucien នោះគេបញ្យល់ថាបើហួសអាយុ15ឆ្នាំហើយការចាប់ផ្ដើមរៀនពីបាតជើងមកគឺជារឿងដែលមិនអាចទៅរួចទេសម្រាប់ក្មេងប្រុសអាយុ16ឆ្នាំដែលសង្ងំតែក្នុងបន្ទប់គឺចប់បាត់ទៅហើយក្បាច់ដាវគឺជាបច្ចេកទេសសម្ងាត់និងជាគេដំណើរដែលបន្សល់ទុកដោយអ្នកជំនាន់មុនគ្រាន់តែអនុវត្តតាមក្បាច់ដែលបង្កើតដោយបុព្វបុរសអ្នកជំនាន់ថ្មីអាចទទួលបានចំណេះដឹងយ៉ាងជ្រាលជ្រៅពួកគេអាចពង្រឹងកាយសម្បទាដែលបង្ហាញពីគតិបណ្ឌិតពីបុរាណដ៏អស្ចារ្យប៉ុន្តែក្បាច់ដាវនេះអាចហ្វឹកហាត់បានតែអ្នកដែលមានភ្លើងម៉ាណាបើកចំហរួចហើយប៉ុណ្ណោះបើតាមសម្ដី Henrik ភ្លើងម៉ាណាទាំងនោះនឹងបិទក្រោយអាយុ16ឆ្នាំបើ Lucien ចាប់ដើមពេលនេះវាគ្រាន់តែជាការហាត់ប្រាណធម្មតាប៉ុណ្ណោះក្បាច់ដាវដែលគ្មានការយល់ដឹងគឺប្រៀបដូចជាសម្បកទទេគ្មានប្រយោជន៍អ្វីទាំងអស់ប្រហែលជារឿងនេះស័ក្តិសមនឹងកូនប្រុសទី3ច្រើនជាងមើលទៅការវឹកហាត់ឥតប្រយោជន៍សម្រាប់អភិជនគ្មានបានការគាត់អាចក្លាយជាអ្នករាំដ៏អស្ចារ្យបំផុតប្រចាំចក្រភពផងក៏មិនដឹងធ្វើបែបនេះគាត់អាចចំណេញពេលរកមើលជំនាញដែលស័ក្តិសមជាជាងមកក្រវីដាវចោលឥតប្រយោជន៍ Henrik ក៏បានស្នើឲ្យ Lucien ចំណាយពេលថែរក្សាសួនច្បារវិញល្អជាងយ៉ាងណាមិញមនុស្សគ្រប់រូបសុទ្ធតែមានតួនាទីរៀងៗខ្លួននៅលើលោកនេះបើមើលតាមភាពស្ងៀមស្ងាត់របស់អង្គរៈដទៃទៀតពួកគេហាក់ដូចជាគាំទ្រការចំអករបស់ Henrik អង្គរៈពុកមាត់នោះពិតជាមានមោទនភាពណាស់ដែលអាចបំបាក់មុខក្មេងអភិជនម្នាក់នេះឲ្យគាំងនិយាយឡើងចេញសូម្បីមួយម៉ាត់តាមពិតទៅការអះអាងថាផ្លូវវេទមន្តម៉ាណាត្រូវបិទនៅអាយុ16ឆ្នាំគឺជាការកុហកទាំងស្រុងរឿងនេះអាចចាប់កំហុសបានយ៉ាងងាយដោយគ្រាន់តែឆែកមើលបន្តិចតែវាមិនសំខាន់សម្រាប់ Henrik ឡើយបើមានគេចាប់កំហុសគាត់គ្រាន់តែធ្វើមិនដឹងមិនលឺហើយបញ្ចប់រឿងទៅគោលដៅរបស់គាត់គឺបានសម្រេចទៅហើយគាត់គ្រាន់តែចង់បំផ្លាញក្តីសង្ឃឹមរបស់ក្មេងល្ងងម្នាក់ដែលគ្មានសមត្ថភាពសូម្បីតែតបតវិញប៉ុណ្ណោះរាល់យប់នៅទីលានហ្វឹកហាត់ Lucien ប្រៀបដូចជាដង្កូវដ៏គួរឲ្យសង្វេគដែលភ័យខ្លាចរហូតដល់ទាំងថ្មឹងទោះបីជាត្រូវអ្នកបម្រើធម្មតាចំអកក៏ដោយជាការឆ្លើយតបងារក្មេងទី3បានធ្វើតាមហើយនិយាយតបវិញដោយសំឡេងញ័រទៅត្រូវគាត់បានអាងថាសម្ដីរបស់ Henrik ហាក់ដូចជាខុសពីសិភៅដើមបន្តិចតាមដែលគាត់ដឹងផ្លូវម៉ាណាមិនមែនបិទនៅអាយុ16ទេគឺ25វាគ្មានបញ្ហាទេបើចាប់ដើមឥឡូវនេះប៉ុន្តែ Henrik នៅតែអះអាងយ៉ាងរឹងរូសថាខ្លួនឯងនិយាយត្រូវ Lucien បានឆ្លៀតទីងបងប្រុស Jordi ចូលរួមដោយសួរថាតើចៅហ្វាយរបស់ Henrik មានគំនិតដូចគ្នាដែរទេអាល់ងង Henrik បានឆ្លើយយ៉ាងជឿជាក់ថាចៅហ្វាយរបស់គេនឹងគ្រប់គ្រងគេមិនដឹងខ្លួនសោះថាកំពុងធ្លាក់ចូលក្នុងអន្ទាក់ដ៏វាយឆ្លាតនេះ Lucien អ៊ូថាតកូវ៉ែដេញប្រកាសជាចិត្តវិញ្ញាហើយមើលទៅគាត់ថែមទាំងទីងហាន់ដែលមិនដឹងរឿងឲ្យចូលរួមសម្ដែងទៀតនេះក្មេងទី3រអ៊ូទាន់ថាអង្គរៈដ៏ល្ងងខ្លៅនៅចំពោះមុខគាត់នេះមិនយល់សំបីតែរឿងមូលដ្ឋានបំផុតដែលសំបីតែឆ្កែអាណាថាតាមផ្លូវក៏ដឹងផងតាទេពកោសលល្អៗប្រមាណហើយដែលត្រូវបាត់បង់ឱកាសដោយសារភាពល្ងងខ្លៅបើអង្គរៈក្នុងត្រកូលសំបីតែចំណេះដឹងមូលដ្ឋានក៏គ្មានក្នុងខួរក្បាលផងនោះចំនួនក្រោយរបស់ពួកអង្គរៈច្បាស់ជាវិនិច្ឆ័យមិនខានដោយសារមាត់ចំហរបស់ Henrik ទើប Lucien អាចរុញកំហុសទៅឲ្យខួរក្បាលទទេស្អាតរបស់បងប្រុសខ្លួនបានបើចោះឌីដឹកនាំទីលានហ្វឹកហាត់ដោយភាពល្ងងខ្លៅបែបនេះនោះវាជាភាពអាម៉ាស់របស់គ្រួសារនិងជីវវិបត្តិយ៉ាងពិតប្រាកដណាស់កូនចៅធម្មតាដូច Henrik មិនហ៊ានបោកកូនប្រុសរបស់ចៅហ្វាយឡើយក្រោយឮសម្ដីដ៏ក្តៅកគុករបស់ Lucien រួចលោកពុកមាត់ក៏រអាក់រអួលបន្តិចការត្រូវគេចោទប្រកាន់ថាបានបោកប្រាស់កូនប្រុសរបស់អ្នកកញ្ញាគឺជារឿងធំណាស់មិនមែនជារឿងដែលអង្គរៈនៃត្រកូលវ៉ាដេគូធ្វើទង្វើថោកទាបបែបនេះទេមែនទេដោយខ្លាចនិយាយខុស Henrik ក៏ប្រកាន់ជំហរតាមសម្ដីដើមរបស់ខ្លួន Lucien ចង់ចាត់ការរឿងនេះឲ្យតឹងរឹងកំហុសប៉ុណ្ណេះមិនអាចបណ្ដោយបានទេដល់ពេលដែលត្រូវបង្ហាញអង្គរៈក្អេងក្អាមម្នាក់នេះឲ្យដឹងថានឹងមានរឿងអ្វីកើតឡើងបើនិយាយច្រាស់ទិសលោក Henrik ហាក់ដូចជាមិនដឹងថារឿងនេះធ្ងន់ធ្ងរកម្រិតណាសោះឡើយបើគេគ្រាន់តែចង់មកបាក់មុខ Lucien នាយក្មេងចិត្តល្អម្នាក់នេះប្រកាសជាសុខចិត្តមើលរំលងវាចោលហើយគាត់សុខចិត្តទទួលស្គាល់ការពិតថា Henrik និងអ្នកផ្សេងទៀតនៅទីនេះសម្លឹងមកគាត់ដោយគំនុំក៏ព្រោះតែកំហុសគាត់ផ្ទាល់ដែលភ្លេចតួនាទីជាអភិជនហើយបោះបង់ពេលវេលាចោលទៅទេគាត់នឹងមិនបន្ទោសគុណចៅឯងដែលទាការទទួលខុសត្រូវទេក្រៅពីនេះបើសិនពួកអង្គរៈនិងបងប្រុសជាសសរទ្រូងនៃត្រកូលរារាំងការជ្រើសរើសទៅកសលដោយសារចំណេះដឹងខុសឆ្គង Lucien ប្រកាសជាមិនអង្គុយស្ងៀមបិទភ្នែកធ្វើមិនដឹងឡើយភាពល្ងងខ្លៅនៅធ្វើឲ្យប្រជាដល់កម្លាំងយោធារបស់អង្គរៈ Valdek និយាយឲ្យចំវាអាចនាំគ្រោះថ្នាក់ធំដល់ប្រជាជនរបស់ពួកគេត្រឹមតែប្រមាណម៉ាត់ Lucien បានបង្វែរស្ថានភាពពីការចំអកខ្លាចជាសុំទរកថាដ៏មានកិត្តិយសក្នុងនាមជាអ្នកកាន់ឈ្មោះត្រកូល Valdek ដ៏គួរឲ្យមោទនភាពវាត្រឹមត្រូវណាស់ដែលគាត់ខឹងសម្បាននឹងកំហុសបែបនេះគាត់បានបកស្រាយអំណាងយ៉ាងល្អហើយធ្វើឲ្យល្ងង Henrik យល់ពីភាពធ្ងន់ធ្ងរនៃសម្ដីខ្លួនវាគួរតែត្រៀមពុកមាត់របស់វាឲ្យហើយសម្រាប់ផលវិបាកនៃរឿងនេះ Lucien គម្រាបរាយការណ៍រឿងនេះប្រាប់ឪពុកហើយស្នើសុំការបោកសម្អាតផ្ទៃក្នុងទៅលើកូនចៅរបស់ចត Henrik មិនជឿនឹងភ្នែកខ្លួនឯងសោះក្មេងដែលធ្លាប់តែញ័រខ្លួនពេលគេចំអកឥឡូវហ៊ានក្រោកឈរតបតវិញហើយកាលពីមួយឆ្នាំមុន Lucien ធ្លាប់តែទូនខ្សោយដូចជាកូនជាមួយក្បាលអញ្ចឹងតែឥឡូវគាត់ដូចជាចចកស្រេកឃ្លានជាអ្នកប្រមាញ់កំពូលដែលអាចកំទេចតាចាស់ Henrik ដោយមិនញញើដៃដោយឃើញភាពវឹកវរម្ចាស់ទីលានហ្វឹកហាត់ក៏បខំចិត្តចេញមុខអន្តរាគម Jordi Valdek កូនប្រុសទី2របស់អ្នកអុកញ៉ាទីបំផុតក៏បានចេញមកបង្ហាញខ្លួនហើយ Henrik ភ័យស្ទើរលេចនោមក្នុងខោទៅហើយចំណែកឯ Lucien វិញកំពុងត្រេកអរដែលបងប្រុសធំមកដល់ទាន់ពេលល្មម Jordi សម្លឹងមើលប្អូនប្រុសដោយក្តីស្អប់ខ្ពើមយ៉ាងខ្លាំងពេលនោះដែរ Henrik ដែលកំពុងភ័យស្លន់ស្លោបានប្រញាប់រត់ទៅក្បែរចៅហ្វាយដើម្បីពន្យល់ពីរឿងដែលបានកើតឡើងគេនិយាយទាំងរដាក់រដប់ឲ្យខំប្រឹងរកការពន្យល់ណាដែលអាចលាងចម្រាស់កំហុសរបស់ខ្លួនឲ្យរួចខ្លួនបានដោយធន់ទ្រាំនឹងការនិយាយស្ទាក់ស្ទើររបស់គេនោះ Jordi ក៏កំហុសឲ្យបិទមាត់មិនបាច់ខំពន្យល់ទៀតទេ Jordi បានឈរមើលពីចម្ងាយតាំងពីដើមទីគាត់បានឃើញនឹងលឺអាកប្បកិរិយាគួរឲ្យខ្មាស់របស់ Henrik ដោយផ្ទាល់ភ្នែក
អង្គរៈនេះគួរតែខ្មាស់ខ្លួនឯងដែលចាញ់បោកក្មេងដែលមានអាយុមិនទាន់ដល់ពាក់កណ្ដាលខ្លួនផងចោឌីពិតជាខកចិត្តយ៉ាងខ្លាំងណាស់ ដោយច្របាច់ស្មាអសរិទ្ធនោះយ៉ាងខ្លាំងជួឌីបានបញ្ជាឲ្យគេកាយទឹកមុខដ៏អាក្រក់នោះចេញប្រសិនបើមិនចង់ឲ្យច្រវាយខ្លួនកាន់តែពិបាកទេ Hans ក្រាបពួនពីក្រោយ Lucien ពេលដែល Jordi ដើរសម្ដៅមករកពួកគេអ្នកបម្រើដ៏តូចទៀតនោះញាប់ញ័រយ៉ាងខ្លាំងខណៈដែលកូនប្រុសទី3សម្លឹងមើលមុខបងប្រុសខ្លួនចំចំដោយបានជួប Jordi ជាលើកដំបូងបន្ទាប់ពីខានជួបយូ Lucien បានឌឺដងដាក់មុខបងប្រុសរបស់គេ Jordi Vadek ត្រូវបានគេចាត់ទុកជាអភិជនជាន់ខ្ពស់ម្នាក់គេល្បីថាមានចរិតដូចឆ្កែតាំងពីជីវិតទី1របស់ Lucien មកម្លេះ ដោយសារឥទ្ធិពលរបស់គេខ្សោយជាងកូនច្បងរបស់អ្នកអុកញ៉ាឆ្ងាយណាស់ Jordi ក៏ងាកមកទាញយកអ្នកក្រៅបញ្ចូលក្នុងក្រុមរបស់ខ្លួន ភាគច្រើននៃពួកគេសុទ្ធតែជួបទីបញ្ចប់ដ៏អាក្រក់ពេលជូឌីចាត់ទុកថាជាឧបករណ៍អត់ប្រយោជន៍គេតែងតែទម្លាក់កំហុសឲ្យឬក៏បោះបង់ពួកគេចោលតែម្ដង សម្រាប់ពេលនេះ Lucien បានញញឹមយ៉ាងសងរំនឹងស្វាគមន៍បងប្រុសរបស់គេយ៉ាងត្រឹមត្រូវដោយសារខាននិយាយគ្នាយូរគេក៏និយាយពីគួសមធម្មតាដោយមិនបាច់លាក់លៀម Jordi បានហៅ Lucien ថាជាសត្វល្ងងខ្លៅម្នាក់ គេអះអាងថាបានឃើញគ្រប់យ៉ាងតាំងពីប្អូនប្រុសជាន់ជើងចូលទីលានហ្វឹកហាត់របស់គេមកម្លេះ Jordi បានចាប់ប្រកាន់គេថាហ៊ានធ្វើអាកប្បកិរិយាដែលធ្វើឲ្យខូចកិត្តិយសគ្រួសារដ៏ខ្ពង់ខ្ពស់របស់ពួកគេ Lucien នៅតែបន្តសម្ដែងនិងសុំឲ្យបងប្រុសបកស្រាយបន្ថែមពីការចោទប្រកាន់នោះ Jordi បានដោះសារថាលោក Hendrik ខានសិក្សាទ្រឹស្ដីយូរហើយដូច្នេះការប៉ះទង្គិចគ្នាអំបញ្ញមិញគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ទោះយ៉ាងណាការទាញឈ្មោះគេមកបង្កភាពវឹកវរគឺជាកំហុសដ៏ច្បាស់ក្រឡែត សម្រាប់រឿងនេះ Hendrik មិនអាចរួចពីការទទួលខុសត្រូវទេប៉ុន្តែ Jordi គ្មានបំណងស្ដីបន្ទោសឬដាក់ទណ្ឌកម្មមនុស្សរបស់ខ្លួនព្រោះតែរឿងតូចតាចនោះឡើយ ព្រោះមិនដោយប្អូនប្រុសអត់បានការរបស់គេទេគេអះអាងថាយល់ពីតម្លៃនៃភាពស្មោះត្រង់និងទំហំឈាមដែលលោក Hendrik បានហូរដើម្បីគ្រួសារ លើពីនេះអ្នកដែលរួចចោទជួព្រោះទ្រាំនឹងការវឹកហាត់ដើមមូលដ្ឋានមិនបានគ្មានសិទ្ធិមករីគុណអសរិទ្ធពិតប្រាកដឡើយ Jordi បានបញ្ជាក់ថា Lucien ត្រូវរៀនគោរពអ្នកចំណោះរបស់ពួកគេសិនមុននឹងចាប់ប្រកាន់ព្រាបផ្ដាស់ វាក៏ដោយសារតែកងអសរិទ្ធដ៏ស្មោះត្រង់នេះហើយទើប Valdek អាចឈរជើងនិងគ្រប់គ្រងបាន Jordi ងាកទៅរកមនុស្សរបស់គេឲ្យសុំទោសយ៉ាងស្មោះជំនួសប្អូនប្រុសចំពោះភាពវឹកវរថ្ងៃនេះ ដោយចាត់ទុកសម្ដី Lucien ថាជាអារម្មណ៍កូនក្មេងដែលត្រូវយោគយល់គេសន្យាថានឹងមើលថែប្អូនប្រុសដ៏ល្ងងខ្លៅរបស់គេឲ្យបានល្អជាងមុន Lucien ពិតជាស្ងើចសរសើរពីរបៀបដែល Jordi ទប់ទល់នឹងសម្ដីរបស់គេណាស់ខួរក្បាលបរិសម្នាក់នេះដើរលឿនគ្រាន់បើ Lucien បានផ្ដោតការជេរប្រមាថទៅលើ Jordi ចំប៉ុន្តែកូនប្រុសទី2នេះបែរជាបង្វាយវាទៅជាការប្រមាថពួកអសរិទ្ធទៅវិញដើម្បីបញ្ឆេះកំហឹងពួកគេព្រមទាំងអាចរក្សាមុខមាត់ខ្លួនឯងទៀតផង ថ្ងៃនេះគ្រាន់តែជាការកម្ដៅសាច់ដុំប៉ុណ្ណោះគេសុំសរសើរ Jordi ហើយដែលអាចដោះស្រាយបញ្ហានេះបាន ដាក់ដៃលើទ្រូង Lucien បានទទួលស្គាល់ការយល់ច្រឡំនោះហើយអរគុណ Jordi ដែលមិនបានស្ដីបន្ទោសគេពេលដែលហ៊ានប្រមាថបងប្រុសបែបនេះ គេធ្វើបុត្រជាទុកសម្ដីរបស់ Jordi ក្នុងចិត្តដោយចាត់ទុកវាជាដំបូន្មានដ៏មានតម្លៃ ទោះបីជាកំពុងសរសើរបងប្រុសក៏ដោយ Lucien នៅតែរកវិធីដៀលគេថាជាមនុស្សល្ងងក្បាលទទេពីក្រោយខ្នងដដែល គេបានបង្ហាញការខ្មាស់អៀនដែលនិយាយរឿងគួរឲ្យអាម៉ាស់កាលពីអំបញ្ញមិញដោយតាំងខ្លួនជាប្អូនប្រុសដែលចង់រៀនសូត្រពីសេចក្តីសប្បុរសរបស់បងប្រុស Lucien បានសរសើរ Jordi យ៉ាងលើសលប់ដោយបញ្ជាឲ្យ Hans កត់ត្រាការបង្រៀនរបស់បងប្រុសភ្លាមត្រឹមក្រដាស់គឺមិនគ្រប់គ្រាន់ទេសម្ដីទាំងនេះត្រូវតែប៉ាក់លើក្រណាត់សូត្រដ៏ល្អបំផុតការធ្វើបែបនេះគឺមានគោលបំណងពីរគេកំពុងប្រើ Jordi ដើម្បីលុបបំបាត់រូបភាពទន់ខ្សោយរបស់ Lucien ព្រមទាំងបង្កើតចំណាប់អារម្មណ៍ថ្មីដ៏រឹងមាំក្នុងចិត្តអ្នកគ្រប់គ្នា នេះគឺជាការកសាងមុខមាត់ថ្មីកូនប្រុសទី3ដ៏គួរឲ្យសង្វេគនោះលែងមានទៀតហើយជំនួសមកវិញគឺជាបរិសុទ្ធដែលចេះលេងល្បែងរបស់ពួកអភិជន និយាយចប់ Lucien ក៏លាខ្លួនចេញដោយសុំការអនុញ្ញាតពី Jordi ដើម្បីចាកចេញគ្មានរឿងល្អទេបើពួកគេនៅតែឆ្លោះគ្នានៅមុខពួកអ្នកចំណោះទៀតនោះ ទោះយ៉ាងណា Jordi មិនបានចាញ់ទេប៉ុន្តែគេពិតជាអត់ទ្រាំមិនខឹងនឹងក្បាច់ឌឺដងតាមសម្ដីរបស់ Lucien មិនបានឡើយគេចង់ទុកក្មេងនេះក្នុងទឹកដីខ្លួនបន្តិចទៀតដើម្បីបង្រៀនមេរៀនដ៏ធ្ងន់ធ្ងរមួយប៉ុន្តែ Lucien បានរំលឹកគេថាលោកឪពុកកំពុងតាមដានគេយ៉ាងគៀកនៅប៉ុន្មានថ្ងៃនេះ ចាប់ផ្ដើមពីចំណុច0គេគ្មានអ្វីត្រូវបាត់បង់ទៀតទេតែសម្រាប់បងប្រុសគេគឺមិនដូច្នេះឡើយ គេងាកក្រោយទុកការស្ងាត់មាត់របស់ Jordi ជាការអនុញ្ញាត Lucien ទាញហាន់រត់ចេញពីទីលានវឹកហាត់យ៉ាងលឿនបំផុតគេចូលចិត្តការឌឺដងលេងជាមួយ Jordi បន្តិចបន្តួចដូច្នេះពេលនេះពួកគេត្រូវចាក់ចេញហើយភ្លាមពេល Lucien ចេញទៅ Hendrik បានព្យាយាមចាក់រុកច្បាយរបស់ខ្លួនមិនឲ្យគេដើរចេញទៅដោយងាយៗនោះទេនោះជារឿងដ៏អាក្រក់បំផុតដែលគេបានធ្វើពេលនេះ Jordi កំពុងពុះកញ្ជ្រោលដោយកំហឹងគេដឹងថាគេត្រូវបានបោកប្រាស់តាមវិធីណាមួយជាមិនខាន Lucien និង Han បានដើរតាមផ្លូវស្អាតដដែលនោះអ្នកបម្រើផ្ទាល់មានអារម្មណ៍មិនស្រួលឡើយដោយដឹងថាពួកគេបានធ្វើឲ្យកូនប្រុសទី2ខឹង Lucien ដឹងច្បាស់ជាងនរណាទាំងអស់ពីសមត្ថភាពរបស់កូនប្រុសទី2 Jordi ចំណែក Han គឺខ្លាចការសងសឹកពីបិសាចមួយនោះ ទោះបីជាលើកនេះពួកគេសំណាងល្អក៏ដោយក៏គ្មានការធានាថាលើកក្រោយពួកគេនឹងមិនអីនោះដែរ Han មើលទៅដូចចិត្តដ៏កំសត់ដែលភ័យខ្លាចគេតាមប្រមាញ់ Lucien យល់ថាហេតុអ្វីបានជា Han ធ្វើខ្លួនបែបនេះ ក្មេងនេះកំពុងឆ្លងកាត់រឿងមួយដែលមានតែអ្នកធ្លាប់ធ្វើការក្រោមពួកអភិជនប៉ុណ្ណោះទើបយល់ពេលច្បាយអត់បានការបង្ករឿងឲ្យរួយខ្លួនមិនទទួលខុសត្រូវពួកកូនចៅតូចតាចតែងតែត្រូវបានគេទុកចោលឲ្យរងគ្រោះជាមិនខានគ្មានអ្វីគួរឲ្យខឹងជាងចៅវាយដែលមិនខ្វល់ពីកូនចៅនោះទេ Lucien យល់អារម្មណ៍នេះច្បាស់ណាស់ហើយគាត់នឹងមិនបណ្ដោយឲ្យ Han ឆ្លងកាត់រឿងដែលគាត់ធ្លាប់ជួបឡើយ គាត់បានធានាប្រាប់អ្នកបម្រើថាត្រឹមតែអសរិទ្ធធម្មតាម្នាក់មិនអាចប៉ះពាល់ពួកគេបានទេគាត់ដាច់ខាតមិនឲ្យរឿងនេះកើតឡើង ប៉ុន្មានថ្ងៃដ៏វឹកវរកន្លងមកនេះ Han ពិតជាជួបរឿងលំបាកខ្លាំងណាស់ Lucien ពិតជាអរគុណសម្រាប់គ្រប់យ៉ាងដែលគាត់បានធ្វើពេលច្បាយធ្វើខ្លួនល្ងងខ្លៅអ្នកដែលត្រូវរងគ្រោះមុនគេគឺតែងតែជាកូនចៅថ្នាក់ក្រោមជានិច្ចធ្វើជាអ្នកបម្រើរបស់ច្បាយនេះគ្មានចម្លែកបែបនេះ Hans ប្រកាសជារងទុក្ខមិនតិចទេដើម្បីបំបត្តិការភ័យខ្លាចនេះ Lucien បានសន្យារឿងមួយជាមួយគាត់
ចាប់ពីពេលនេះទៅគាត់នឹងមិនឲ្យគេមើងងាយមនុស្សរបស់គាត់ទៀតទេពួកគេនឹងមិនរស់នៅក្នុងភាពភ័យខ្លាចទោះបីជាចៅហ្វាយរបស់គេធ្លាប់ធ្វើរឿងល្ងង់ខ្លាចក៏ដោយ Hans បានចងចាំពាក្យសន្យារបស់ចៅហ្វាយនាទី2យ៉ាងច្បាស់ហើយកាន់ដៃដ៏កក់ក្ដៅរបស់គាត់ត្រឡប់មកភូមិគ្រឹះ Valbeck វិញ Lucien កំពុងដើរចុះឡើងជាមួយអ្នកបម្រើដ៏ចំណិតរបស់គាត់ក្រោយបញ្ហានៅសាសលខាត់គាត់មានអារម្មណ៍ថាអ្វីៗហាក់ដូចជាស្ងាត់ជ្រងំខុសពីធម្មតា គាត់ដឹងច្បាស់ថា Jody មិនមែនជាប្រភេទមនុស្សដែលសុខចិត្តអង្គុយឲ្យគេវាយដោយមិនវាយបកវិញនោះទេ ថ្ងៃនេះ Lucien បានរកឃើញល្បិចថោកទាបដែលបងប្រុសគាត់កំពុងលួចធ្វើពីក្រោយខ្នងគាត់ទទួលបានក្រដាស់មួយសន្លឹកដែលធ្វើឲ្យគាត់ខឹងសម្បាខ្លាំងបំផុតមិនធ្លាប់មាន ចម្លែកណាស់សូម្បីតែ Hen ដែលធ្លាប់តែ slot boat ក៏មិនអាចទទួលយកខ្លឹមសារនៅក្នុងក្រដាស់នោះបានដែរ ចៅហ្វាយនិងកូនចៅបានបោះជំហានយ៉ាងលឿនហាក់ដូចជាពួកគេទើបតែទទួលរងនូវភាពអយុត្តិធម៌ដ៏អាក្រក់បំផុត បងប្រុសរបស់គាត់ហ៊ានប៉ះពាល់របស់មួយដែលគាត់មិនគួរនឹងប៉ះទាល់តែសោះនោះគឺប្រាក់ខែរបស់ Lucien Hen ខឹងខ្លាំងដោយសារតែសូម្បីតែប្រាក់ខែគាត់ក៏ត្រូវគេកាត់ដែរព្រឹកមិញនេះ Lucien ភ្ញាក់ពីគេងដោយអារម្មណ៍ស្រស់ស្រាយណាស់ គាត់ដឹងមុនថាសម្បត្តិរៀបរាប់ពីគម្រោងថវិកាប្រចាំខែនេះនឹងត្រូវបញ្ជូនមកដល់ថ្ងៃនេះជាថ្ងៃដែលគាត់ត្រូវទិញស្មៅពន្លឺព្រះច័ន្ទបន្ថែមហើយប្រមូលទិញរបស់របរចាំបាច់ផ្សេងៗទៀតគណនីរបស់គាត់គួរតែត្រូវបានបំពេញលុយឡើងវិញក្រោយពីការចាយវាយ៉ាងខ្ជិះខ្ជាយកាលពីខែមុនយ៉ាងហោចណាស់វាក៏គួរតែបែបនេះប៉ុន្តែពេលឃើញតួលេខនៅលើក្រដាស់នោះស្នាមញញឹមរបស់គាត់បានរសាត់បាត់ភ្លាមៗគាត់ភ្ញាក់ពិលយ៉ាងខ្លាំងរហូតដល់រអិលរបួសឯកសារពីដៃយោងតាមរបាយការណ៍សង្ខេបប្រាក់ខែរបស់គាត់ត្រូវកាត់បន្ថយ 75% ចំណែកឯប្រាក់ខែរបស់ Hansa វិញក៏ត្រូវកាត់បន្ថយ 30% ដូចគ្នាហើយឆ្កែចឌីហ៊ានលេងល្បិចកែតួលេខតាមរយៈប្រធានអ្នកបម្រើដែលវាបានដាក់ឲ្យនៅទីនេះរឿងនេះពិតជាមិនអាចអត់ឱនឲ្យបានទេពួកគេហ៊ានធ្វើបែបនេះទាំងដឹងថាការកេងប្រវ័ញ្ចគឺជាបទអក្រិតដែលត្រូវប្រឈមមុខនឹងការប្រហារជីវិតសូម្បីតែនៅក្នុងសង្គមអភិជនក៏ Lucien ទទួលស្គាល់ថាគាត់មានកំហុសមួយផ្នែកដែរមូលហេតុតែមួយគត់ដែលបងប្រុសគាត់អាចប្រើល្បិចដ៏ថោកទាបនេះបានគឺដោយសារតែចន្លោះប្រហោងនៃការការពាររបស់គាត់ ក្រោយពេលអ្នកម្នាងទី3បានចែកឋានទៅ Lucien បានប្រគល់ការគ្រប់គ្រងថវិកាទៅឲ្យអ្នកផ្សេងជាអ្នកកាន់កាប់ដែលណាដែលជាអតីតប្រធានអ្នកបម្រើហើយទ្របនៅក្បែរគ្រួសារនេះជាយូរមកហើយនោះតែងតែរៀបចំថវិកាយ៉ាងល្អិតល្អន់និងប្រកបដោយវិជ្ជាជីវៈមិនយូរប្រមាណដាណាត្រូវបានជំនួសតំណែងដោយប្រធានអ្នកបម្រើក្មេងខ្ចីដែលកំពុងមើលការខុសត្រូវផ្ទះរបស់ Lucien សប្តាហ៍នេះ ថ្ងៃនេះគឺជាលើកទី1ហើយដែលគាត់បានជួបមុខប្រធានអ្នកបម្រើថ្មីដោយផ្ទាល់ជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខនាងបានរៀបរឹកពីគោរពស្វាគមន៍យ៉ាងសមរម្យទៅកាន់ចៅហ្វាយនីរបស់ខ្លួននាងបានណែនាំខ្លួនឯងថាឈ្មោះជានីនាងចង់មកស្វាគមន៍ម្ចាស់ផ្ទះតាំងពីដំបូងនៅពេលដែលនាងទើបនឹងទទួលបានតំណែងម្លេះ ប៉ុន្តែកាលនោះ Lucien ហាក់ដូចជាគ្មានបំណងចង់ដើរចេញពីការលាក់ខ្លួនក្នុងបន្ទប់ទាល់តែសោះសំណាងល្អហើយដែលពេលវេលាសំងំឌីក្នុងបន្ទប់ដ៏យូរអង្វែងទីបំផុតត្រូវបានបញ្ចប់ហាន់មិនចូលចិត្តសម្ដីរបស់នាងទាល់តែសោះពេលនិយាយទៅកាន់ចៅហ្វាយនីក្មេង Lucien ទទួលស្គាល់ថាថ្ងៃនេះ Jenny មិនបាននិយាយស្ដីអ្វីខុសឆ្គងនោះទេប៉ុន្តែគាត់ចង់រំលងការណែនាំខ្លួនហើយចូលសាច់គ្រឿងតែម្ដងគាត់មកទីធ្លាអ្នកបម្រើដើម្បីពិភាក្សាពីរឿងបន្ទាន់ផ្សេងទៀតដើម្បីដោះស្រាយបញ្ហាថវិកាឲ្យបានលឿនគាត់សម្រេចចិត្តសួរសំណួរត្រង់ៗទៅកាន់ Jenny តែម្ដងគាត់បានសួរថាតើនាងជាអ្នករៀបចំផែនការថវិកាដ៏គួរឲ្យអស់សំណើចសម្រាប់ខែនេះមែនទេជាការឆ្លើយតបនាងខំទប់សំណើច Jenny បានសារភាពយ៉ាងមានមោទនភាពថានាងគឺជាអ្នកសរសេររឿងទាំងអស់នេះនាងបានលើកឡើងថា Lucien បានប្រកល់សិទ្ធិអំណាចពេញលេញទៅឲ្យអតីតប្រធានអ្នកបម្រើរួចទៅហើយពេលឡើងទទួលដណ្ដាញបន្តពីដាណានាងគ្រាន់តែអនុវត្តការងារទៅតាមអ្វីដែលគេបានប្រកល់ឲ្យនាងតែប៉ុណ្ណោះ Jenny បាននិយាយមិនឈិតបញ្ឈៀងថានាងមានអារម្មណ៍ងឿងឆ្ងល់នឹងសំណួររបស់ចៅហ្វាយនីក្មេងខណៈពេលដែលនាងខិតខំធ្វើការយ៉ាងលំបាកកន្លងមកនេះ យ៉ាងណាមិញការរៀបចំផែនការថវិកានេះតាមពិតទៅវាគឺជាការងារដែលម្ចាស់ផ្ទះត្រូវធ្វើដោយផ្ទាល់ខ្លួនឯង Lucien ដឹងច្បាស់ថា Jenny នឹងយកហេតុផលនេះមកដោះសារការធ្វើប្រហែសរបស់គាត់ក៏ជាកំហុសមួយផ្នែកផងដែរសម្រាប់រឿងនេះគាត់ត្រូវតែទទួលស្គាល់ថាវាមិនអាចកែប្រែបានទេទោះជាយ៉ាងណាក៏ដោយក៏នៅមានរឿងខ្លះមិនសមហេតុផលដែរ យោងតាមផែនការថវិកាប្រាក់ភិកច្រើនដែលឪពុកគាត់ទើបតែបញ្ចេញឲ្យត្រូវបានបែងចែកទៅដំឡើងប្រាក់ខែដល់អ្នកបម្រើគ្រប់គ្នាយ៉ាងស្រួល ដោយសារតែកូនចៅរបស់គាត់រងទុក្ខព្រោះការធ្វើប្រហែសគាត់សុខចិត្តចាត់ទុកការបាត់បង់ប្រាក់នេះថាជាសំណងដល់ពួកគេចោះប៉ុន្តែបើអញ្ចឹងមែនចុះហេតុអ្វីបានជាប្រាក់ខែរបស់ Hans ត្រូវកាត់បន្ថយជំនួសឲ្យការដំឡើងទៅវិញសូម្បីតែកូនក្មេងក៏មើលដឹងថានេះគឺជាការវាយប្រហារផ្នែកហិរញ្ញវត្ថុយ៉ាងច្បាស់កឡែតដែលរៀបចំឡើងដោយប្រធានអ្នកបម្រើក្មេងខ្ចីម្នាក់នេះដែរ Jenny ធ្វើពុតជាមិនដឹងរឿងហើយរឿងរស់ថាប្រកាសជាមានការភ័ន្តច្រឡំនាងបានយករឿងលំបាកក្នុងការគ្រប់គ្រងផ្ទះមកធ្វើជាលេសសម្រាប់ភាពធ្វើប្រហែសមួយនេះនាងបង្ខំឲ្យអ្នកបម្រើក្រុមប្រកបធ្វើជាសាស័យដើម្បីបញ្ជាក់ថានាងពិតជាធ្វើការនឿយហត់ខ្លាំងកម្រិតណាស់ ពេលឃើញពួកគេឈប់ភ័យញាស់ក្រោមខ្សែភ្នែករបស់នាងវាច្បាស់ណាស់ថា Jenny បានក្តោបក្តាប់អំណាចក្នុងផ្ទះនេះតាមរយៈបុគ្គលិករួចបាត់ទៅហើយជាមួយនឹងស្នាមញញឹមភ័យស្លាន់ស្លោអ្នកបម្រើទាំងអស់បានប្រញាប់ប្រញាល់ការពារការសម្រេចចិត្តរបស់ Jenny ព្រមទាំងសរសើរនាងផងដែរពួកគេថែមទាំងសន្យាថានឹងជួយប្រធានអ្នកបម្រើឲ្យបានល្អជាងមុនចាប់ពីពេលនេះតទៅដើម្បីជៀសវាងការធ្វើប្រហែសបែបនេះ Lucien ដកដង្ហើមធំចោះចាញ់ហើយដើរចេញជាមួយ Hon ពេលនេះ Hon រំពឹងថាចៅហ្វាយនឹងតបតតែគាត់បែរជាស្ងាត់ទៅវិញពេលនេះទោះបីជាម្ចាស់ផ្ទះពេញសិទ្ធគឺមានឈ្មោះ Lucien ក៏ពិតមែនប៉ុន្តែដៃជើងខ្នងអាគាររបស់គាត់កំពុងស្ដាប់បញ្ជាពីមនុស្សផ្សេងទៅវិញមុនពេលដើរចេញពីបន្ទប់អ្នកបម្រើ Lucien បានសួរសំណួរចុងក្រោយមួយទៅកាន់ Jenny គាត់សង្ឃឹមថានាងនឹងឆ្លើយតបដោយប្រុងប្រយ័ត្នបំផុតគាត់សួរចាំថាតើនរណាជាចៅហ្វាយរបស់នាងដើម្បីឆ្លើយសំណួរនេះ Jenny សូមអនុញ្ញាតទៅសួរយោបល់ពីចៅហ្វាយ Jody សិន តាមការគិតរបស់ Lucien សាច់ដែលស្អុយរលួយត្រូវតែកាត់ចោលទើបរាងកាយអាចរស់បានហើយពេលនេះបេះដូងគាត់កំពុងរលួយពីខាងក្នុងមកហើយ វិធីព្យាបាលភាពស្អុយរលួយនោះប្រហែលជាអាចរកឃើញនៅកន្លែងផឹកស៊ីមួយក្នុងផ្លូវងងឹតនៃទឹកដី Valdeck ដោយពាក់អាវធំពណ៌ខ្មៅគ្របចិត្តកូនប្រុសទី3រូបនេះបានអស់ហាន់ចូលទៅកន្លែងលាក់កំបាំងនោះដោយយកលេសថាទៅស្ទូចត្រីលំហៃកាយជំនួសឲ្យមាត់ទឹកពួកគេបែរជាចូលក្នុងសង្វៀនក្រោមដីដែលពេញទៅដោយពួកអ្នកញៀនលបែង
ในขณะหางนู้មានសង្វៀនមួយសម្រាប់អ្នកប្រយោជន៍វាយគ្នាកំសាន្តភ្នែកភ្ញៀវសម្រាប់ Lucian នេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ស្ទូចត្រី នរណាទៅដឹងថ្ងៃនេះអាចស្ទូចបានត្រីធំដើរកាត់សង្វៀននោះគាត់សំដៅទៅកន្លែងអ្នកឆុងស្រាដ៏ស្ងាត់ អ្នកឆុងស្រាឃើញគាត់ពីចម្ងាយក៏ប្រមានភ្លាមថាកន្លែងនេះមិនមែនសម្រាប់ឲ្យក្មេងៗមកដើរលេងញញែកនោះទេ Lucian រអ៊ូថាកន្លែងលេងល្បែងមិនគួររើសមុខភ្ញៀវពេញនោះទេចុះបើភ្ញៀវម្នាក់នោះមានលុយក្រាស់សម្រាប់លេងល្បែងវិញគិតយ៉ាងម៉េចគ្រាន់តែគេបង្ហាញមុខភ្លាមអាកប្បកិរិយាអ្នកឆុងស្រាក៏ផ្លាស់ប្ដូរមួយរំពេច មានហេតុផលខ្លះដែល Lucian មិនវាយប្រធានអ្នកបម្រើនៅចំពោះមុខបុគ្គលិកផ្សេងទៀតទី1 Jenny មិនមែនត្រឹមតែជាអ្នកបម្រើធម្មតានោះទេ នាងមានក្នុងបង្អែកយ៉ាងរឹងមាំនាងគឺជាកូនស្រីរបស់មេដកដែលបានចិញ្ចឹមបីបាច់ចូលឌីតាំងពីគាត់នៅជាទារកម្លេះ គេចាត់ទុកនាងដូចជាបងស្រីការប៉ះពាល់ស្ត្រីម្នាក់នោះប្តេជ្ញាផ្ដាស់មានតែបង្កជាបញ្ហាកាន់តែធំប៉ុណ្ណោះ ទី2ប្រព័ន្ធការងារក្នុងអគាររបស់ Lucian គឺវឹកវរខ្លាំងជាងអ្វីដែលគាត់នឹកស្មាន ស្ថានភាពលំបាកពេលនេះគឺហួសពីការស្មានហើយវាត្រូវការដំណោះស្រាយឲ្យចំគោលដៅចុងក្រោយឪពុករបស់គាត់ក៏កំពុងសង្កេតមើលដែរ គ្មានផ្លូវណាដែលបរិះម្នាក់នោះមិនដឹងពីបញ្ហាកាប់កេងថវិកានោះទេនិយាយឲ្យចំការដោះស្រាយភាពវឹកវរនេះគឺជាការសាក់លបងមួយទៀត គាត់តែត្រូវបង្ហាញឲ្យលោកឌូកនិងបុគ្គលិកទាំងនោះឃើញពីសមត្ថភាពពិតប្រាកដរបស់គាត់ប៉ុណ្ណោះ ដើម្បីចាប់ផ្ដើមផែនការគាត់បានយកប្រាក់ខែដ៏តិចតួចដែលសល់ពីការកាត់កងទៅលេងល្បែងនៅកន្លែងដ៏អាប់អួរនេះ យឺតតែច្បាស់លាស់គំនិតការបស់គាត់កាន់តែខ្ពស់ខណៈដែលគាត់លេងបៀយ៉ាងឥតខ្ចោះ សំឡេងមេបៀក៏លោកបៀបានបន្លឺឡើងពេញបន្ទប់នោះគឺជាសំឡេងលុយហូរចូលហៅប៉ៅរបស់ Lucian វិញហើយ ប៉ុន្មានម៉ោងហើយតាំងពីគាត់អង្គុយចោះផ្ដោតអារម្មណ៍និងចាប់ផ្ដើមបង្កើនទំហំសាច់ប្រាក់របស់គាត់ គាត់ឈ្នះច្រើនដងជាប់គ្នារហូតដល់តុរបស់គាត់មានមនុស្សចោមរោមមើលពេញគាត់ទើបតែស៊ីលុយជើងចាស់ម្នាក់ទាល់តែអស់រលីងដល់មិនបាច់ប្រឹងផង ក្នុងនាមជាមួយប្រចាំកន្លែងនោះជើងចាស់រូបនេះមិនគួរឲ្យជឿសោះថាត្រូវក្មេងម្នាក់ស៊ីដាច់បែបនេះ Lucian និយាយច្រើនខ្លាំងណាស់នៅលើតុល្បែងធ្វើឲ្យគាត់ខ្លាចជាគូប្រកួតដ៏គួរឲ្យធុញទ្រាន់បំផុត សំណាងល្អជើងចាស់ម្នាក់នោះដឹងខ្លួនថាត្រូវដកថយពេលចាញ់ Hans ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់គេមិននឹកស្មានថាចៅហ្វាយខ្លួនប្រកែលេងល្បែងសោះ ជាមួយនឹងកំណោកាត់ដោយច្រើនសន្ធឹកសន្ធាប់នៅជុំវិញខ្លួន Lucian បានទាមទាររកគូប្រកួតថ្មីដែលអាចតទោជាមួយគាត់បាន ក្រៅពីកប់លុយចូលហោពើពីការលេងល្បែងគាត់កំពុងតែស៊ីដាច់ពុកមុខល្ងងនៅទីនេះដោយសារហេតុផលមួយផ្សេងទៀតតាមការប៉ាន់ស្មានរបស់គាត់ត្រីធំដែលគាត់កំពុងចាំស្ទូចនោះចិត្តបង្ហាញខ្លួនហើយដោយការរំពឹងទុកទ្វារកន្លែងលេងល្បែងដ៏លាក់កណ្បាំងនេះបានបើកឡើងដើម្បីស្វាគមន៍អ្នកប្រកួតថ្មីការទស្សន៍ទាយរបស់ Lucian គឺត្រឹមត្រូវណាស់ដល់ពេលត្រូវទាញត្រីធំឡើងហើយបុរសរៀងធំមាំម្នាក់បានដើរចូលមកធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍គាត់មានរូបរាងគួរឲ្យខ្លាចនិងស្នាមសម្លាក់លើផ្ទៃមុខ បុរសនោះបានសុំទោសដែលមិនបានចំណាំភ្ញៀវដ៏ខ្ពង់ខ្ពស់បែបនេះភ្លាមៗនិងសម្រាប់ការស្វាគមន៍យឺតយ៉ាវនេះគាត់ណែនាំខ្លួនថាឈ្មោះ Hugo ជាអ្នកគ្រប់គ្រងកន្លែងដ៏តូចតាចនេះ Hugo បានផ្ទាត់មករៀមដៃហើយអ្នកចែកបៀក៏ចាប់ផ្ដើមសកម្មភាព ពួកគេសុំទោសដល់ភ្ញៀវផ្សេងទៀតនៅក្នុងកន្លែងលេងល្បែងនេះដោយសារពួកគេត្រូវបិទទប់សម្រាប់ថ្ងៃនេះដើម្បីដោះស្រាយរឿងកិច្ចការមួយចំនួនបុគ្គលិកដែលទទួលការបណ្ដុំបណ្ដាបាននាំភ្ញៀវចេញយ៉ាងសុភាពរាបសារព្រមទាំងសន្យាថានឹងមើលថែពួកគេឲ្យបានល្អនៅលើកក្រោយ អាជីវកម្មរបស់ Hugo អាចនឹងបាត់បង់ចំណូលដោយសារការរំខានភ្ញៀវផ្សេងទៀតប៉ុន្តែរឿងនោះមិនសំខាន់ទេពេលនេះ ដរាបណាកូនប្រុសថៅកែ Lucian អាចលេងល្បែងកំសាន្តដោយស្ងប់ស្ងាត់នោះការខាត់បងនេះគឺគួរសមនឹងទទួលយកបាន Lucian ពិតជាភ្ញាក់ផ្អើលដែល Hugo អាចចំណាំគាត់បានទោះបីជាគាត់មិនសូវចេញមុខនៅទីសាធារណៈមួយរយៈមកហើយក៏ដោយ ម្យ៉ាងវិញទៀតវិចារណញ្ញាណបែបនេះគឺជាលក្ខខណ្ឌចាំបាច់ដើម្បីរស់ក្នុងរបបទុច្ចរិតនេះបុរសរៀងធំនោះក៏បានសុំទោសម្ដងទៀតចំពោះការស្វាគមន៍យឺតយ៉ាវ Lucian និយាយថាគាត់គ្រាន់តែមកបដូរបរិយាកាសប៉ុណ្ណោះដូច្នេះមិនមានបញ្ហាអ្វីទេ Hugo ក៏បានសរសើរគំនិតកាក់ដ៏ខ្ពស់របស់គាត់ដែរ ខានយូរហើយដែលមិនមានភ្ញៀវឈ្នះប្រកាសបានកំណោកាក់ខ្ពស់បែបនេះនៅកន្លែងនេះ បើ Lucian មិនប្រកាន់ទេ Hugo សុំការអនុញ្ញាតខ្លាយជាគូប្រកួតបន្ទាប់នៅលើតុនេះកូនប្រុសទី3រូបនេះក៏បានព្រមឲ្យបរិះរៀងធំនោះចាប់ផ្ដើម ញញឹមយ៉ាងស្រទន់ដោយអ្នកបម្រើអតិថិជន Hugo បាននិយាយយ៉ាងគួរសមថាខ្លួនមិនអាចប្រៀបជាមួយនេះក្មេងទេប៉ុន្តែគេនឹងព្យាយាមបញ្ចេញល្បិចខ្លះៗឲ្យមើល ពិតប្រាកដណាស់ការប្រកួតល្បែងជាមួយអ្នកគ្រប់គ្រងកាស៊ីណូគឺលំមុំគ្រប់គ្រាន់សម្រាប់កណ្ដោអារម្មណ៍ហើយ ហានមានអារម្មណ៍ភ័យខ្លាចបរិះមានធំនោះក៏ខ្សឹបប្រាប់ចៅហ្វាយឲ្យដកប្រាក់ហើយចាក់ចេញទៅព្រោះពួកគេរូបលុយបានច្រើនណាស់ទៅហើយ គេមានអារម្មណ៍មិនល្អទាល់តែសោះចំពោះបរិះមានស្នាមផ្លែនោះ Hans ធ្លាប់ឃើញមនុស្សគួរឲ្យខ្លាចច្រើនណាស់ក្នុងវិមានដូច្នេះគេដឹងថាជននេះមិនមែនធម្មតាទេត្រសៃភ្នែករបស់ Hugo ធ្វើឲ្យ Hans ញ័រទ្រុំតែម្ដងភ្នែកបែបនេះពិតជាកម្រជួមណាស់ Lucian ពិតជាពេញចិត្តណាស់ពេលដឹងថាបទពិសោធន៍ធ្វើជាអ្នកបម្រើត្រកូលអភិជនរបស់ Hans មិនអត់ប្រយោជន៍នោះទេ អ្វីគ្រប់យ៉ាងដែល Hans សង្ស័យគឺត្រឹមត្រូវទាំងអស់ Black Shark Hugo អាចនឹងញញឹមស្រស់នៅសម្បកក្រៅប៉ុន្តែរហស្សនាមរបស់គេមិនមែនបានមកដោយទទេនោះទេក្នុងជាតិមុនរបស់ Lucian ឈ្មោះរបស់ Hugo បានអង្រួនពិភពងងឹតដោយគ្រោះធម្មជាតិចឹងផ្លូវរបស់គេចាប់ផ្ដើមពីច្រកដឿងហែមដ៏ងងឹតក្នុងទីក្រុងនេះដឹកដេវ៉ាដេកគេប្រើរាងកាយដ៏រឹងមាំរបស់ខ្លួនដើម្បីវិបំបែកក្បាលសត្រូវឲ្យហូរឈាមដោយមានទាំងភាពសាហាវនិងល្បែកកលដ៏ឆ្លាតវៃគេបានក្លាយជាអំណាចគ្មានគូប្រៀបមិនយូរប៉ុន្មានទេ Black Shark Hugo ក៏បានល្បីឈ្មោះខាងភាពខូខើដោយលូកដៃចូលក្នុងល្បែងស៊ីសងការរត់ពន្ធនិងសូម្បីតែស៊ីឈ្នួលសម្រាប់មនុស្សគេហ៊ានធ្វើគ្រប់បទល្មើសណាដែលផ្ដល់លុយច្រើនបំផុតតាមរយៈវិធីសាស្ត្រដ៏ព្រៃផ្សៃទីបំផុតគេបានពង្រីកប្រតិបត្តិការឲ្យក្លាយជាស្ដេចនៃពេលយប់ដោយគ្រប់គ្រងពិភពងងឹតលើទឹកដីទាំង5 ត្រង់មកគេបានប្រើការដួលរលំនៃចក្រភពធ្វើជាឈ្នន់ដើម្បីឈានចូលទៅកាន់មុខតំណែងជាសាធារណៈ តាមរយៈចលនានយោបាយដ៏ជំនាញគេដណ្ដើមបានតំណែងជាបរិងសម្រាប់ខ្លួនឯងគេគឺជាមនុស្សដងបួងបំផុតដែលចេះបន្សំខ្លួននឹងយុគសម័យចលាចលរហូតក្លាយជាសេនាប្រមុខដ៏គួរឲ្យខ្លាចរបស់ចក្រភពប៉ុន្តែពេលនេះ Black Shark Hugo គ្រាន់តែជាក្មេងថ្មីម្នាក់ក្នុងពិភពងងឹតប៉ុណ្ណោះ
តែនោះក៏មិនអាចបដិសេធថាគេគឺជាជនដ៏គ្រោះថ្នាក់ម្នាក់ដែរថ្ងៃនេះដល់ពេលត្រូវទម្លាក់នុយដើម្បីចាប់ត្រីឆ្លាមសាហាវក្នុងអាងឈាមហើយ ជាមួយនឹងស្លឹកបៀនិងកាក់ភ្នាល់មួយគំនោលើតុ Lucien បានស្នើឲ្យពួកគេលេងល្បែងបៀដ៏សាមញ្ញមួយ Hugo យល់ព្រមហើយបន្ថែមថាពួកគេមិនគួរកំណត់ដើមភ្នាល់ទេគេមិនអាចទុកឲ្យនីក្មេងត្រកូល Valdec ធុញថប់នឹងការភ្នាល់តូចតាចនោះឡើយ Lucien យល់ព្រមយ៉ាងសប្បាយចិត្តចំពោះលក្ខខណ្ឌនេះគេគ្រាន់តែត្រេកអរដែលរកឃើញម្នាក់ដែលនិយាយត្រីគូ ក្នុងចិត្ត Hugo មើលឃើញ Lucien ត្រឹមជាក្មេងទំនើងដែលធ្វើខ្លាំងព្រោះតែឈ្មោះគ្រួសារប៉ុណ្ណោះ ជាកូនខ្លាល្ងងមួយក្បាលដែលមិនដឹងថាពាក្យសម្ដីរីករាយរបស់ខ្លួននឹងក្លាយជាខ្សែអន្ទាក់រឹតកខ្លួនឯងនោះទេភាពស្ងាត់ចងំគ្របដណ្ដប់ពេញបន្ទប់ពេលអ្នកចែកបៀកំពុងចែកស្លឹកនិយាយមែនគេមិនស្មានថាក្មេងនេះស៊ីលុយមេប៊ីអំបញ្ញមិញសោះតែយ៉ាងណា Hugo អាចយកលុយឈ្នះរបស់ Lucien មកធ្វើចំណេញបានតាមមើលក្មេងដែលកំពុងស្រវឹងនឹងជ័យជំនះបន្តិចបន្តួចនេះនឹងធ្លាក់ខ្លួនវិនិច្ឆ័យកាន់តែជ្រៅពេលគេចាប់ផ្ដើមចាញ់វិញ Hugo កំពុងតែរមាស់ដៃចង់ស៊ីលុយក្មេងអភិជនដ៏កេងក្អាងនេះឲ្យអស់រលីងក្នុងស្លឹកប៊ីមួយកដានេះមុនពេលចាប់ផ្ដើមលេង Lucien បានធ្វើពិតជានឹកឃើញរឿងមួយដែលត្រូវធ្វើ មុនពេលពួកគេចាប់ផ្ដើមកាប់ចាក់កាបូបលុយគ្នា Lucien ចង់សួរសំណួរមួយទៅកាន់ Hugo សិនទោះជួបគ្នាលើកដំបូងតែនេះក្មេងនេះមានអារម្មណ៍ចូលចិត្តមេអូក្រិតជននេះបាត់ទៅហើយគេអាចវាយតម្លៃមេដឹកនាំម្នាក់បានត្រឹមតែសង្កេតមើលបរិយាកាសជុំវិញកូនចៅរបស់ពួកគេវាច្បាស់ណាស់ថាកាស៊ីណូមួយនេះមិនមែនស្របច្បាប់នោះទេការគ្រប់គ្រងអាជីវកម្មងងឹតក្នុងទំហំធំបែបនេះមិនមែនជារឿងងាយឡើយ បើ Hugo ហ៊ានឈានជើងឆ្លងកាត់បន្ទាត់ក្រហមនោះគ្រួសារ Valdec ប្រកាសជាបានដឹងហើយការបោសសម្អាតមុខជាកើតឡើងតាំងពីយូរមកហើយ Hugo អះអាងថាគេដឹងឋានៈខ្លួនឯងហើយតែងប្រយ័ត្នមិនឲ្យប៉ះពាល់ដល់ឋានៈលើទេ តួ Lucien ជាសមាជិកត្រកូល Valdec មែនតែគេប្រាប់លឹកឆាក់ថាគេមិនមែនជាប្រភេទមនុស្សតឹងតែងពេកនោះទេ ជំនួសឲ្យការនិយាយវៀងវៃ Lucien ទាមទារចម្លើយដ៏ស្មោះត្រង់មួយគេចង់ដឹងថាពេលណា Hugo មានគម្រោងចាប់ផ្ដើមផលិតជាលក្ខណៈទ្រង់ទ្រីធំ ដោយមិនញញើត Black Shark បានសួរថាក្មេងនេះចង់សម្ដៅលើអ្វីឲ្យប្រកាសពេល Lucien និយាយដល់របស់ដែលកំពុងរៀបចំនៅ Vestra ធ្វើឲ្យ Hugo ធ្លាក់ថ្លើមក្តោប នេះក្មេងទី3នៃគ្រួសារ Valdec បានទម្លាក់អាចកំបាំងថាគេដឹងពីថ្នាំញៀនខុសច្បាប់ដែល Hugo កំពុងតែលួចផលិត ការទម្លាក់ការពិតនេះធ្វើឲ្យអ្នកក្នុងបន្ទប់នោះដកដង្ហើមមិនរួចឡើយសូម្បីតែឆ្មាំងយាមមាត់ទ្វារក៏ស្រឡាំងកាំងដែរ ក្នុងចំណោមអ្នកទាំងអស់ Hans គឺជាអ្នកដែលគាំងខ្លាំងជាងគេ Hugo បានទម្លាក់ស្លឹកប៊ីលើតុខណៈខួរក្បាលកំពុងរកនឹកពាក្យដោះស្រាយ ចុងក្រោយគេជ្រើសរើសធ្វើពូតជាល្ងងប៉ុន្តែការនិយាយជាប់ៗកែងៗរបស់គេបង្ហាញច្បាស់ថាគេកំពុងភ័យពេលកំពុងលេងកាក់ Lucien ក៏វាយលុកបន្ថែមទៀត ដោយស្នាមញញឹមដ៏មានល្បិចគេបន្ថែមថាខ្លួនក៏ដឹងដែរថា Hugo ត្រូវបានជួលដោយ Marco Logan ថ្នាំញៀនទាំងនេះត្រូវបានបង្កើតឡើងដើម្បីបំផ្លាញទឹកដី Valdec គេពិតជាមិនចូលចិត្តល្បិចថោកទាបនេះទាល់តែសោះ តាមកំណត់គេវាមានព្រំដែនមួយដែលគ្រួសារអភិជនមិនគួរបំពាននោះទេគេសួរ Hugo ថាគេយកឃើញបែបនេះដែរឬទេបើមើលពីកំណត់របស់ Lucien ចំពោះការក្បត់នេះវាសមរម្យជាងដែលត្រូវមើលឃើញថា Black Shark ជាជនដែលអស្ចារ្យជាង តើមានអ្នកណាទៀតហ៊ានប្រព្រឹត្តបទឧក្រិដ្ឋដ៏អាក្រក់បែបនេះនៅលើទឹកដីរបស់ Valdec បើមិនមែនជាគាត់ប្រសិនបើមានកំហុសសំបីតែបន្តិចហើយគាត់ត្រូវគេចាប់បានមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធជាមួយគ្រួសារ Grand Duke ច្បាស់ជាព្រួតគ្នាហែកសាច់គាត់ជាបំណាច់មិនខានកម្លាំងទាំងអស់របស់ Grand Duke នឹងតាមប្រមាញ់គាត់ដូចសត្វឆ្កែដោយគ្មានការលើកលែងពេលនេះខួរក្បាលរបស់ Hugo កំពុងតែវង្វេងវង្វាន់អស់ហើយ បើគាត់និយាយខុសមួយម៉ាត់គាត់នឹងស្លាប់ហើយរឿងរ៉ាវនឹងបែកឃ្លាទាំងអស់នៅទីនេះត្រកូល Valdec គឺជាសត្រូវដ៏អាក្រក់បំផុតដែលអ្នកមិនគួរទៅពាក់ព័ន្ធតាមធម្មតារឿងនេះនឹងមិនត្រូវបែកឃ្លាឲ្យពិភពលោកដឹងទេរហូតដល់2ឆ្នាំក្រោយនៅពេលនោះ Grand Duke បានទទួលរបាយការណ៍លម្អិតអំពីការរីករាលដាលនៃថ្នាំញៀនប្រភេទថ្មីនៅក្នុងទឹកដីរបស់លោក ចេះគឺជាទាហានម្នាក់ដែលត្រូវបានបញ្ជូនទៅឆ្មក់ជុំមូលដ្ឋាន Black Shark ប៉ុន្តែពួកគេទៅដល់យឺតពេលបាត់ទៅហើយ Hugo បានរត់គេចេញពីទីក្រុងបាត់ទៅហើយដោយមិនបន្សល់ទុកដាននៃសកម្មភាពខុសច្បាប់ក្នុងសម្បុករបស់គាត់ឡើយបទពិសោធន៍ដ៏ឈឺចាប់របស់ Lucien កាលពីមុនពេលនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ទោះបីជាការពិតត្រូវបានលាតត្រដាងអស់ហើយក៏ដោយក៏ Hugo នៅតែប្រកែកថាវាប្រកាសជាមានការយល់ច្រឡំអ្វីមួយមិនខាន គាត់ប្រឹងអះអាងថាខ្លួនគ្រាន់តែជាអ្នកគ្រប់គ្រងកម្រិតទាបដែលស៊ីប្រាក់ខែតិចតួចនៅកន្លែងល្បែងតូចមួយប៉ុណ្ណោះហើយគាត់មិនដែលលូកដៃពាក់ព័ន្ធនឹងគ្រឿងញៀនឡើយគាត់បានបញ្ជាក់យ៉ាងមុតមមថាប្រកាសជាមានគូប្រជែងដែលចំណែនណាម្នាក់កំពុងតែមួលបង្កាច់ផ្សាយពាក្យចចាមអារ៉ាមដើម្បីបំផ្លាញគាត់ជាមិនខានប្រសិនបើផ្ដល់ឱកាសឲ្យគាត់សន្យាថានឹងតាមរកប្រភពនៃពាក្យចចាមអារ៉ាមនោះដោយខ្លួនឯង ដោយសារតែបរិះមេធំនេះរឹងរូសមិនព្រមទទួលស្គាល់ Lucien ក៏បានទម្លាយព័ត៌មានលម្អិតមួយចំនួនទៀត គាត់បានសួរទៅ Hugo ថាតើរោងម៉ាស៊ីនកិនស្រូវដែលកំពុងដំណើរការនោះគ្រាន់តែជាហាងធម្មតាមែនទេហើយផ្លូវរួមក្រោមដីដែលតបជាប់ទៅខាងក្រៅប្រាសាទនោះគ្រាន់តែជាផ្លូវគេចខ្លួនធម្មតាប៉ុណ្ណោះឬជាលើកចុងក្រោយ Lucien បានទាមទារចម្លើយសម្រាប់សំណួរដំបូងរបស់គាត់តើពួកវាកំពុងខិតជិតដល់ដំណាក់កាលផលិតកម្មទ្រង់ទ្រីធំហើយមែនទេ Hugo អង្គុយធ្មេចភ្នែកនៅលើគឺអីយ៉ាងណាមិញគាត់ត្រូវបានគេវាយអុកលុកឲ្យទាល់ជ្រប់បាត់ទៅហើយក្មេងម្នាក់នេះដឹងពីរឿងហាងខ្លែងៗនិងផ្លូវស្ងាត់នោះបើគេដឹងច្រើនដល់ថ្នាក់នេះទៅហើយការដោះសារគឺគ្មានន័យអ្វីទៀតឡើយពាក្យតច្រកដូចជាសត្វព្រៃបែបនេះ Hugo ក៏បានគិតចង់សម្លាប់កូនប្រុសទី3របស់ Duke នៅនឹងកន្លែងនោះតែម្ដងកូនចៅរបស់គាត់បានដកអាវុធចេញមកត្រៀមរជាស្រេចក្មេងអភិជនម្នាក់ដែលគ្មានអង្គរៈការពារគឺអាចត្រូវបានសម្លាប់យ៉ាងងាយដោយការវាយប្រហារតែម្ដងប៉ុណ្ណោះ Lucien បានដាស់តឿនឲ្យ Black Shark គិតឲ្យបានហ្មត់ចត់មុននឹងធ្វើរឿងអ្វីមួយដែលនាំឲ្យស្ដាយក្រោយពួកគេកំពុងតែយកជីវិតមកផ្លោហើយគាត់បានរំលឹក Hugo ឲ្យគិតពីជំហានបន្ទាប់ដោយយោងទៅលើការលំបាកដែលគាត់បានឆ្លងកាត់ដើម្បីឡើងមកដល់ដំណើរនេះបុរសម៉ែធំនោះបានបោះបង់ចោលគំនិតដ៏ល្ងងខ្លៅក្នុងការសម្លាប់កូនប្រុសរបស់ Grand Duke Sigmund ប្រសិនបើគាត់ត្រូវគេចាប់បានហើយវាពិតជាមានភាគរយខ្ពស់ណាស់ Hugo នឹងធ្លាក់ចូលក្នុងស្ថានភាពមួយដែលការអង្វរសុំសេចក្តីស្លាប់គឺជាផ្លូវចេញដ៏ល្អបំផុតដើម្បីរក្សាជីវិតគាត់ស៊ូទម្លាក់ភាពអំនួតរួចលុតជង្គង់ចុះដល់ដីដោយភាពស្មោះត្រង់បំផុតគាត់បានអង្វរសុំកុំឲ្យជួបនឹងកំហឹងរបស់ Grand Duke គាត់អាចដឹងថាវាច្បាស់ជាមានហេតុផលដែលជាវាយវេក្មេងមករកគាត់ដោយផ្ទាល់ជំនួសឲ្យការធាក់ទម្លាយទ្វារចូលមុខជាមួយនឹងកងទ័ពអសរិទ្ធមកកងនោះ
ប្រសិនបើសមាជិកគ្រួសារវ៉ាន់ដេកផ្សេងទៀតបានដឹងពីបទអក្រិតរបស់គាត់ក្បាលរបស់គាត់ច្បាស់ជាដាច់ធ្លាក់ដល់ដីបាត់ទៅហើយ មកដល់ចំណុចនេះទៅហើយប្រសិនបើ Lucian ប្រាប់ឲ្យគាត់ធ្វើជាឆ្កែគាត់នឹងព្រមធ្វើប្រសិនបើ Lucian ប្រាប់ឲ្យគាត់ព្រុសគាត់ច្បាស់ជាព្រុស បើបញ្ជាឲ្យវាគាត់នឹងវាកូនចៅរបស់ Hugo ក៏បានតម្រង់ជួរពីក្រោយហើយចូលរួមអោនក្បាលអង្វរសុំជាមួយចៅហ្វាយរបស់ពួកគេដែរ បុរសដែលត្រូវបានគេជឿថានឹងក្លាយជាមនុស្សដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងអាណាចក្រនាពេលអនាគតបានធ្លាក់ខ្លួនក្នុងស្ថានភាពបែបនេះទៅហើយ បន្ទាប់ពីពិចារណាមួយសន្ទុះ Lucian បានក្រោកឈរពីកៅអីយ៉ាងស្រួលរបស់ខ្លួនការទុកឆ្កែដ៏មានប្រយោជន៍មួយក្បាលនេះនៅក្បែរខ្លួនស្ដាប់ទៅក៏មិនអាក្រក់ប៉ុន្មានដែរ យ៉ាងណាមិញលោកក៏កំពុងតែត្រូវការដៃជើងដែលប៉ិនប្រសប់ដើម្បីទុកប្រើប្រាស់ស្រាប់ផងដែរ ពេលឮបែបនេះ Hugo បានស្បត់ថានឹងធ្វើតាមរាល់ពាក្យសម្ដីរបស់គាត់ប៉ុន្តែ Lucian មិនចង់បានបែបនោះឡើយសម្រាប់មនុស្សដែលមានសមត្ថភាពដូចជា Hugo វាហាក់ដូចជាគួរឲ្យធុញបន្តិចលោកដឹងយ៉ាងច្បាស់ថា Black Shark នឹងមិនស្កប់ស្កល់ត្រឹមតែជាឆ្កែប្រមាញ់ធម្មតានោះទេ ដោយសម្លឹងចំភ្នែកបុរសដែលកំពុងតែអង្វរនោះ Lucian បានដាក់សំណើដ៏ប្រសើរមួយដែលចំណេញដល់ភាគីទាំងសងខាង លោកបានសួរទៅ Hugo ថាតើគាត់ចង់សាក់លបងខ្លាចជាអសរិតវិញទេការដែលបានឮពាក្យមួយនេះវាបានទៅដាក់អារម្មណ៍ដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់ Black Shark ដោយក្មេងប្រុសដទៃទៀតដែរពីមុនមកគាត់ធ្លាប់ស្រមៃចង់ខ្លាចជាអសរិតយ៉ាងឈ្គូតលីលាទីបំផុតគាត់គ្មានជំរឿសអ្វីក្រៅពីបោះបង់ក្តីសម័យដែលមិនអាចទៅរួចនោះចោលពេលវេលាចេះតែកន្លងផុតទៅភាពពិតនៃជីវិតក៏កាន់តែបង្ហាញច្បាស់ដល់គាត់ ទោះបីជាគាត់ខំប្រឹងហ្វឹកហាត់ខ្លាំងប៉ុណ្ណាខ្លាចជាមនុស្សខ្លាំងពូកែប៉ុណ្ណាឬបថុយជីវិតដើម្បីចង្វាយប្រមាណដងក៏ដោយនៅក្នុងខ្សែភ្នែកពួកគេគាត់នៅតែជាជនក្រីក្រថ្នាក់ទាបដដែល គាត់គ្រាន់តែជាឧបករណ៍ដ៏មានប្រយោជន៍មួយជាដុំសាច់ម្ដុំដែលត្រូវអ្នកមានអំណាចពិតប្រាកដយកមកប្រើប្រាស់និងធ្វើបាបតាមអំពើចិត្តប៉ុណ្ណោះដោយសារតែកត្តាដែលគាត់មិនអាចគ្រប់គ្រងបានដូចជាកលៈទេសៈនៃកំណើតរបស់គាត់មិនអាចសម្រេចក្តីស្រមៃបានឡើយទោះបីជាគាត់ត្រូវបង្ហូរឈាមអស់ប៉ុណ្ណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ Lucian ការពិតណាស់គាត់ពិតជាចង់ខ្លាចជាអសរិតគាត់ចង់បានវាយ៉ាងខ្លាំងរហូតដល់ហ៊ានបោកក្បាលរបស់ខ្លួនទៅនឹងឥដ្ឋដើម្បីទទួលបានឱកាសខ្លាចជាអសរិតម្នាក់ ប្រសិនបើអាចសម្រេចក្តីស្រមៃនោះបានគាត់សូម្បីតែហ៊ានលុកពលឹងខ្លួនឯងទៅឲ្យអ្នកណាដែលអាចធ្វើឲ្យវាខ្លាចជាការពិតបាន នៅចំពោះមុខ Lucian គឺជាបុរសដ៏ទន់ខ្សោយម្នាក់ដែលកំពុងអបក្រសោបក្តីស្រមៃកាលពីកុមារភាពក្នុងនាមជាកិត្តិយសរបស់គ្រួសារ Valdek លោកបានសន្យាថានឹងជួយ Hugo ឲ្យក្លាយជាអសរិតពិតប្រាកដម្នាក់ ប្រសិនបើគាត់មានសេចក្តីថ្លៃថ្នូរនិងកិត្តិយសដែលមិនធ្វើឲ្យខ្លួនឯងខ្មាស់អៀននៅថ្ងៃអនាគតឋានៈត្រឹមនេះក៏មិនមែនជាឧបសគ្គសម្រាប់គាត់ទៀតដែរ ភ្លាមៗនោះភាពអស្ចារ្យរបស់ Lucian បានដកចោលក្នុងខួរក្បាលរបស់ Hugo យ៉ាងជ្រៅថាកាយវ័យក្មេងបានផ្ដល់ឱកាសឲ្យ Hugo អាចរស់នៅដូចជាមនុស្សធម្មតាម្នាក់មិនមែនគ្រាន់តែជាឧបករណ៍ប្រើប្រាស់នោះទេ ប៉ុន្មានថ្ងៃក្រោយពីការជួបគ្នានៅកន្លែងលេងល្បែងនោះមក Lucian បានរៀបចំការប្រជុំមួយជាមួយបុគ្គលិកបម្រើទាំងអស់នៅក្នុងភូមិគ្រឹះរបស់គាត់ គាត់បានណែនាំសមាជិកថ្មីម្នាក់ដល់អ្នកបម្រើទាំងអស់ Hugo បានឈរក្បែរគាត់ក្នុងនាមជាអ្នកមានសមត្ថភាពខ្ពស់ដែលទើបនឹងជួលមកពីខាងក្រៅយ៉ាងអស្ចារ្យ ផ្ទុយពីភាពស្ងប់ស្ងាត់របស់ចៅហ្វាយគាត់ Hugo បានណែនាំខ្លួនយ៉ាងក្លាហាននិងជឿជាក់បំផុតគេនិយាយថាគេរីករាយនឹងធ្វើការជាមួយរៀមច្បងថ្មីប៉ុន្តែមុខមាត់ដ៏គួរឲ្យខ្លាចរបស់គេធ្វើឲ្យបុគ្គលិកភ័យញ័រ ពួកអ្នកបម្រើស្រីនិងប្រុសមិនដឹងថាគួរឆ្លើយតបយ៉ាងណាចំពោះការប្រកាសភ្លាមៗរបស់ចៅហ្វាយក្មេងនេះទេ បន្ទាប់ពីការណែនាំខ្លួនចប់សពគ្រប់ Lucian មានបំណងបន្តទៅកាន់គោលដៅសំខាន់បន្តទៀតរបស់គាត់ គាត់បានបញ្ជាឲ្យគេហៅមេអ្នកបម្រើឈ្មោះជេនីមកកាន់ការិយាល័យរបស់គាត់ភ្លាមពួកអ្នកបម្រើប្រុសនាំគ្នាថយក្រោយមួយជំហានពេលឮបញ្ជារបស់ចៅហ្វាយក្មេង Lucian បានបញ្ជាក់ថាវាជារឿងត្រឹមត្រូវដែលត្រូវណែនាំសមាជិកថ្មីឲ្យមេអ្នកបម្រើបានស្គាល់ យ៉ាងណាមិញពួកគេមិនអាចមានការជជែកគ្នាវឹកវរដូចលើកមុនទេគាត់គ្រាន់តែចង់ប្រាប់ដំណឹងនេះទៅកាន់មេអ្នកបម្រើជេនីដ៏រវល់នោះមុនគេប៉ុណ្ណោះ ដោយដែលបានគិតទុកបុគ្គលិកទាំងអស់ធ្វើខ្លួនហាក់បីដូចជាពួកគេស្ដាប់បញ្ជាមេអ្នកបម្រើមិនមែនស្ដាប់គាត់នោះទេ ស្ថានភាពផ្ទៃក្នុងពេលនេះគឺមិនអាចដោះស្រាយតាមវិធីធម្មតាបានឡើយគ្មានអ្នកបម្រើណាម្នាក់ព្រមស្ដាប់បញ្ជារបស់គាត់ទេ សម្រាប់ពួកគេ Lucian មើលទៅគ្រាន់តែជាខ្សែពួរពុកភុយដែលគ្មានអំណាចអ្វីទាំងអស់គាត់ត្រូវតែបង្ហាញភាពខ្លាំងឲ្យបានច្បាស់លាស់បំផុតដើម្បីដណ្ដើមយកការគ្រប់គ្រងលើភូមិគ្រឹះរបស់គាត់មកវិញ អ្នកបម្រើប្រុសម្នាក់បានដើរមកមុខឲ្យអង្វរសុំឲ្យ Lucian ជួយយោគយល់ដល់ស្ថានភាពរបស់ពួកគេផង អ្នកគ្រប់គ្នានៅទីនេះដឹងច្បាស់ថាមេអ្នកបម្រើជេនីគឺជាមនុស្សសំណប់ចិត្តរបស់លោកម្ចាស់ Judy នាងបានក្តោបក្តាប់ភូមិគ្រឹះនិងបុគ្គលិកទាំងអស់ទាំងស្រុងទៅហើយ ពួកអ្នកបម្រើហ៊ានតវ៉ាប្រឆាំងនឹងចង្វាយអបិយរបស់ពួកគេដែលចេះតែបិទកំហឹងនិងធ្វើឲ្យពួកគេធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាកបំផុតមួយនេះ ពួកគេសុខចិត្តរស់នៅយ៉ាងស្ងប់ស្ងាត់ដោយមុនប្រសើរជាងពេលដែលចៅហ្វាយក្មេងម្នាក់នេះគ្រាន់តែដេករង់ចាំសេចក្តីស្លាប់នៅលើគ្រែរបស់គាត់ Hans មិនអាចទ្រាំស្ដាប់សម្ដីពួកអ្នកបម្រើថ្នាក់ទាបទាំងនេះបានទៀតទេគាត់ស្រែកកំហកឲ្យគ្រប់គ្នាភ្ញាក់រលឹកនិងចង់ចាំទូនាទីរបស់ខ្លួនឡើងវិញ ម្ចាស់ពិតប្រាកដនៃភូមិគ្រឹះនេះគឺចៅហ្វាយក្មេង Lucian មិនមែនមេក្បាលក្រហមឬក៏អាចរឌីដ៏គួរឲ្យស្អប់នោះទេ បន្ទាប់ពីឈរមើលភាពវឹកវរនេះពីខាងក្រៅមក Hugo បានយល់ច្បាស់ពីស្ថានភាពនេះហើយបានផ្ដល់ដំណោះស្រាយដ៏សាមញ្ញមួយ ដោយសារតែសម្ដីរបស់ចៅហ្វាយក្មេងមានតម្លៃពេកមិនអាចខ្ជះខ្ជាយជាមួយពួកអ្នកបម្រើល្ងងខ្លៅទាំងនេះ Hugo អាចប្រើវិធីសាស្ត្រផ្សេងដែលមានប្រសិទ្ធភាពជាងនេះបាន គេបានស្ដាប់គ្រប់គ្រាន់ហើយក៏ដឹងថាត្រូវធ្វើអ្វីបន្តទៀត Hugo បានអះអាងប្រាប់ចៅហ្វាយថាគេនឹងដោះស្រាយបញ្ហាមួយនេះដោយផ្ទាល់សម្រាប់អ្នកដែលមិនស្គាល់ខ្ពស់មិនស្គាល់ទាបនេះវិធីបង្រៀនឲ្យស្គាល់ភក្តីភាពគឺពិតជាសាមញ្ញខ្លាំងណាស់ គេបានប្រាប់ថាវិធីរបស់គេអាចហិង្សាបន្តិចដូច្នេះគេត្រូវការការអនុញ្ញាតពីថៅកែជាមុនសិន Lucian ពិតជាពេញចិត្តនឹងភាពឆ្លាតវៃរបស់ Hugo ខ្លាំងណាស់នេះហើយជាមូលហេតុចម្បងដែលគាត់ខិតខំទៅអ៊ូសទាញបរិសុទ្ធមាឌធំម្នាក់នេះឲ្យមកធ្វើការជាមួយ សំណាងបញ្ជាចូលខាងគាត់មែនក្នុងពេលនេះ Hugo នៅកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការបង្កើតថ្នាំនោះនៅឡើយទេប្រសិនបើវាឈានដល់ដំណាក់កាលជ្រុលជាងនេះក៏ប្រកាសជាគ្មានភ្លើតតាក់ទាញឆ្លាមខ្មៅម្នាក់នេះឲ្យមកចោះចូលជាមួយគាត់បានឡើយ
ដោយភាពជឿជាក់បំផុតគាត់បានអនុញ្ញាតឲ្យ Hugo ធ្វើនៅអ្វីដែលពួកគេទាំងពីរកំពុងតែគិតក្នុងចិត្តគាត់បានបើកភ្លើងខៀវដល់មនុស្សចំណិតថ្មីរបស់គាត់ឲ្យប្រើកម្លាំងបាយខ្លាំងប៉ុណ្ណាក៏បានតាមតែត្រូវការដើម្បីចាប់ផ្ដើមកម្មវិធី Hugo បានដើរសម្ដៅទៅរកអ្នកបម្រើដែលតវ៉ានោះហើយឈប់បាំងពីមុខអាឡាក់នោះយ៉ាងមាំ ការសម្លឹងមើលឆ្លាមខ្មៅចិត្តបែបនេះធ្វើឲ្យអ្នកណាក៏ភ័យញ័រដែរមានដ៏ធំនឹងកែវភ្នែកពិឃាតរបស់គេពិតជាសង្កត់អារម្មណ៍មែនទែន គេមើលទៅដូចជាអក្រិតជនដែលហ៊ានធ្វើរឿងខុសខើគ្រប់យ៉ាងអ្នកបម្រើនោះគិតថាលូសៀនប្រកាសជារើសបានពួកក្មេងពីលតាមផ្លូវលំមកហើយ វាធ្វើមុខឌឺដងហើយផ្ដល់ដំបូន្មានដល់បរិះមាធំនោះក្នុងនាមជាអ្នកដែលស្គាល់ស្ថានភាពក្នុងផ្ទះនេះច្បាស់ព្រមទាំងប្រាប់ឲ្យ Hugo ជ្រើសរើសខាងឲ្យត្រូវ អ្នកបម្រើក្អឹកក្តមនោះព្យាយាមបំភ័យ Hugo ដោយយកភាពសាហាវរបស់ចៅហ្វាយក្មេង Shorty មកគំរាមកំហែងពួកអ្នកបម្រើទាំងអស់ជឿជាក់ថាអំណាចនៅក្នុងផ្ទះនេះបានងាកចេញពី Lucien យូរណាស់មកហើយប្រកាសណាស់អាពាមាធំនេះមិនល្ងងយកជីវិតមកបដូរនឹងប្រាក់កាក់បន្តិចបន្តួចទេមែនទេ Hugo គិតថាសម្ដីចុងក្រោយរបស់វាពិតជាគួរឲ្យសង្វេគណាស់កណ្ដាប់ដៃដ៏ធ្ងន់របស់គេបានសំពងចង់កណ្ដាលមុខអ្នកបម្រើនោះយ៉ាងពេញទំហឹងត្រឹមតែមួយដៃប៉ុណ្ណោះគឺគ្រប់គ្រាន់នឹងបំបែកលលាតក្បាលរបស់អាមួយនោះទៅហើយកម្លាំងនៃកណ្ដាប់ដៃនោះពិតជាខ្លាំងក្លាមែនទែនដែលធ្វើឲ្យអ្នកបម្រើនោះហោះទៅបុកជញ្ជាំងដូចជាធុកតាកណាត់ធ្លុះធ្លាយមួយអញ្ចឹង ភ្នែករបស់ Hans ទៅតែធ្លាក់ចេញពីរុនទៅហើយខណៈដែល Lucien លួចសរសើរខ្លួនឯងដែលបានជួលសត្វសាហាវបែបនេះមកធ្វើការ Hugo បានដើរយឺតៗទៅរករាងកាយដ៏ទន់ជ្រាយរបស់អ្នកបម្រើនោះត្រឹមតែមួយដៃធម្មតាក៏អាចទូទាត់បញ្ជីអាមួយនោះដោយប្រើហិង្សាបានយ៉ាងងាយស្រួល អ្នកបម្រើផ្សេងទៀតបាននាំគ្នារិះគន់សមាជិកថ្មីទាំងភ័យខ្លាចដែលហ៊ានប្រើអំពើហិង្សានៅក្នុងភូមិគ្រឹះនេះ ឆ្លាមខ្មៅមិនមានការចាប់អារម្មណ៍នឹងសម្ដីគំរាមដ៏ទន់ខ្សោយរបស់ពួកគេនោះទេចៃដន្យអី Hugo គឺជាអ្នកឯកទេសខាងបង្រៀនមេរៀនដល់ពួកអាឆ្កួតទាំងនេះស្រាប់ផងនេះជាកិច្ចការដំបូងដ៏ល្អឥតខ្ចោះបង្ខុតសម្រាប់គេបន្តិចក្រោយមកគ្មានអ្នកបម្រើណាម្នាក់ហ៊ានបង្ហាញការប្រឆាំងសំបីតែបន្តិចនោះឡើយពួកគេថែមទាំងធ្វើតាមបញ្ជារបស់ចៅហ្វាយក្មេងទី3ដោយទៅអូសកមានអ្នកបម្រើ Jenny មកទោះបីជាត្រូវប្រើកម្លាំងបាយក៏ដោយជាមួយនឹងស្នាមផ្ទះកំភ្លៀងយ៉ាងច្បាស់នៅលើផ្ទៃមុខ Jenny បានសម្លក់នឹងគម្រាមគ្រប់គ្នាថាពួកគេមិនអាចរួចខ្លួនទេដែលហ៊ានធ្វើបាបនាងបែបនេះ ជាជាងខ្លាចញញឹតនឹងពាក្យគំរាមទទេប្រទេសរបស់នាងពួកអ្នកបម្រើដែលទៅទទួលបានការអប់រំថ្មីបានប្រាប់នាងឲ្យបិទមាត់ហើយប្រញាប់ដើរទៅមុខ ធ្លាប់តែធ្វើជាមេកយគេនាងមិនធ្លាប់មានអ្នកណាហ៊ានស្រែកកំហុកដល់នាងនោះទេនាងនៅតែបន្តរអ៊ូទាំពីការដាក់ទណ្ឌកម្មអ្នកដែលប្រឆាំងនាងប៉ុន្តែក៏ត្រូវស្ងាត់មាត់វិញនៅពេលទ្វារបន្ទប់ធ្វើការរបស់ Lucien បានបើកឡើង ទស្សនវិជ្ជាដ៏គួរឲ្យអស់សំណើចមួយបានលេចឡើងនៅចំពោះមុខនាងពួកស្រីបម្រើនិងអ្នកបម្រើប្រុសនៅក្រោមអំណាចនាងត្រូវគេបង្ខំឲ្យលុតជង្គង់នៅលើកម្រាលឥដ្ឋដើម្បីរំលឹកពីកំហុសរបស់ពួកគេ ភាពភ័យខ្លាចដែលពួកគេមានចំពោះ Jenny ត្រូវបានគ្របដណ្ដប់ដោយភាពភ័យរន្ធត់ដែល Hugo បានបង្ហាញស្របពេលនោះលោកម្ចាស់ក្មេងទី3កំពុងឈរនៅក្បែរបង្អួចដោយយកដៃដាក់ទៅក្រៅខ្នងយ៉ាងសង្ហាកំពុងតែប្រមូលធម៌ពលអូរ៉ានិងបញ្ចេញរស្មីជាម្ចាស់ពេញទីគេបានងាកមកមើលមេអ្នកបម្រើដែលត្រូវគេចាប់ខ្លួនហើយក៏ញញឹមព្រមទាំងក្រវីដៃដាក់នាងគេសប្បាយចិត្តណាស់ដែលឃើញកូនចៅខ្លួនជីបុផាត់ចេះបំពេញការងារបានត្រឹមត្រូវ Lucien បានសម្គាល់ឃើញស្នាមផ្ទះកំភ្លៀងនៅលើថ្ពាល់របស់នាងហើយក៏មិនប្រកាន់នឹងសកម្មភាពដ៏រហ័សរហួនរបស់ក្មេងប្រុសនោះទេ Jenny បានផ្ទុះកំហឹងយ៉ាងខ្លាំងដោយជឿជាក់ថាលោកម្ចាស់ក្មេងដ៏ទន់ខ្សោយរបស់នាងនឹងមិនអាចរួចខ្លួនទេដែលហ៊ានធ្វើបាបនាងបែបនេះនាងបដិសេធមិនព្រមក្រាបសំពះ Lucien ដូចអ្នកផ្សេងទៀតឡើយហើយនៅតែនិយាយដដែលថាលោកម្ចាស់ក្មេង Jody របស់នាងនឹងមិនបណ្ដោយឲ្យរឿងនេះកន្លងផុតទៅញញីនោះទេនាងមានភាពក្លាហានហ៊ាននិយាយថាបើពួកគេបញ្ឈប់ពេលនេះនាងនឹងទុកឲ្យរឿងថ្ងៃនេះបញ្ចប់ដោយគ្មានទោសទណ្ឌធ្ងន់ធ្ងរពេលឮបែបនេះ Lucien គ្មានជំរឿអ្វីក្រៅពីសៅនោះទេគេបានទិញយករំពាត់ពីលើតុយ៉ាងប្រងើយកន្តើយរួចដើរសម្ដៅទៅរកអ្នកបម្រើដ៏រឹងរូសម្នាក់នោះហើយទៅវៃត្រូវបញ្ចប់រឿងដ៏សប្បាយនេះទៅវិញក្នុងពេលដែលពួកគេទើបតែចាប់ផ្ដើមសោះនឹងពេលវេលានៅព្រលឹមស្រាងៗហើយដៃដែលកាន់រំពាត់របស់គេក៏កំពុងតែរមាស់ផងដែរគេបានជំរុញឲ្យមេអ្នកបម្រើជីនេះនិយាយអ្វីដែលនាងចង់និយាយឲ្យអស់មកនាងគួរតែបញ្ចេញរាល់ការខឹងសម្បារទាំងអស់នៅពេលដែលនាងនៅមានឱកាសព្រោះថាមុនពេលថ្ងៃនេះបញ្ចប់នាងនឹងត្រូវទៅគូសទ្វារនរកជាមិនខាន ការប្រហារជីវិតគឺជាវិធីសាស្ត្រមួយដែលគេប្រើតាំងពីសម័យបុរាណដើម្បីព្រមានអ្នកដែលប្រព្រឹត្តខុសវាជាវិធីដែលបង្ហាញអំណាចផងនិងមានប្រសិទ្ធភាពផង ផ្លែដាវមានហេតុផលត្រឹមត្រូវមានគោលដៅច្បាស់លាស់ហើយសំខាន់បំផុតនោះគឺវាបន្សល់ទុកនៅចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដែលបានឃើញវាធ្លាក់ចុះនិយាយឲ្យងាយយល់វាគឺជាវិធីសាស្ត្រដែលគេធ្លាប់សាកល្បងនិងទទួលបានជោគជ័យ Lucien បានដើរសម្ដៅទៅរកមេអ្នកបម្រើ Jenny ជាមួយនឹងរំពាត់នៅក្នុងដៃឯនាងក៏សម្លក់មុខគេដោយក្តីស្អប់ខ្ពើមនិងមើលងាយបំផុតគេបានសម្លឹងមើលទៅវិញដោយភាពប្រងើយកន្តើយដោយផ្សាយភ្នែកមិនញ័ររន្ធត់សំបីតែបន្តិចថ្ងៃនេះគេអាចបញ្ជាក់ប្រាប់លោកឌូកធំឲ្យដឹងថាកូនប្រុសទី3ដ៏ទន់ខ្សោយនិងគួរឲ្យអាណិតនោះលែងមាននៅលើលោកនេះទៀតហើយគេបានហៅពួកអ្នកបម្រើមកជិតដោយគ្រាន់តែក្រវីចង្អុលដៃពួកគេបានចាប់ Jenny យ៉ាងតឹងដើម្បីកុំឲ្យរើបបំរាស់រួចហើយក៏បង្ខំឲ្យនាងលូតជង្គង់ចុះនៅលើកម្រាលឥដ្ឋយ៉ាងចាស់ដៃស្ត្រីម្នាក់ដែលអំបញ្ញមិញនេះមានអំណាចត្រួតត្រាពេញភូមិគ្រឹះពេលនេះបែរជាត្រូវគេសង្កត់ជាប់នឹងដីមិនអាចសុំអីតែកម្រើកខ្លួនបានសូម្បីតែស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យអាម៉ាស់បែបនេះក៏ដោយក៏នាងនៅតែហ៊ាននិយាយតវ៉ានឹង Lucien ដោយមិនជឿថាក្មេងប្រុសនេះមានភាពក្លាហានគ្រប់គ្រាន់ក្នុងការធ្វើតាមពាក្យគំរាមរបស់ខ្លួននោះទេនាងជឿជាក់យ៉ាងមុតមមថាប្រសិនបើមាននរណាម្នាក់ហ៊ានធ្វើឲ្យនាងរបួសសូម្បីតែបន្តិចលោកម្ចាស់ក្មេង Jody នឹងមិនអង្គុយមើលដោយផ្ទាល់ភ្នែកនោះឡើយ Jenny បានអួតប្រាប់ការពិតដែលថាម្ដាយរបស់នាងគឺជាមេដោះរបស់ Jody ពួកគេទាំងពីរធំដឹងក្តីជាមួយគ្នាដូចជាបងប្អូនបង្កើតអញ្ចឹងមកដល់ចំណុចនេះ Lucien ចាប់ដើមធុញទ្រាន់នឹងពាក្យគំរាមដតីរបស់នាងទៅហើយនេះគឺជាឱកាសចុងក្រោយរបស់នាងក្នុងការកែប្រែកំហុសប៉ុន្តែនាងនៅតែចេះនិយាយពាក្យដដែលដែលគួរឲ្យធុញទ្រាន់នេះម្ដងហើយម្ដងទៀត
ប្រសិនបើនាងស្លាប់ដោយសារតែរវល់តែស្រីហៅឈ្មោះបងប្រុសរបស់ Lucien រហូតដល់ដង្ហើមចុងក្រោយនោះតើវាមិនមែនជាជីវិតដែលគួរឲ្យចង់សើចមួយទេឬអីប្រសិនបើ Jenny នៅមានល្បិចអ្វីផ្សេងលាក់ទុកក្នុងដៃទៀតនោះពេលនេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតដើម្បីបញ្ចេញវាមកហើយដូចជាវិជ្ជាខូចអញ្ចឹងនាងនៅតែបន្តរអ៊ូទូមឥតឈប់ឈរអំពីអ្វីដែលលោកម្ចាស់ក្មេងចូលឌីនឹងធ្វើ Lucien ត្រូវតែបោះជំហានចូលទៅចិត្តហើយកែតម្រូវការយល់ឃើញដ៏ខុសឆ្គងរបស់នាងគេមានហេតុផលត្រឹមត្រូវគ្រប់គ្រាន់បាត់ទៅហើយដើម្បីសម្លាប់នាងចោលនាងត្រូវជាប់ចោលពីបទប្រមាថអភិជនការធ្វើប្រហែសក្នុងការងារការញុះញង់និងបទគេបំបត្តិប្រកាសជាមួយនឹងបញ្ជីបទល្មើសដែលនាងបានសាងនាងពិតជាឈួតមែនទែនហើយដែលជឿថាទំនាក់ទំនងត្រឹមជាកូនមេដោះជាមួយចូលឌីអាចជួយសង្គ្រោះជីវិតនាងបាននោះនាងពិតជាយល់ខុសយ៉ាងធ្ងន់ធ្ងរអំពីឋានៈរបស់ខ្លួនឯងហើយយ៉ាងហោចណាស់ចូលឌីដែលនាងចេះតែលើកយកមកនិយាយនោះអាចត្រឹមតែវាយ Lucien បានពី3ដៃប៉ុណ្ណោះហើយវាក៏ចប់ត្រឹមនឹងទៅហើយប្រសិនបើលោកឌូកធំចូលខ្លួនមកធ្វើអន្តរាគមន៍ទៀតនោះគេនឹងមិនអាចសំបីតែហ៊ានលើកដៃផងផ្ទុយទៅវិញឪពុករបស់ពួកគេអាចនឹងផ្ដល់រង្វាន់ដល់ Lucien ផងដែរចំពោះការចាត់ការបានយ៉ាងល្អទៅលើពពួកជនក្បត់ដែលបង្កបញ្ហាផ្ទៃក្នុងនៅក្នុងភូមិគ្រឹះរបស់គាត់ជានេះប្រហែលជាភ្លេចហើយថាចូលឌីគ្រាន់តែជាអ្នកស្នងមរតកត្រកូលឌូកម្នាក់ប៉ុណ្ណោះឋានៈមួយនោះក៏ជារបស់មនុស្សដែលកំពុងឈរនៅចំពោះមុខនាងនេះផងដែរនៅក្នុងជំនួបលើកដំបូងរបស់ពួកគេ Lucien ពិតជាបានផ្ដល់ឱកាសឲ្យនាងដើម្បីកែប្រែរឿងគ្រប់យ៉ាងឲ្យបានល្អប្រសើរវិញផ្ទុយទៅវិញនាងជ្រើសរើសធ្វើខ្លួនខ្ពស់សន្លឹមដោយបង្ហាញការមិនគោរពយ៉ាងចំហនាងគឺជាអ្នកទាញយកស្ថានភាពដ៏អាក្រក់នេះមកដាក់ខ្លួនឯងនោះទេពេលលឺលោកម្ចាស់ក្មេងទី3រៀបរាប់ពីការពិតទាំងនេះវាបានបំបែកការស្រមើស្រមៃរបស់នាងខ្ទេចគ្មានសល់ជាលើកទី1ហើយតាំងពីត្រូវគេចាប់ខ្លួនមក Jenny បានញាប់ញ័រដោយក្តីភ័យខ្លាចយ៉ាងខ្លាំងដោយសារតែចង់រស់រានមានជីវិតនាងបានសារភាពពីកំហុសរបស់ខ្លួនហើយក៏អង្វរសុំការលើកលែងទោសពីគេភ្លាមជាអកុសលនាងគួរតែចាត់ទុកថាខ្លួនឯងសោយចោះ Lucien បានទាញនំពាត់នោះវាយសំពងទៅលើនាងដោយប្រើកម្លាំងពេញទំហឹងតែម្ដងសម្លេងសើចដ៏ហែកនិងឈាមខ្ទាតសើចបានបន្លឺឡើងពេញបន្ទប់ធ្វើការដំណឹងនៃការចាប់ខ្លួនរបស់ Jenny បានលេចលឺយ៉ាងលឿនទៅដល់ត្រចៀករបស់លោកម្ចាស់ក្មេងទី2អំដំណើររេពទាហានចំណិតរបស់គេចូលឌីបានប្រញាប់ប្រញាល់ត្រង់ទៅបន្ទប់ធ្វើការរបស់ Lucien ក្តីបារម្ភបានស្ដែងចេញយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់គេគេសឹងតែមិនជឿទាល់តែសោះថាប្អូនប្រុសដ៏គ្មានបានការរបស់គេហ៊ានចាត់វិធានការយ៉ាងចាស់ដៃបែបនេះសោះកាលពីប្រហែលថ្ងៃមុនគេទើបតែឮ Jenny ប្រាប់ថាក្មេងនេះបានដកថយទៅវិញបន្ទាប់ពីទទួលរងភាពអាម៉ាស់នៅក្នុងកន្លែងស្នាក់នៅរបស់អ្នកបម្រើសោះពេលនេះគេបែរជាមកគម្រាមសម្រាប់អ្នកណាដែលហ៊ានប្រឆាំងនឹងគេទៅវិញនោះមិនមែនជារឿងតែមួយគត់ដែលធ្វើឲ្យចូលឌីឆ្ងល់នោះទេដើម្បីការពារក្រែងលោមានរឿងបែបនេះកើតឡើងគេថែមទាំងបានបណ្ដុះបណ្ដាលមនុស្សមួយចំនួនឲ្យចាំឃ្លាំមើលនៅក្នុងភូមិគ្រឹះដាច់ដោយឡែករបស់ Lucien ទៀតផងពួកអ្នកបម្រើដែលបានបង្កប់ទុកទាំងនោះគួរតែប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីរារាំង Lucien ដោយឈរខាង Jenny ប៉ុន្តែស្ថានភាពពីនេះគឺហួសពេលដែលអាចកែប្រែបានទៅហើយត្រឹមតែមួយថ្ងៃសោះ Lucien បានក្តោបអំណាចពេញអាគារតូចទាំងមូលរួមទាំងពួកអ្នកដែលត្រូវស្ដាប់បញ្ជាចោឌីផងដែរពួកណៃបានបញ្ជាក់ប្រាប់ចៅហ្វាយវ័យក្មេងរបស់ពួកគេថារបាយការណ៍ទាំងនោះប្រកាសជាមានការយល់ច្រឡំហើយដូច្នេះពួកគេគួរតែរងាប់អារម្មណ៍សិនពួកគេគិតថាមនុស្សកំសាដូចជា Lucien គ្មានផ្លូវហ៊ានធ្វើបាបអ្នកណាឡើយលើពីនេះទៅទៀតពួកគេនៅតែជឿជាក់ថាចៅហ្វាយវ័យក្មេងទី3ខ្លាចញញើតម្ចាស់ចោឌីរបស់ពួកគេជាងអ្វីៗទាំងអស់នៅលើលោកនេះទៅទៀតពេលឮហេតុផលបែបនេះចោឌីក៏បានស្ងប់អារម្មណ៍បន្តិចប៉ុន្តែភាពស្ងប់ស្ងាត់នេះត្រូវបញ្ចប់ពេលពួកគេឮសំឡេងរំពាត់វាយសាច់យ៉ាងខ្លាំងព្រមទាំងសំឡេងស្រែកយ៉ាងឈឺចាប់ដែលបន្លឺឡើងតាមក្រោយចោឌីបានធាក់ទ្វារបន្ទប់ធ្វើការរបស់ Lucien បើកយ៉ាងខ្លាំងភ្នែករបស់គាត់សម្លឹងត្រង់ទៅរំពាត់ដែលកំពុងស្រក់ឈាមស្រស់ពេញកម្រាលឥដ្ឋភ្លាមតែម្ដង Lucien ចូលនៅពីក្រោយ Jenny ក្នុងរបស់នាងពេញទៅដោយស្នាមវាយយ៉ាងធ្ងន់ធ្ងរខណៈឈាមកំពុងហូរចេញពីមុខរបួសស្រស់នោះយ៉ាងច្រើនវាគឺជាកិត្តិភាពមួយដែលចោឌីមិនធ្លាប់នឹកស្មានដល់ទាល់តែសោះក្នុងមួយជីវិតនេះសូម្បីតែមនុស្សខូខើដូចជាចោឌីក៏តក់ស្លុតនឹងទស្សនវិជ្ជាដ៏ឈឺចាប់បែបនេះដែរពេលក៏បង្ហាញខ្លួន Lucien គ្រាន់តែសួរធម្មតាថាតើមានខ្យល់អីបក់នាំបងប្រុសដ៏ខ្ពង់ខ្ពស់មកដល់ទឹកដីរបស់គាត់បែបនេះគាត់សំទោសដែលមិនបានទទួលស្វាគមន៍ឲ្យបានត្រឹមត្រូវពេលនេះគាត់រវល់បន្តិចដូច្នេះចោឌីនិងណៃរបស់គាត់អាចត្រឡប់មកវិញនៅពេលក្រោយបានការបោះសម្អាតជនក្បត់នៅក្នុងផ្ទះរបស់គាត់អាចជារឿងពិបាកទទួលយកសម្រាប់អ្នកខ្លះដែលមិនខ្វល់ពីវត្តមានបងប្រុសរបស់ខ្លួនគាត់បានប្រាប់ឲ្យ Hugo ចាប់ Jenny ឲ្យលួចជង្គង់ត្រង់ខ្លួនម្ដងទៀតចៅហ្វាយវ័យក្មេងទី2បានបញ្ជាឲ្យ Knight របស់គាត់គឺ Oliver និង Gert ចូលទៅចាប់យក Jenny មកខាងគាត់ជាបន្ទាន់ Oliver និង Gert ស្ដាប់តាមបញ្ជាចៅហ្វាយហើយស្ទុះទៅមុខភ្លាមជាការឆ្លើយតប Lucien បានចេញបញ្ជាដ៏គួរឲ្យខ្លាចមួយទៅកាន់ Hugo ប្រសិនបើមានអ្នកណាហ៊ានជេរមួយចិត្តត្រឹម3ជំហានពីកន្លែងរបស់គាត់នោះ Hugo អាចអាកមេការស្រីនេះចោលបានភ្លាមដល់សេរី Lucien រីករាយនឹងទទួលខុសត្រូវរាល់ផលវិបាកទាំងអស់ដោយឃើញកែភ្នែកដ៏កាចសាហាវរបស់គាត់ Oliver និង Gert ក៏ឈប់ដើរទៅមុខភ្លាមតែម្ដងដោយមានកាបិតដ៏មុតស្រួចនៅក្នុងដៃ Hugo បានធានាប្រាក់ចៅហ្វាយរបស់ខ្លួនថាគាត់ចាត់ការរឿងអារក្សនេះបានដូច្នេះចៅហ្វាយវ័យក្មេង Lucien អាចទុកចិត្តបានចុងកាបិតបានប៉ះសាច់របស់ Jenny ធ្វើឲ្យឈាមហូរចេញមកកាន់តែច្រើនអ្វីដែលនាងអាចធ្វើបានគឺបានត្រឹមតែស្រែកហៅម្ចាស់ដ៏ជាទីស្រឡាញ់របស់នាងគឺចោឌីប៉ុណ្ណោះចៅហ្វាយវ័យក្មេងទី2បានប្រាប់យ៉ាងដាច់អហង្ការឲ្យ Black Shark ទម្លាក់កាបិតចុះភ្លាមមួយរំពេកគាត់ប្រកាសថាបើហ៊ានមិនស្ដាប់តាមបញ្ជារបស់គាត់ទេវានឹងនាំឲ្យមានការកាត់ក្បាលមិនមែនត្រឹមតែក្បាលរបស់ Hugo ទេតែគឺគ្រួសាររបស់គាត់ទាំងមូលតែម្ដងក្បាលរបស់ពួកគេនឹងត្រូវយកទៅជួលនៅលើជញ្ជាំងទីក្រុងប៉ុន្តែ Hugo មិនតាមញញើតនឹងការគំរាមកំហែងដល់កូនក្មេងរបស់ Jody បន្តិចសោះឡើយចៅហ្វាយរបស់គាត់គឺម្ចាស់ Lucien គាត់គ្មានហេតុផលអ្វីត្រូវស្ដាប់បញ្ជាពីអ្នកណាផ្សេងឡើយទោះបីជាមានរឿងអ្វីកើតឡើងនៅពេលក្រោយក៏ដោយគាត់នឹងធ្វើតាមទូនីតិនិងគោរពតាមឆន្ទៈចៅហ្វាយរបស់គាត់ជានិច្ច Jody បានដឹងខ្លួនភ្លាមថាគាត់គ្មានអំណាចអ្វីសោះនៅក្នុងស្ថានភាពមួយនេះគាត់បានបង្វែរសំណួរទៅសួរ Lucien វិញដោយសួរទៅប្អូនប្រុសរបស់ខ្លួនថាតើ Jenny បានធ្វើអ្វីខុសទើបសមនឹងទទួលបានទោសយ៉ាងធ្ងន់ធ្ងរបែបនេះ
ម្ចាស់ Lucien បានរៀបរាប់ពីបទល្មើសរបស់នាងភ្លាមៗដូចជាការប្រមាថថ្នាក់លើការមិនស្ដាប់បញ្ជានិងការលូកដៃចូលក្នុងថវិកាគ្រួសារគាត់គ្រាន់តែដាក់ទោសឲ្យសមនឹងកំហុសប៉ុណ្ណោះគាត់បានប្រាប់បងប្រុសរបស់ខ្លួនឲ្យភ្ញាក់ខ្លួននិងចេះបែងចែករវាងរឿងផ្ទាល់ខ្លួននិងរឿងការងារឲ្យបានច្បាស់លាស់ការធ្វើបែបនេះគឺពិតជាបានរុញទម្លាក់ Jody ឲ្យចូលទៅក្នុងស្ថានភាពតល់ច្រកយ៉ាងពិតប្រាកដ យោងតាមរចនាសម្ព័ន្ធនៃការស្នងតំណែងបច្ចុប្បន្នរបស់ត្រកូល House Waldeck អ្នកស្នងតំណែងលំដាប់ទី1គឺម្ចាស់ Tristan Waldeck អ្នកបន្ទាប់ពីគាត់គឺចៅហ្វាយវ័យក្មេងទី2 Jody Waldeck វាមានការដណ្ដើមអំណាចគ្នាពីផ្លូវដែលបានចាក់ឬយ៉ាងរឹងមាំទៅហើយនិយាយឲ្យស្រួលស្ដាប់ទៅរហូតដល់ការប្រជុំមុខដាក់គ្នាចុងក្រោយរឿងដែលសំខាន់បំផុតសម្រាប់ Jody គឺការប្រមូលផ្ដុំកម្លាំងអំណាចរបស់គាត់ការបាត់បង់មុខមាត់ជាសាធារណៈដោយស្នាដៃប្អូនប្រុសរបស់ខ្លួនថ្មីៗនេះបានធ្វើឲ្យគាត់ខាតបង់យ៉ាងច្រើនគាត់ថែមទាំងត្រូវបណ្ដេញណៃដ៏ចំណិតម្នាក់គឺ Hendrik ចេញទៀតផងបើគាត់មិនអាចការពារ Jenny ដែលជាដៃស្ដាំរបស់គាត់បានទេវានឹងធ្វើឲ្យជំហររបស់គាត់នៅក្នុងការប្រកួតប្រជែងស្នងតំណែងនេះកាន់តែរង្គោះរង្គើជាមិនខានភាពកំសោយរបស់គាត់នឹងក្លាយជាចំណុចរបត់មួយដែលនាំទៅរកការបាត់បង់ទំនុកចិត្តនិងអាចបង្កជាការបែកបាក់រាលដាលដល់ក្រុមអ្នកគ្រប់គ្រងរបស់គាត់យ៉ាងងាយនិយាយឲ្យខ្លីទៅគាត់ត្រូវបានគេចាក់អុកស្ទះផ្លូវតែម្ដងដោយដឹងពីរឿងនេះ Jody បានចុះចាញ់ Lucien ហើយសុំអង្វរយ៉ាងទទូចឲ្យដោះលែង Jenny វិញពួកណៃរបស់គាត់ Hans និងអ្នកបម្រើគ្រប់គ្នាក្នុងបន្ទប់ពិតជាតក់ស្លុតខ្លាំងណាស់ប៉ុន្តែ Hugo គឺខុសប្លែកពីគេដាច់តែម្ដងគាត់នៅតែសម្លឹងមើលគោលដៅនិងកាន់កាំបិតជាប់ជានិច្ច Lucien យល់ថាការសម្ដែងធ្វើជាអស្ចារ្យរបស់បងប្រុសគាត់គឺជារឿងគួរឲ្យចង់សោយណាស់ត្រឹមតែពាក្យមួយម៉ាត់របស់អបកាច់នោះគឺមិនអាចលុបលាងរឿងនេះបានងាយៗឡើយបន្ទាប់ពីបណ្ដោយឲ្យគេមកបំផ្លាញគ្រួសារដ៏មានតម្លៃរបស់គាត់ត្រឹមតែសម្ដីទេគឺមិនគ្រប់គ្រាន់ទេ Jody ប្រកាសជាគិតថាអណ្ដាតរបស់គាត់ស្រោបមាសឲ្យមើលទៅម្ដងនេះទៀតហើយដែលគាត់បង្ហាញថាពួកអបជនទាំងអស់គឺសុទ្ធតែដូចគ្នាពេលនេះគាត់ក៏តាមទឹកសិនទៅគាត់បានសួរ Jody ថាតើការយំចាញ់នេះមានន័យយ៉ាងម៉េចសម្រាប់គាត់តាមពិតគ្មានពាក្យថាឈ្នះឡើយនៅក្នុងស្ថានភាពនេះ Lucien គ្រាន់តែបំពេញតួនាទីរបស់ខ្លួនជាចៅហ្វាយវ័យក្មេងទី3ប៉ុណ្ណោះគ្មានអីលើសពីនេះទេម្យ៉ាងទៀតមេការស្រីម្នាក់នេះបានប្រព្រឹត្តកំហុសដែលមិនអាចលើកលែងឲ្យអ្នកណាទាំងអស់ទោះជាមានឋានៈអ្វីក៏ដោយបើពួកគេគ្រាន់តែលាក់បាំងរឿងនេះហើយធ្វើមិនដឹងមិនលឺតើអ្នកគ្រប់គ្នានឹងគិតយ៉ាងម៉េចចំពោះត្រកូល Waldeck ទៅ Lucien អះអាងថាគាត់ក៏ចង់បញ្ចប់រឿងរ៉ាវទាំងនេះដូចគ្នាប៉ុន្តែគាត់ត្រូវគោរពតាមច្បាប់ទម្លាប់យ៉ាងតឹងរ៉ឹងទើបមិនអាចដោះលែងបានគាត់គ្រាន់តែគ្មានហេតុផលត្រឹមត្រូវដើម្បីប្រឆាំងនឹងច្បាប់ហើយមើលរំលងកំហុសដ៏ធ្ងន់ធ្ងរបែបនេះ Jody ខាំថ្មីនឹងក្តាប់ដៃយ៉ាងណែនគាត់បានសង្កត់ធ្ងន់ឲ្យ Lucien ជប់និយាយវល់ទៀតហើយប្រាប់ពីការទៀមទារបស់ខ្លួនមកតែម្ដងទៅចៅហ្វាយវ័យក្មេងទី3បានលើកឡើងថាតាំងពីសម័យបុរាណមកការលួចទ្រព្យសម្បត្តិអ្នកដទៃតែងតែត្រូវបានផ្ដន់ដាក់ទោសស្រដៀងគ្នានេះឯងប្រហែលជាគាត់អាចនឹងព្រមលើកលែងរឿងនេះឲ្យបើសិនជាជនជាប់ចោតព្រមសងប្រាក់ដែលលួចទៅនោះក្នុងចំនួនគុណជាច្រើនដងត្រឡប់មកវិញបើបែនតម្លៃត្រូវចិត្ត Lucien អាចនឹងលើកលែងទោសឲ្យវាអាស្រ័យលើ Jody ថាហ៊ានចំណាយលុយដោយច្រើនសន្ធឹកសន្ធាប់ឬអត់ក្រោយភាពវឹកវរបានបញ្ចប់គ្រប់យ៉ាងក្នុងត្រកូល Waldeck ក៏ស្ងប់ស្ងាត់វិញគេឃើញលោកឌុកធំ Sigmund កំពុងគិតខ្វល់ខ្វាយពីរឿងរ៉ាវកូនប្រុសរបស់គាត់ប្រធានអ្នកបម្រើ Edwin បានរីកាយ៉ាងល្អឥតអំពីហេតុការណ៍ដែលបានកើតឡើងនិងវិធីដែលបញ្ហានេះត្រូវបានដោះស្រាយដំបូងឡើយលោកឌុកចង់ផ្ទៀងផ្ទាត់ថាតើគ្រប់ពាក្យក្នុងរបាយការណ៍នេះពិតប្រាកដឬអត់ Edwin ជាអ្នកពិនិត្យរបាយការណ៍នេះផ្ទាល់ដូច្នេះ Sigmund អាចជឿជាក់ទាំងស្រុងថាវាជាការពិតចុងក្រោយ Jody យល់ព្រមសងលុយយ៉ាងច្រើនទៅ Lucien ដែលស្មើនឹង10ដងនៃប្រាក់ដែលបានលួចរបាយការណ៍របស់ Edwin ក៏មាននិយាយពីយុវជនថ្មីរបស់ Lucien ឈ្មោះ Hugo ដែលបានកំចាត់គ្រប់ចរិតក្នុងភូមិគ្រឹះ Lucien យ៉ាងរហ័សជាលទ្ធផលនាយក្មេងទី3បានក្តាប់អំណាចក្នុងផ្ទះវិញទាំងស្រុងធ្វើឲ្យវាក្លាយជាកន្លែងការពារតឹងរឹងបំផុតក្នុងបន្ទីនេះក៏ជួប Edwin នឹងដឹងរឿងច្បាស់លាស់លោកឌុកធំស៊ីកាន់ក៏បានហៅ Lucien មកទៅជែកគ្នាផ្ទាល់ពេលលើឪពុកហៅបែបនេះនាយក្មេងទី3ក៏ប្រញាប់ទៅការិយាល័យរបស់គាត់ភ្លាមតែម្ដង Sigmund សម្លឹងមើលកូនប្រុសហើយមានអារម្មណ៍ថាកៅភ្នែករបស់គេមើលទៅខុសប្លែកពីមុនស្រឡះលោកឌុកធំបានសួរពីរឿងវឹកវរថ្មីនេះតែ Lucien តបទៅឪពុកវិញថាវាមិនមែនគ្រាន់តែជារឿងវឹកវរធម្មតាឡើយគេគ្រាន់តែបដៅអ្នកបម្រើដែលមកស្គាល់អំណាចរបស់ចៅហ្វាយនេះប៉ុណ្ណោះតែការធ្វើបែបនេះធ្វើឲ្យបងប្រុសបាត់បង់កិត្តិយស Sigmund ប្រមានថា Jody នឹងមិនបំភ្លេចរឿងនេះងាយៗឡើយគាត់មិនប្រកាសថាកូនទី3អាចទប់ទល់បានឬអត់ទេតែ Lucien បដិសេធថាគ្មានអ្វីដែលត្រូវទប់ទល់នោះឡើយគេនៅតែប្រកាន់ជំហរថាខ្លួនគ្រាន់តែរក្សាសណ្ដាប់ធ្នាប់និងធានានុក្រមត្រឹមត្រូវដោយពួកអភិជនទូទៅដែរបើគេគេចវេពីទូនីតិព្រោះតែខ្លាចបញ្ហាតែថ្ងៃមុខតើគេមានមុខអ្វីទៅប្រើប្រាស់ឈ្មោះត្រកូល Waldeck ដើម្បីមោទនភាពនោះគេគ្រាន់តែជ្រើសរើសផ្លូវដែលមិននាំភាពអាម៉ាស់ដល់ត្រកូលប៉ុណ្ណោះឲ្យពួកគេហាក់ដូចជាពេញចិត្តនឹងចម្លើយនេះណាលោកឌុកធំប្រមានថា Jody នឹងបន្តរករឿងទៀតថ្ងៃមុខវាជាសិទ្ធិរបស់ Lucien ក្នុងការវាយបកវិញបើវាកើតឡើងទូយ៉ាងណាគេត្រូវចងចាំថាមិនត្រូវបង្ករឿងឲ្យធំដល់ថ្នាក់ខូចខាតគេឈ្មោះនឹងមុខមាត់ត្រកូលឡើយ Sigmund បញ្ជាក់ថាគាត់នឹងកាន់ជើង Jody ទោះនរណាខុសឬត្រូវ Lucien ក៏បានតវ៉ាចំពោះភាពលំអៀងនេះឪពុកគ្រាន់តែប្រាប់កុំឲ្យភ្ញាក់ផ្អើលនឹងការសម្រេចចិត្តនេះ Jody អាចនឹងចិត្តរហ័សខ្លះតែគេជាអ្នកដឹកនាំដ៏ពូកែដែលជួយការងារត្រកូលបានយ៉ាងច្រើនផ្ទុយទៅវិញ Lucien បានបោះបង់ចោលពេលវេលាអស់មួយឆ្នាំពេញដោយឥតប្រយោជន៍ជំនួសឲ្យការសាងស្នាដៃក្នុងនាមជាមេគ្រួសារការពារអ្នកដែលបានលាក់បង់ច្រើនសម្រាប់ត្រកូលវាគឺជារឿងធម្មតាទៅហើយសម្ដីនេះអាចស្ដាប់ទៅខូខើតែ Lucien យល់អត្ថន័យដែលលាក់បង់បើគេគិតមិនខុសទេស្ដាប់ទៅដូចជាឪពុកគេកំពុងប្រាប់ឲ្យជន់ឈ្លានបងប្រុសខ្លួនឯងដើម្បីឡើងទៅកាន់កំពូលអញ្ចឹងលោកឌុកធំ Sigmund ចង់ឲ្យគេពង្រឹងអំណាចខ្លួនឯងនិងបង្កើតស្នាដៃឲ្យត្រកូល Waldeck ធ្វើបែបនោះទៅគេនឹងរកឃើញចម្លើយដែលគេចង់បាន Lucien យល់ថាបរិមម្នាក់នេះកំពុងបង្កើតសម្ពាធដើម្បីជំរុញឲ្យគេកាន់តែប្រឹងប្រែងបន្តទៀតបើគាត់ហ៊ាននិយាយយ៉ាងច្បាស់លាស់នៅពេលនេះមានន័យថារចនាសម្ព័ន្ធអ្នកស្នងតំណែងនឹងត្រូវបានកំណត់ក្នុងពេលឆាប់ៗនេះហើយ
បើគិតឲ្យជ្រៅទៅគេមានអារម្មណ៍រំភើបនឹងដំបូន្មានបែបប្រយោលរបស់ឪពុកដែលឲ្យគេឆក់យកឱកាសដើម្បីយកឈ្នះបំរុតដតេមុនពេលហ៊ូពេលគេឆ្ងល់ថាតើឪពុកគ្រប់រូបសតែចឹងមែនទេបើលោកឌុកធំបារម្ភពីកូនដល់ថ្នាក់នេះលូសៀនក៏សម្រេចចិត្តទម្លាក់រង្វាន់ឲ្យគាត់មកក្តារដើម្បីទាញយកការចាប់អារម្មណ៍តែម្ដងទៅគេបានរុញឯកសារមួយលើតុឪពុកដើម្បីបង្ហាញពីគម្រោងបន្ទាប់របស់គេវាពិតជារឿងដ៏ធំសម្បើមខ្លាំងណាស់លោកឌុកបានយកឯកសារនោះមកអានយ៉ាងលម្អិតពេលអានព័ត៌មានមួយបន្ទាត់ម្ដងកំហឹងក៏ផ្ទុះឡើងបន្តិចម្ដងរហូតដៃគាត់ច្បាច់กระดาษនោះឡើងខ្ទេចគាត់ខឹងសម្បើនឹងអ្វីដែលបានអានយ៉ាងខ្លាំងទើបសួរកូនប្រុសភ្លាមថាព័ត៌មាននេះពិតប្រាកដដែរឬទេបើលូសៀនខ្លាចមិនឡោះរបាយការណ៍នេះដើម្បីតែចង់បើស្នាដៃគេត្រូវនិយាយឥឡូវនេះប៉ុន្តែគ្រប់ម៉ាត់ក្នុងឯកសារនោះគឺជាការពិតដោយគ្មានលាយឡំការកុហកសំបីមួយម៉ាត់បន្ថែមពីនេះគេបានចាប់ខ្លួនមនុស្សក្នុងដែលកំពុងចែកចាយថ្នាំញៀនក្រោមបទបញ្ជារបស់ Marquis Logan រួចរាល់ហើយគេជំរុញឲ្យឪពុកបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់តែមើលតាមប្រតិកម្មលោកឌូកធំគាត់ច្បាស់ជាធ្វើអ្វីលើសពីការស៊ើបអង្កេតធម្មតាទៅទៀតបន្ទាប់ទាំងមូលពោពេញដោយអូរ៉ាសង្កត់សង្កិនរបស់ Sigmund កង្ហឹងគាត់ភីចេញជាទម្រង់ម៉ាណាគាត់ជេរប្រតិច Bernhard Logan អាកូន Marquis ស្មុគក្រាស់នោះហ៊ានយកសារធាតុគ្រោះថ្នាក់មកបំពុលទឹកដី Valdic ទាំងខ្លួនជាអភិជនរឿងនេះមិនអាចទុកចោលដាច់ខាតជាលើកដំបូងបំផុតដែល Lucian បានទទួលអារម្មណ៍ពីធម្មពលដាវដែលជាខែលការពារចក្រភពនេះមេត្រកូ Valdic មិនមែនមនុស្សដែលអាចលេងសើចបានទេក្នុងស្ថានភាពបែបនេះគេអាចនឹងរងគ្រោះខ្លះដែរដើម្បីទប់កំហឹងរបស់ឪពុក Lucian ក៏ហ៊ាននិយាយបន្តទៀតគេស្មាននឹងថាទោះបីរាយការណ៍រឿងនេះទៅអធិរាជក៏ត្រកូល Loran មានពេលគ្រប់គ្រាន់ដើម្បីលះបង់កូនអុកនិងកិច្ចពីទោសដែររាល់ការពាក់ព័ន្ធទៅធ្វើឡើងតាមរយៈសមាគមឈ្មោះបហានប៉ុណ្ណោះមើលសបកក្រៅគឺគ្មានដានបញ្ជាក់ពីការពាក់ព័ន្ធផ្ទាល់របស់ Marquis ឡើយបើជជែកស៊ើបអង្កេតបន្តទៀតនោះរឿងកាន់តែវឹកវរមិនខានបច្ចុប្បន្នព្រះចៅអធិរាជកំពុងប្រុងប្រយ័ត្នចំពោះចំនួនបកពួកហើយចក្រភពច្បាស់ជាបង្ខំចិត្តលោកដៃចូលកណ្ដាលបញ្ហានេះដើម្បីសម្របសម្រួលនិងធ្វើអន្តរាគមន៍ជាមិនខានក្រោយពីស្ងប់អារម្មណ៍បន្តិច Sigmund ពិតជាកោតសរសើរចំពោះផ្នែកនយោបាយដ៏មុតស្រួចរបស់កូនប្រុសគាត់មែន Lucian គិតថាទោះបីជាហ៊ានប្រព្រឹត្តអំពើបំពានច្បាប់មកលើត្រកូលដ៏អស្ចារ្យរបស់ពួកគេក៏ដោយក៏ Marquis Logan នឹងអាចរួចខ្លួនដោយគ្រាន់តែរងពិន័យតិចតួចឬខាត់បង់ប្រាក់បន្តិចបន្តួចប៉ុណ្ណោះហ៊ានប្រព្រឹត្តបទឧក្រិដ្ឋក្បត់ប្រឆាំងនឹងត្រកូល Valdic បែបនេះយ៉ាងហោចណាស់ក៏គួរតែកាត់ដៃមួយចោលដែរមែនទេបន្ទាប់ពីគិតមិនផ្លែតពីសំណើរបស់កូនប្រុសរួចលោក Crendu ក៏អង្គុយចុះហើយទប់អារម្មណ៍របស់គាត់វិញគាត់ចង់ស្ដាប់ឲ្យបានលម្អិតថាតើក្មេងនេះនឹងដោះស្រាយស្ថានភាពដ៏ស្មុគស្មាញនេះដោយរបៀបណាសំណាងល្អ Lucian បានរៀបចំខ្លួនរួចជាស្រេចគេមានវិធីដើម្បីដាក់អន្ទាក់ពួក Maris រួចហើយផែនការនេះពាក់ព័ន្ធនឹងជនបង្កប់ម្នាក់ដែលទើបតែចោះចូលជាមួយគេគឺឈ្មោះ Hugo បរិះនេះគ្មានតំណែងអីទេប៉ុន្តែទទួលបានការទុកចិត្តយ៉ាងខ្លាំងពី Logan រហូតឡើងដល់កម្រិតថ្នាក់ដឹកនាំយ៉ាងលឿន Simon នៅឃើញទ្របឮរឿងខ្លះពីមនុស្សក្រាម្នាក់នេះនៅក្នុងរបាយការណ៍លម្អិតរបស់ប្រធានមេផ្ទះគាត់ចាប់ផ្ដើមមានអារម្មណ៍ថាកូនប្រុសរបស់គាត់ហាក់ដូចជាបានដឹងមុនពីស្ថានភាពនេះតាំងពីដើមមកការប្រើជួនក្បត់ដើម្បីរៀបចំអន្ទាក់វាយបកវិញពិតជាស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់តាមទស្សនៈរបស់ពួក Marco វាពិតជាពិបាកនឹងនឹកស្មានដល់ណាស់ថានឹងមានការក្បត់ពីសំណាក់ថ្នាក់ដឹកនាំដ៏ស្មោះត្រង់ម្នាក់នេះ Lucian បានរៀបចំមូលដ្ឋានគ្រឹះរួចរាល់ដើម្បីធ្វើឲ្យមើលទៅហាក់ដូចជាការផលិតថ្នាំនោះកំពុងដំណើរការទៅមុខយ៉ាងរលូនមិនយូរប៉ុន្មានទេបុគ្គលសំខាន់ម្នាក់ពីខាង Logan នឹងត្រូវចេញមុខមកដោយផ្ទាល់ជាមិនខានបើគិតពីផលវិបាកផ្នែកនយោបាយនៃផែនការនេះបញ្ហានេះមិនអាចចាត់ទុកជាការលេងសើចបានទេយុទ្ធសាស្ត្ររបស់ Lucian ស្ដាប់ទៅល្អឥតចោះប៉ុន្តែផែនការនេះមានចន្លោះប្រហោងដ៏ធំមួយពួកគេសើតែដាក់ការភ្នាល់អ្វីៗគ្រប់យ៉ាងទៅលើអធិតែមួយគត់នោះគឺជនក្បត់ដែលមកពីតំបន់អាណាធិបតេយ្យលោក Grand Duke បានរំលឹកកូនប្រុសថាធម្មជាតិរបស់មនុស្សមិនអាចកែប្រែបានទេពួកគេមិនអាចឈានជើងសូម្បីមួយជំហានជាមួយមនុស្សដែលមិនអាចទុកចិត្តបានឡើយ Lucian បានតបថាវាមិនមែនដោយសារតែគាត់ទុកចិត្តមនុស្សម្នាក់នេះទេប៉ុន្តែគាត់ជឿជាក់លើមហិច្ឆតាដែលបុរសនោះលាក់ទុកក្នុងចិត្តទៅវិញទេ Hugo ជាមនុស្សហ៊ានធ្វើគ្រប់យ៉ាងដើម្បីតែក្លាយជាអសរិតម្នាក់និងធ្វើឲ្យឈ្មោះរបស់គេល្បីប្រាញពេញផ្ទៃចក្រភពគេមានការតាំងចិត្តយ៉ាងមុតមមក្នុងការចារឈ្មោះរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រពួកគេអាចពឹងផ្អែកលើមនុស្សដែលកំពុងស្រេកឃ្លានក្តីស្រមៃយ៉ាងឈ្គួតលាហាម្នាក់នេះបាន Lucian សុកចិត្តដាក់សេចក្តីជំនួសទៅលើក្តីស្រមៃនោះព្រោះកាលពីជាតិមុនគាត់ក៏ធ្លាប់ជាអ្នកប្រមាញ់ក្តីស្រមៃដ៏ឈ្គួតលាហាម្នាក់ដែរវាជាហេតុផលពោពេញដោយមនោសញ្ចេតនាដែលធ្វើឲ្យលោក Grand Duke ហាក់ដូចជាស្ទាក់ស្ទើរក្នុងការគ្រប់គ្រងបើផែនការនេះបរាជ័យ Lucian មិនមានបំណងគិតវេះពីការទទួលខុសត្រូវឡើយកំហុសរបស់កូនចៅទីបំផុតគឺធ្លាក់មកលើគាត់ហើយទោះបីជាត្រូវយកជីវិតទៅបដូរក៏ដោយក៏គាត់សុខចិត្តប្រថុយនឹងឱកាសនេះដែរ Sigmund អាចមើលដឹងថាកូនប្រុសរបស់គាត់ពិតជាមានចេតនាពិតមែនចំពោះរាល់ពាក្យសម្ដីដែលបាននិយាយពេលនេះគាត់គិតថានឹងពិចារណាលើគំនិតនេះសិនពេលរាងកាយរបស់ Lucian ជាសះស្បើយគាត់នឹងបញ្ជាឲ្យក្មេងនេះចេញមកទីលានវឹកហាត់ទីបំផុតលោក Grand Duke ចាត់ទុកថាគេស័ក្តិសមនឹងទទួលដៅ Lion Heart ហើយចាប់ពីពេលនេះទៅ Lucian នឹងត្រូវបានទទួលស្គាល់ជាផ្លូវការថាជាបេក្ខភាពម្នាក់ដែលអាចក្លាយជាមេគ្រូសាមញ្ញទ័ពយប់ជ្រៅបន្តិច Sigmund បានធ្វើការបន្ថែមម៉ោងគាត់បានប្រាប់រឿងដែលពិភាក្សាជាមួយ Lucian ទៅកាន់ Edwin ហើយប្រធានមេផ្ទះរូបនេះក៏បានសុំទោសចំពោះការធ្វេសប្រហែសដ៏ធំនេះបរិយាមានអារម្មណ៍ខ្មាស់អៀនដែលមានរឿងដ៏អាក្រក់បែបនេះកើតឡើងនៅទីក្រុង Kelheim ដែលជាបេះដូងរបស់ត្រកូល Valdic ដោយគាត់មិនបានដឹងខ្លួនសោះលោក Grand Duke បានទទួលខុសត្រូវខ្លួនឯងដោយសារតែគាត់ជាអ្នកឲ្យ Edwin ផ្ដោតទៅលើបញ្ហាព្រំដែនខ្លាំងពេកប្រធានមេផ្ទះមានការងាររវល់ស្ទើរតែរកពេលដកដង្ហើមមិនរួចទៅហើយពួកគេសំណាងណាស់ដែល Lucian បានរកឃើញរឿងលាក់កំបាំងនេះមុនពេលវាហួសហាម Bernhard Logan បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីលាក់បាំងស្នាមដៃរបស់គេយ៉ាងណាមិញគោលបំណងរបស់ថ្នាំនេះមិនមែនដើម្បីផលចំណេញឬពង្រីកអំណាចឡើយវាមានចេតនាច្បាស់កន្លែងគឺសម្ដៅបំផ្លាញកិត្តិយសរបស់ត្រកូល Valdic តែម្ដងពួក Lantern ប្រហែលជាមានបំណងប្រើល្បិចកខ្វក់បែបនេះជាលេសដើម្បីទាញយកផលប្រយោជន៍និងរៀបចំផែនការអាក្រក់ៗនៅពេលក្រោយ
ទោះបីដឹងពីស្ថានភាពបច្ចុប្បន្នរបស់ចក្រភពក៏ដោយក៏អភិជនមួយចំនួននៅតែងងឹតងងល់នឹងរឿងនយោបាយដែរអ្វីដែលសំខាន់ជាងនេះស៊ីហ្គូនចង់បានរបាយការណ៍លម្អិតបន្ថែមទៀតអំពីបរិសុទ្ធឈ្មោះ Hugo នេះ យោងតាមការស៊ើបអង្កេតរបស់ Edwin មើលពីសម្បកក្រៅ Hugo គ្រាន់តែជាអ្នកលេងម្នាក់ដែលគ្រប់គ្រងបិទល្បែងប៉ុណ្ណោះ តែតាមការពិតគេគឺជាមេដឹកនាំអង្គការថ្មីមួយដែលកំពុងវាទីគ្រប់គ្រងពិភពងងឹតយ៉ាងរហ័សតាមឯកសារគេមិនមែនជាប្រភេទមនុស្សដែលព្រមធ្វើកូនចៅអ្នកណាទេដែលនេះកាន់តែធ្វើឲ្យសមត្ថភាពរបស់កូនប្រុសទី3ក្នុងការផ្សាំងឆ្លាមខ្មៅមួយក្បាលនេះកាន់តែគួរឲ្យកោតសរសើរ Edwin ចាត់ទុកទង្វើដ៏ចំណានបែបនេះថាបានមកពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Lucien ដោយហេតុផលខ្លះលោក Grant លោកមិនអាចបញ្ឈប់អារម្មណ៍សង្ស័យថាការផ្លាស់ប្ដូររបស់ Lucien នឹងមានរឿងអាចកំបាំងច្រើនជាងអ្វីដែលភ្នែកមើលឃើញនោះទេ Hugo បានក្រោកឈរនឹងលូតលាស់ក្នុងពិភពងងឹតដែលពោពេញទៅដោយភាពល្បិចកលនិងភាពខូខើប្រសិនបើគេគ្រាន់តែជាមនុស្សល្ងងដែលជួលលើពាក្យសម្ដីប្រហោងក្នុងអំពីការសម្រេចក្តីសម័យកាលពីកុមារភាពនោះគេច្បាស់ជាត្រូវគេជន់ឈ្លីរហូតដល់ស្លាប់បាត់ទៅហើយអ ுக ្រិតជនដ៏ឆ្លាតវៃនោះច្បាស់ជាមើលឃើញពីសក្តានុពលពិតរបស់ Lucien ថាជាចៅហ្វាយនាយដែលស័ក្តិសមនឹងឲ្យគេយកជីវិតទៅប្រថុយជាមួយជាមិនខានវាលឿនជាងការគ្រោងទុកមែនប៉ុន្តែដោយសារតែ Lucien បន្តបង្ហាញពីទេពកោសល្យរបស់គេ Sigmund ក៏យល់ថាវាដល់ពេលស័ក្តិសមត្រូវបាក់ភ្លើឲ្យដាវហើយ ចាប់ពីថ្ងៃស្អែកទៅលោក Grant លោកមានកម្រងផ្ទេរវិជាគុណសម្ងាត់ប្រចាំតកូលតែឲ្យកូនប្រុសទី3ដែលធ្លាប់ត្រូវគេបំភ្លេចចោលម្នាក់នេះ ចំណែកអ្នកដែលត្រូវធ្វើជាគ្រូបង្វឹកដាវរបស់គេវិញ Sigurd មានមនុស្សក្នុងចិត្តរួចទៅហើយគឺលោក Sir Eisen ជាឈ្មោះមួយដែលអ្នកប្រើដាវទាំងអស់ក្នុងចក្រភពសុទ្ធតែស្គាល់យ៉ាងច្បាស់ វាជារឿងគួរឲ្យសោកស្ដាយដែលត្រូវរំខានភាពស្ងប់ស្ងាត់របស់បរិសុទ្ធចំណាស់ម្នាក់នេះក្នុងវ័យចុងក្រោយរបស់គាត់ប៉ុន្តែការទទួលយក Lucien ជាកូនសិស្សច្បាស់ជានឹងក្លាយជាពេលវេលាដ៏មានអត្ថន័យសម្រាប់គាត់ដូចគ្នា ដល់ពេលហៅ Sir Eisen ចេញពីការវឹកហាត់លាក់ខ្លួនម្នាក់ឯងរបស់គាត់ហើយដំណឹងអំពីការទទួលស្គាល់ Lucien ជាផ្លូវការថាជាបេក្ខជនម្នាក់សម្រាប់តំណែងមេគ្រួសារត្រូវបានបញ្ជូនទៅកាន់ភូមិគ្រឹះរបស់គេហើយ Hans ស្ទើរតែមិនជឿតតែសោះថានាវ័យក្មេងដែលធ្លាប់តែវេទនាខ្លាំងកាលពីពេលថ្មីៗនេះអាចកែប្រែជីវិតរបស់គេបានទាំងស្រុងបែបនេះ អ្នកបម្រើផ្ទាល់ខ្លួនម្នាក់នេះបានតោង Lucien យំដូចក្មេង Hugo ត្រូវចូលមកទាញគេចេញហើយលើកគេឡើងយ៉ាងងាយស្រួលដូចគ្មានទម្ងន់ទោះបីជាមានទំហំខ្លួននិងបទពិសោធន៍ខុសគ្នាក៏ដោយក៏ Hugo នៅតែគោរពនឹងហៅ Hans ថារៀមច្បងជានិច្ចក្រុម Black Sack យល់ថាជាមួយនឹងទេពកោសល្យរបស់នាវ័យក្មេងកាលដែលគេត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងបន្ទាប់គឺជារឿងធម្មតាទៅហើយដោយគិតពីផ្លូវដែលចៅហ្វាយពួកគេត្រូវដើរនៅថ្ងៃមុខគេបានជំរុញឲ្យរៀមច្បង Hans ធ្វើខ្លួនឲ្យស័ក្តិសមជាមនុស្សជំនិតរបស់ Lucien គ្រាន់តែលើគេហៅថាជាមនុស្សចំណិតរបស់នាវ័យក្មេងធ្វើឲ្យ Hans រំភើបគិតដល់រឿងអស្ចារ្យជាច្រើន គេមិនអាចលាក់ស្នាមញញឹមដ៏ធំរបស់គេបានឡើយតែមាត់នៅតែនិយាយយ៉ាងសុភាពថាខ្លួននៅមានចំណុចខ្វះខាតជាច្រើនទៀត ដោយមានសាប់អូនដ៏ពូកែដូចជា Hugo នៅក្បែរគេមិនហ៊ានទទួលយកតំណែងនេះផ្ដេសផ្ដាសទេ Hugo ក៏ជួយលេខស័យតាមការធ្វើពុតជាសុភាពរបស់ Hans ដោយបានសរសើរគេមិនដាច់ពីមាត់ព្រមទាំងលើកគេឡើងចុះដូចជាក្មេងតូចរបៀបដែល Black Shark លងលំ Hans ពិតជាបង្ហាញពីភាពខុសគ្នានៃអ្នកដែលមានបទពិសោធន៍ធ្វើការចាស់វស្សា Lucien ក៏បាននិយាយគាំទ្រសម្ដីរបស់ Hugo ផងដែរ មុនពេលដំណឹងនេះត្រូវបានប្រកាសជាផ្លូវការទៅកាន់សមាជិកគ្រួសារផ្សេងទៀត Hans និង Hugo គឺជាអ្នកទី1ដែលបានឮរឿងនេះផ្ទាល់ពី Lucien គេត្រូវតែទទួលស្គាល់ថាអត្តចរិតទន់ភ្លន់របស់ Han ជួនកាលអាចចាត់ទុកថាជាភាពទន់ខ្សោយប៉ុន្តែទោះជាយ៉ាងណាក្មេងនេះពិតជាខ្វល់ខ្វាយពីចៅហ្វាយនាយរបស់គេយ៉ាងស្មោះត្រង់គេមានភាពអត់ធ្មត់ក្នុងការឈរយ៉ាងរឹងមាំនៅក្បែរ Lucien ជានិច្ចសូម្បីតែក្នុងថ្ងៃដ៏អាក្រក់បំផុត ប្រសិនបើគេទទួលបានបទពិសោធន៍បន្ថែមនិងបន្តការអភិវឌ្ឍខ្លួនគេប្រកាសជាមានសក្តានុពលខ្ពស់ក្នុងការគ្រប់គ្រងកិច្ចការផ្ទៃក្នុងបានយ៉ាងល្អ គេនឹងក្លាយជាខែការពារដ៏គួរឲ្យទុកចិត្តបំផុតម្នាក់មិនចាញ់អ្នកណាឡើយចំណែកឯ Hugo វិញសមត្ថភាពរបស់គេគឺមិនអាចប្រកែកបានទេ Lucien គ្រាន់តែត្រូវត្រួសត្រាយផ្លូវឲ្យគេក្លាយជាអសរិទ្ធប៉ុណ្ណោះបើសិនជាធ្វើបានសមត្ថភាពពិតរបស់ Hugo នឹងត្រូវបានទាញយកមកប្រើប្រាស់ដល់កម្រិតអតិបរមា Black Shark នឹងក្លាយជាគុណអុកដ៏មានតម្លៃបន្ថែមទៀតនៅថ្ងៃអនាគតដែលដើរតួជាដាវដ៏មុតស្រួចបំផុតរបស់ Lucien ពេលនេះវាជារឿងល្អបំផុតដែលត្រូវផ្ដល់អាទិភាពលើគុណភាពជាងបរិមាណសម្រាប់មនុស្សជំនិតជុំវិញខ្លួនគេការបណ្ដុះបណ្ដាលមនុស្សរបស់គេម្ដងម្នាក់ៗឲ្យបានល្អបំផុតគឺជាមធ្យោបាយឆ្ពោះទៅរកភាពជោគជ័យមួយជាមួយនឹងការប្រកាសពីឋានៈថ្មីរបស់ Lucien គ្រប់យ៉ាងនឹងកាន់តែមានភាពមមាញឹកខ្លាំងឡើងគេមិនអាចធ្វើដំណើរទៅមុខតែម្នាក់ឯងបានទេប៉ុន្តែបើមានអ្នកទាំងពីរនេះនៅក្បែរគេប្រកាសជាអាចឈានជើងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងបាន Hugo បានស្បត់ថានឹងមិនធ្វើឲ្យគេខកបំណងឡើយទម្ងន់នៃពាក្យសច្ចានេះគឺច្បាស់ណាស់ Hans ក៏បានសន្យាថានឹងក្លាយជាទីពឹងដ៏រឹងមាំដូចសពដង ថ្ងៃបន្ទាប់ Lucien បានភ្ញាក់ពីព្រលឹមទាំងអារម្មណ៍រំភើបចង់ចូលទៅទីលានហ្វឹកហាត់ឈរម្នាក់ឯងនៅកណ្ដាលទីលានគេបានស្រូបយកបាក់យ៉ាកាសនិងទិដ្ឋភាពជុំវិញខ្លួន Lucien បិទភ្នែកហើយយំលឹកនឹកដល់ជីវិតកាលពីអតីតកាលរបស់គេកាលនោះគេបានតាមស្វែងរកគ្រប់ច្រកល្ហកនៃទ្វីបនេះដើម្បីតែរបស់មួយគត់គេបានប្រថុយចូលទៅតំបន់ដ៏គ្រោះថ្នាក់បំផុតរបស់ចក្រភពដើម្បីស្វែងរកក្បួនវិជាគុណរបស់ដូនតាដោយលឺថាវាអាចជួយលើកកម្ពស់អ្នកប្រើដាវឲ្យឈានដល់កម្រិតកំពូលគេពិតជាឆ្លុះវង្វេងនឹងទម្រង់វិជាដាវនេះខ្លាំងណាស់ក្នុងចំណោមទម្រង់ដាវរាប់មិនអស់វាមានទម្រង់កម្រិតខ្ពស់ដែលពោពេញដោយធម៌ពលគេបានតស៊ូរហូតស្ទើរតែដាច់ខ្យល់ប៉ុន្តែនៅទីបញ្ចប់របស់ដែលគេរកឃើញមិនមែនជាទម្រង់ដាវកម្រិតខ្ពស់ដែលគេប្រាថ្នាឡើយហើយក៏មិនមែនជាទម្រង់កម្រិតមធ្យមដែលពួកមេបញ្ជាការអសរិទ្ធធ្លាប់វឹកហាត់នោះដែរអ្វីដែលគេទទួលបានពីការខិតខំទាំងអស់គឺត្រឹមតែជាទម្រង់ដាវអន់ថយដែលពួកអសរិទ្ធហាត់ការប្រើប្រាស់តែប៉ុណ្ណោះគេត្រូវបានការពិតដ៏ឈឺចាប់ផ្ទះកំភ្លៀងថាធម៌ពលពិតមិនអាចទទួលបានឡើយបើគ្មានឈាមជ័រជាអភិជនសូម្បីតែឱកាសដ៏ស្ទួយស្ដាងក្នុងការរៀបទម្រង់ដាវដ៏អន់ថយសម្រាប់ទាហានស៊ីឈ្នួលធម្មតាម្នាក់ក៏ចាត់ទុកថាជាសំណាងដ៏ធំធេងមួយបាត់ទៅហើយរាល់ពេលដែលគេបរាជ័យក្នុងការការពារសមាជិកក្រុមនៅលើសមរភូមិវាតែងតែរំលឹកគេជានិច្ចថាគេគឺគ្រាន់តែជាមនុស្សទន់ខ្សោយម្នាក់គេកាន់តែរងទុក្ខវេទនាថែមទៀតដោយសារតែក្តីស្រេកឃ្លាននិងបំណងប្រាថ្នាចង់បានទម្រង់ដាវដ៏ពិតប្រាកដរបស់ដែលគេធ្លាប់ប្រាថ្នាយ៉ាងខ្លាំងក្នុងអតីតកាលពេលនេះវាស្ថិតនៅក្នុងដៃរបស់គេហើយ
វាត្រូវបានបន្សល់ទុកសម្រាប់តែបេក្ខជនបន្តវេននៃត្រកូលវ៉ាល់ដិកនិងជំនួយការចំណាត់របស់ពួកគេប៉ុណ្ណោះនេះគឺជាទម្រង់ដាវបុរាណដែលខ្លាំងលើសពីកម្រិតកំពូលទៅទៀត ថ្ងៃនេះជាថ្ងៃដែលគេមានឱកាសរៀនវិជ្ជាដាវឡានហាត់ដ៏ល្បីល្បាញខួរក្បាលរបស់គេកំពុងតែពោពេញទៅដោយក្តីសង្ឃឹមយ៉ាងច្រើន តើគេអាចខ្លាចជាអ្នកប្រើដាវដ៏អស្ចារ្យម្នាក់ដល់កម្រិតណាទៅដោយដឹងថាខ្លួននៅសល់តែបន្តិចទៀតនឹងសម្រេចក្តីស្រមៃបានគេពិតជាមានអារម្មណ៍ភ័យអមុនពេលចាប់ផ្ដើមទៅទៀត ម៉ោងហ្វឹកហាត់នៅសល់ពេលយូរទៀតទើបចាប់ផ្ដើមគេមានអារម្មណ៍រំភើបតាំងពីព្រលឹមរហូតដល់ថ្នាក់ដើរចុះដើរឡើងជុំវិញទីលានហ្វឹកហាត់នេះអស់ជាច្រើនម៉ោង ការចំណាយពេលសម្រួលអារម្មណ៍ដោយការធ្វើចលនាធម្មពលម៉ាណាមុនពេលការហ្វឹកហាត់ចាប់ផ្ដើមគឺជារឿងដែលល្អបំផុតហើយ ក្នុងជីវិតមុនដោយគ្មានការហ្វឹកហាត់ត្រឹមត្រូវគេរៀនវិជ្ជាដាវដោយការលួចមើលឬដោយការប្រមូលចំណេះដឹងដែលនៅរីប៉ៃបញ្ចូលគ្នា គេមិនដែលធ្លាប់មាននរណាដែលគេអាចហៅថាគ្រូបានឡើយពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែឲ្យតម្លៃចំពោះឱកាសទី2ដ៏កម្រក្នុងជីវិតនេះ Lucien អង្គុយនៅកណ្ដាលទីលានជើងរបស់គេគង់ខ្វាយគ្នាក្នុងទម្រង់សមាធិដែលមិនដឹងខ្លួនមាននរណាម្នាក់កំពុងសម្លឹងមើលគេពីខាងលើជនលោកបានអង្កេតមើល Lucien យ៉ាងស្ងៀមស្ងាត់ពេលដែលគេសមាធិលោកមិនមែនជាអ្នកណាផ្សេងក្រៅពី Sir Eisen ឡើយគាត់បានតាមមើលមួយសន្ទុះទៅហើយយ៉ាងណាក្តីការផ្ដោតអារម្មណ៍របស់ក្មេងប្រុសនេះមិនរង្គើបន្តិចសោះឡើយគាត់គិតថាប្រកាសជាមានអ្វីមួយយ៉ាងបានជំរុញនាយវ័យក្មេងទី3នេះឲ្យលះបង់អត្តចរិតចាស់របស់គេចោលហើយ ក្មេងប្រុសដែលធ្លាប់តែខ្លាចញញើតនិងពួនសំងំឥឡូវបានខ្លាចជាបរិសុទ្ធដ៏មានវិន័យម្នាក់ហើយ ដំណងឡើយលោកអៃសេនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលទទួលបានការកោះហៅពីអ្នកអង្គញាឲ្យមកធ្វើជាគ្រូបង្រៀនដាវផ្ទាល់របស់ Lucien អង្គញាស៊ីមែនបានសារភាពថាគាត់ស្ទើរតែបោះបង់ក្មេងនេះចោលទៅហើយកាលពីមុន គាត់គិតថាអស់សង្ឃឹមទៅហើយប៉ុន្តែពេលសម្លឹងមើល Lucien នាពេលបច្ចុប្បន្នគាត់អាចមើលឃើញចំណុចពិសេសជាច្រើនពីក្មេងប្រុសម្នាក់នេះ អ្នកអង្គញាចាត់ទុកការងារនេះដូចជាសារកំសាន្តមួយសម្រាប់បុរសចំណាស់ឯលោក Eisen វិញក៏ជឿជាក់លើភ្នែកមើលមនុស្សដ៏ពូកែរបស់ Sigmund ដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកអង្គញាចាប់អារម្មណ៍ជាងទេពកោសល្យទៅទៀតនោះគឺផ្នត់គំនិតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Lucien គាត់ពិបាកនឹងរៀបរាប់ជាពាក្យសម្ដីណាស់ប៉ុន្តែគាត់ជឿជាក់ថាលោកអាហ្សេននឹងយល់ន័យនេះច្បាស់ពេលបានជួបក្មេងនោះផ្ទាល់ ត្រឡប់មកបច្ចុប្បន្នវិញទេវបុត្រដាវ Eisenbrenner កំពុងមើលឃើញផ្ទាល់ភ្នែកនៅអ្វីដែល Sigon បាននិយាយមែន នៅក្នុងពិភពលោកនេះទេវបុត្រដាវគឺជាយុទ្ធជនកម្ពុជាដែលឈានដល់កម្រិតអតិបរមានិងជាមនុស្សដ៏កម្រដែលអាចដាស់ធម្មពលទាំងស្រុងបាន វាគឺជាងារដ៏ខ្ពង់ខ្ពស់បំផុតដែលប្រគល់ជូនតែអ្នកដែលឈានដល់កម្ពស់នៃវិជ្ជាដាវប៉ុណ្ណោះ ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ចក្រភពមានមនុស្សតិចតួចណាស់ដែលអាចឡើងដល់កម្ពស់នេះក្នុងចំណោមអ្នកប្រើដាវទាំងអស់ ពួកគេប្រៀបដូចជាព្រះអញ្ចឹងតួអង្គដ៏អស្ចារ្យបែបនេះកំពុងឈរនៅចំពោះមុខ Lucien ច្បាយក្មេងរបស់យើងភ្ញាក់ Alhamot ធ្លាក់ចង្ការតែម្ដង ព្រោះថាយើងមិនងាយបានជួបព្រះរដ្ឋទេណាទេវបុត្រដាវ Eisenbrenner មើលទៅដូចជាបរិសុទ្ធចំណាស់សក់សពេញក្បាលស្លៀកពាក់ខោអាវវឹកហាត់ធម្មតាម្នាក់អញ្ចឹងគាត់បានអោនក្បាលគោរព Lucien យ៉ាងសមរម្យប៉ុន្មានឆ្នាំហើយដែលពួកគេខកខានជួបគ្នាតាំងពីពិធីជប់លៀងខួបកំណៅ Lucien មក គាត់ណែនាំខ្លួនយ៉ាងសុភាពរៀបសារធ្វើដូចជាគាត់មិនមែនជាអ្នកប្រយុទ្ធដ៏ល្បីល្បាញបំផុតក្នុងនគរអញ្ចឹងហាន់ធ្លាប់បានប្រាប់ថា Lucien ត្រូវរៀនដោយពីអសរិតម្នាក់ដែលបានបម្រើតកូវ៉ាល់ដេកអស់ពីចំនួនមកហើយ តែអ្នកបម្រើនោះបែរជាមិនព្រមប្រាប់ថាអសរិតម្នាក់នោះគឺជាទេវបុត្រដាវដ៏កំពូលទៅវិញ Lucien ត្រូវខំទប់អារម្មណ៍កុំឲ្យភ្ញាក់ប៉ាពេកហើយក៏អោនគោរពតបវិញតាមរបៀបអភិជនដោយបញ្ជាក់ថាវាជាកិត្តិយសដ៏ធំធេងណាស់ដែលបានរៀនពីទេវបុត្រដាវផ្ទាល់ Eisen សាយតិចពីលើការស្វាគមន៍ដ៏គួរសមនេះគាត់ប្រកាយថាខ្លួនគ្រាន់តែជាតាចាស់ម្នាក់ដែលលាក់ខ្លួនក្រោយងារដ៏ធំដុំតែប៉ុណ្ណោះ ម្យ៉ាងទៀតបេក្ខជនដែលត្រូវខ្លាចជាមេគ្រួសារដ៏ធំមិនគួរអោនក្បាលងាយៗដល់ថ្នាក់នឹងទេ Lucien តបវិញថាទោះបីវាជាតួនាទីត្រូវការពារកិត្តិយសគ្រួសារក៏ដោយក៏គេមិនប្រងើកន្តើយនឹងសុជីវធម៌ចំពោះមនុស្សដ៏គួរឲ្យគោរពដូចជាទេវបុត្រដាវដែរមិនថាក្នុងតួនាទីជាចៅហ្វាយឬអ្នកបម្រើទេ Eisen ជាមនុស្សដែលស័ក្តិសមទទួលបានការគោរពបំផុត ពេលឃើញក្មេងនេះសម្លឹងមកដោយការភ្នែកភ្លឺភ្លែកតាចាស់ក៏រៀងអៀនដែរគាត់ក៏បន្ធូរបន្ថយឲ្យបដ ாய் ឲ្យចៅហ្វាយក្មេងធ្វើអ្វីដែលគិតថាស្រួលចោះ ដោយមិនឲ្យខាតពេលយូរការវឹកហាត់លើកដំបូងបានចាប់ផ្ដើមជាផ្លូវការ Eisen បញ្ជាឲ្យ Lucien រត់ជុំវិញទីលានវឹកហាត់បាក់ចំហនោះមិនតាន់តែនិយាយបញ្ជាចោលផងចៅហ្វាយក្មេងត្រៀមខ្លួនប្រុងនឹងរត់បាត់ទៅហើយ ក្នុងទឹកមុខដ៏ស្វាហាប់គេសម្លឹងមើលគ្រូដើម្បីសុំសញ្ញាចេញដំណើរដោយសារតែការខំប្រឹងរបស់គេតាចាស់ក៏ប្រាប់ឲ្យចាំបន្តិចសិន Eisen រៀងឆ្ងល់ដែរដែលក្មេងនេះមិនសួរអីសោះមិនបានគាត់ត្រូវរត់ហើយត្រូវរត់ចម្ងាយប៉ុន្មានតើការហ្វឹកហាត់នេះមានអត្ថន័យយ៉ាងណាឲ្យប្រកបកូនអភិជនភាគប្រាំងច្បាស់ជាចោទសួរគាត់នៅសំណួរដដែលមុនពេលពួកវាចាប់ផ្ដើមរត់ ការពិត Lucien ក៏ចង់ដឹងដែរតែគេគិតថាការដែលបញ្ជាឲ្យរត់ប្រកាសជាមានភាពចាំបាច់របស់វាហើយគេជឿថាសិស្សល្អគួរតែស្ដាប់តាមសម្ដីគ្រូហើយទុកចិត្តលើការបង្រៀន Eisen ក៏សម្គាល់ឃើញពីភាពខុសគ្នាដែលស្រឡះនៃកែវភ្នែករបស់ Lucien បើធៀបនឹងចៅហ្វាយក្មេងដទៃទៀត ក្មេងនេះមានក្តីស្រមៃស្មោះត្រង់និងបរិសុទ្ធចំពោះវិជ្ជាដាវទីបំផុតគាត់យល់ហើយនៅអ្វីដែលអង្គញាបាននិយាយក្នុងការប្រជុំនោះ ដោយមិនបងអង្គយូរទៀតគាត់ផ្ដល់សញ្ញាឲ្យ Lucien បញ្ចេញសមត្ថភាពឲ្យអស់ដៃហើយរត់តែម្ដងទៅ ដោយស្នាមញញឹមដ៏មុតមម Lucien បានបោះជំហានចូលទីលានហ្វឹកហាត់ក្រោមពន្លឺថ្ងៃពេលគេកំពុងរត់ជុំវិញទីលាន Eisen បានឈរមើលយ៉ាងស្ងៀមស្ងាត់ពីចម្ងាយ Lucien យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភារកិច្ចដ៏សាមញ្ញដែលគាត់តែរត់ជារង្វង់នេះរកជំហានរបស់គេមានល្បឿនស្មើគ្នាហើយចាប់ផ្ដើមបន្ថែមល្បឿនបន្តិចម្ដងតាមពិតមានហេតុផលមួយទៀតដែលគេធ្វើតាមបញ្ជាលោកគ្រូ Eisen ដោយមិនបាច់គិតយូរសោះ គេបានដឹងមុនពីគោលបំណងពិតនៃការរត់នេះទៅហើយគេត្រូវធ្វើការងារកម្លាំងដ៏គួរឲ្យធុញនេះក៏ដើម្បីវាស់ស្ទង់សមត្ថភាពធ្វើជាសិស្សប៉ុណ្ណោះ និយាយម្យ៉ាងទៀតវាជាការសាក់លបងដើម្បីមើលថាតើគេមានសក្តានុពលដែរឬអត់ Lucien ដឹងរឿងនេះច្បាស់ព្រោះគេធ្លាប់ប្រើល្បិចស្តៀងគ្នានេះកាលនៅជាមេតបស៊ីឈ្នួល គេធ្លាប់ដាក់ការងារកុពិចកពុកឲ្យកូនទាហានថ្មីដែលជាការងារគ្មាននរណាចង់ធ្វើឲ្យបែរជាឈោមមើលពីក្រៅទៅវិញ
គ្រាន់តែសង្កេតមើលប្រតិកម្មនិងអាកប្បកិរិយារបស់ពួកគេចំពោះការងារតូចតាចទាំងនេះលោកគ្រូអាចវាយតម្លៃបានយ៉ាងច្រើនពីអ្នកចំណូលថ្មី Lucien បានបង្ហាញការបដិញ្ញាចិត្តទាញយកជ័យជំនះក្នុងការសាក់លបងនេះដោយប្រឹងប្រែង 100% ពេញគេនៅតែប្រយ័ត្នប្រយែងព្រោះ Aizen កំពុងសម្លឹងមើលរាល់កាយវិការរបស់គេដោយសារគេបានបង្ហាញទេវបុត្រដាវនៅភ្នត់គំនិតដ៏ល្អឥតខ្ចោះជាមួយចម្លើយដ៏សមរម្យមួយទៅហើយដូច្នេះសល់តែម្យ៉ាងប៉ុណ្ណោះដែលត្រូវបញ្ជាក់នោះគឺភាពអត់ធ្មត់ ថ្ងៃនេះ Lucien តាំងចិត្តថានឹងរត់ឲ្យអស់កម្លាំងពីខ្លួនរហូតដល់ដួលសន្លប់តែម្ដងនោះគឺជាផែនការពិតប្រាកដប៉ុន្តែក្រោយពីរត់បាន1ម៉ោងគេចាប់ផ្ដើមមានអារម្មណ៍ថាមានរឿងខុសប្រក្រតីកើតឡើងហើយគេបានបញ្ចេញកម្លាំងរត់ពេញ60នាទីមកហើយប៉ុន្តែគេមិនមានអារម្មណ៍ថាហត់នឿយសូម្បីតែបន្តិច ផ្ទុយទៅវិញកាន់តែរត់គេកាន់តែមានអារម្មណ៍ល្អជាងមុនទៅទៀតរាល់ពេលរត់បានមួយជុំទីលានហ្វឹកហាត់រាងកាយរបស់គេកាន់តែស្រាលហើយស្វាហាប់ជាងមុន វាពិតជាបទពិសោធន៍ដ៏ចម្លែកមួយដើម្បីស្ដាររាងកាយដែលខូចខាតមកទល់ពេលនេះគាត់គ្រាន់តែផឹកដឹកដមធម្មតាប៉ុណ្ណោះ លំហាត់ប្រាណតែមួយគត់ដែលគាត់ធ្វើគឺការដើរតិចតិចជុំវិញប្រាសាទមកទល់ពេលនេះសំបីតែទេពដាវក៏បានកត់សម្គាល់ឃើញភាពខុសប្រក្រតីនេះដែរគាត់គ្រាន់តែចង់ស្ទាបស្ទង់ពីស្ថានភាពរាងកាយរបស់ម្ចាស់ក្មេងប៉ុណ្ណោះគាត់មិនបានរំពឹងទុកខ្ពស់អ្វីនោះទេតែក្មេងនេះបង្ហាញកម្លាំងដ៏អស្ចារ្យផ្អែកលើអតីតកាលរបស់ Lucien សមត្ថភាពនេះគឺហួសពីការស្មានទាំងស្រុងគ្មានយោសូម្បីមួយដំណក់ស្រក់ចេញពីខ្លួនចំណែកដង្ហើមរបស់គាត់នៅតែស្ងប់ស្ងាត់ដោយទឹកបឹងដែលគ្មានរលកសូម្បីតែអសុរិទ្ធដែលវឹកហាត់ម៉ាណាជាច្រើនឆ្នាំក៏មិនងាយនឹងមានភាពស្ងប់ស្ងាត់កម្រិតនេះដែរដោយសារទប់ចិត្តមិនបានពេលឈោមើលពីចម្ងាយទេពដាវក៏បានដឹងរឿងមួយមុនពេលគាត់មកដល់ម្ចាស់ក្មេងកំពុងអង្គុយសមាធិយ៉ាងស្ងៀមស្ងាត់ដើម្បីបញ្ជាក់ពីការសង្ស័យរបស់គាត់លោកគ្រូ Aizen បានដើរចូលទៅក្នុងទីលានយ៉ាងលឿនគាត់បានប្រាប់ឲ្យ Lucien ជប់ហាត់ម្ចាស់ក្មេងចាប់ផ្ដើមបារម្ភខ្លាចក្រែងមានរឿងអ្វីកើតឡើងឬគាត់បានធ្វើអ្វីមួយខុសលើចំពោះមុខគាត់ទេវតាកំពុងបញ្ចេញម៉ាណាដ៏បរិសុទ្ធពេញរាងកាយ Aizen ចង់សួរម្ចាស់ក្មេងមួយសំណួរសិនមុនពេលពួកគេបន្តទៅមុខទៀតគាត់បានសួរថាតើការហាត់ប្រាណដែល Lucien ទើបទៅធ្វើអំបញ្ញមិញនោះជាការបង្វិលម៉ាណាមិនមែនត្រឹមតែជាការសមាធិធម្មតាទេមែនទេដូចឃើញថាគ្មានប្រយោជន៍អ្វីត្រូវលាក់បាំងម្ចាស់ក្មេងក៏បានបញ្ជាក់ពីការសង្ស័យរបស់ទេពដាវគាត់ប្រើការបង្វែរម៉ាណាព្រោះគ្មានអ្វីល្អជាងនេះដើម្បីធ្វើអារម្មណ៍ស្ងប់នោះទេក្រៅពីបញ្ជាក់រួច Aizen បានសុំការអនុញ្ញាតដើម្បីពិនិត្យមើលស្ថានភាពរាងកាយរបស់ Lucien មួយផ្លែតគាត់បានកាន់ដៃក្មេងប្រុសនេះហើយប្រាប់ឲ្យ Lucien នៅស្ងៀមទោះបីជាមានអារម្មណ៍ចម្លែកបន្តិចក៏ដោយដោយភាពជំនាញលោកគ្រូ Aizen បានបញ្ចូលម៉ាណារបស់គាត់បន្តិចម្ដងឆ្លងកាត់កដៃរបស់ម្ចាស់ក្មេងធ្វើបែបនេះគាត់អាចចូលទៅកាន់ផ្លូវបង្វិលម៉ាណារបស់ក្មេងនេះបានការពិនិត្យនេះចំណាយពេលយូរគួរឲ្យធុញធាប់ទីបំផុតទេពដាវបានរកឃើញពីមូលហេតុនៅពីក្រោយកម្លាំងដ៏អស្ចារ្យរបស់ Lucien ដោយដែលគាត់រំពឹងទុកម្ចាស់ក្មេង Lucien បានឈានដល់ដំណាក់កាលចុងក្រោយនៃការបង្វិលម៉ាណាពួកគេស្ទើរតែស្ថិតនៅកម្រិតជាមួយគ្នាទៅហើយប៉ុន្តែវាមិនទាន់ចប់ត្រឹមនឹងទេក្មេងនេះបានឈានដល់កម្រិតមួយហួសពីដែនកំណត់ដែលសូម្បីតែទេពដាវដូចជា Aizen ក៏មិនធ្លាប់ធ្វើបានក្មេងនេះកំពុងបើកផ្លូវថ្មីមួយហួសពីអ្វីដែលគេធ្លាប់គិតក្រោយពីពិនិត្យរួច Aizen គ្រាន់តែឈរស្ងៀមធឺមួយសន្ទុះធំគាត់បានពីម៉ាណាបញ្ចូលមកក្នុងខ្លួនវិញថ្នមៗហើយលែងដៃរបស់ម្ចាស់ក្មេងដោយដៃញ័រគាត់បានសួរថាតើ Lucien បានហាត់បង្វិលម៉ាណានេះយូរប៉ុណ្ណាហើយនាងសួរថាពេលណាទើបឈានដល់ដំណាក់កាលចុងក្រោយនេះម្ចាស់ក្មេងភ្ញាក់ប៉ៅយ៉ាងខ្លាំងនឹងសំណួរនេះដោយមិនដឹងថាខ្លួនឯងបានសម្រេចអ្វីខ្លះឡើយយោងតាមការវិតម្លៃរបស់ទេពដាវភាពបរិសុទ្ធនៃម៉ាណារបស់គាត់ប្រៀបដូចជាព្រិលដែលទើបតែធ្លាក់ថ្មីៗនៅរដូវរងាដូច្នោះដែរបរិសុទ្ធនិងគ្មានមន្ទិលស្នូលរបស់គាត់ត្រូវបានបង្កើតឡើងយ៉ាងល្អខ្ចោះប្រៀបដូចជាកង់ទឹកដែលវិលជាប្រចាំគាត់បានឈានដល់ចំណុចមួយដែលមានអ្នកចម្បាំងតែមួយក្តាប់តូចប៉ុណ្ណោះអាចទៅដល់អ្នកខ្លះខំហាត់មួយជីវិតទៅហើយនៅតែមិនអាចតាមទាន់ Lucien រំពឹងទុករឿងនេះខ្លះដែរតែគាត់មិននឹកស្មានថាខ្លួនឯងចិត្តឈានដល់ដំណាក់កាលបញ្ចប់នោះទេបើដូច្នេះមែនវាគ្មានហេតុផលអ្វីត្រូវលាក់បាំងពីលោកគ្រូថ្មីរបស់គាត់ទៀតនោះទេគាត់មានសំណួរជាច្រើនទាក់ទងនឹងស្ថានភាពខ្លួនឯងដែលជាសំណួរមានតែទេពដាវប៉ុណ្ណោះទើបអាចឆ្លើយបាន Lucien សារភាពថាប្រហែលមួយខែមុនគាត់បានចាប់ផ្ដើមបង្វិលម៉ាណាតាមទម្លាប់ហើយដឹងថាផ្លូវម៉ាណាទាំងអស់ត្រូវបានបើកចំហតាំងពីដើមមកម្ល៉េះគាត់ធ្លាប់ឮថាការបង្វិលម៉ាណាតែងតែមានការឈឺចាប់និងរាំងស្ទះប៉ុន្តែគាត់មិនមានអារម្មណ៍ទើសទាល់ឬឈឺចាប់អ្វីបន្តិចសោះឡើយក្មេងនេះធ្វើឲ្យទេពដាវហួចចិត្តមែនទែនទោះជាមនុស្សឆ្លាតក៏គាត់ចំណាយពេលរាប់សិបឆ្នាំទើបឈានដល់ចំណុចកំទូលនេះពេលសម្លឹងមើលម្ចាស់ក្មេងជួនកាលរឿងព្រេងអំពីអ្នកដាវដែលអាចកាប់ភ្នំនិងពុះច្រែកសមុទ្រប្រហែលជាមិនមែនគ្រាន់តែជារឿងប្រឌិតនោះទេប្រហែលជាពួកគេពិតជាមានមែន Aizen ធ្វើមុខស្មោះត្រង់ហើយសូមអនុញ្ញាតនិយាយត្រង់ៗទោះបីជាវាអាចហាក់ដូចជាប្រហើនបន្តិចក៏ដោយគាត់បានសួរថាតើម្ចាស់ក្មេង Lucien អាចពិចារណាបោះបង់តំណែងជាអ្នកស្នងត្រកូល House Waldeck ដើម្បីជ្រើសរើសដើរផ្លូវផ្សេងវិញទេ Lucien ចាក់ប្រេតនឹងសំណើរបស់បរិសុទ្ធចំណាស់ហេតុអីគាត់ត្រូវបោះបង់តំណែងជាអ្នកស្នងដែលទើបតែទទួលបានថ្មីនេះគាត់បារម្ភថារាងកាយគាត់ប្រហែលជាមានបញ្ហាអ្វីមួយគាត់ប្រហែលជាមិនអាចរៀនក្បាច់ដាវឬអាចមានរឿងអាក្រក់កើតឡើងប្រសិនបើគាត់ប្រើម៉ាណា Aizen បានបញ្ជាក់ថាវាផ្ទុយស្រឡះពីការបារម្ភរបស់គាត់ប្រាប់ត្រង់ថារាងកាយរបស់ Lucien គឺជាកន្លែងផ្ទុកម៉ាណាដ៏ល្អឥតខ្ចោះបំផុតគាត់មិនត្រឹមតែអាចជំរុញប្រសិទ្ធភាពម៉ាណានិងរាងកាយឲ្យហួសពីដែនកំណត់ប៉ុណ្ណោះទេតែគាត់ថែមទាំងមានសក្តានុពលអាចឈានហួសពីចំណុចកំពូលដែលមនុស្សទូទៅនឹកស្មានមិនដល់ទៀតផងនិយាយម្យ៉ាងទៀតប្រសិនបើម្ចាស់ក្មេងផ្ដោតទៅលើការវឹកហាត់ដាវតែមួយមុខនោះការខ្លាចជាទេពដាវក្នុងពេលដ៏ខ្លីគឺពិតជាអាចទៅរួចយ៉ាងងាយស្រួលសម្រាប់អ្នកដែលប្រាថ្នាចង់ឈានដល់កំពូលនៃវិជ្ជាដាវការដែលគេប្រាប់ថាអាចខ្លាចជាទេពដាវគឺដូចជាក្តីស្រមៃខ្លាចជាការពិតដូច្នោះដែរក៏ដឹងថារាងកាយរបស់ Lucien ពិតជាអស្ចារ្យខ្លាំងណាស់ប៉ុន្តែនេះគឺហួសពីក្តីស្រមៃទៅទៀតដោយសារសំណាងដែលអាចរៀនក្បាច់ដាវ Lion Heart នេះ Lucien គិតថាគាត់បានរកឃើញផ្លូវដើម្បីធ្វើឲ្យក្តីស្រមៃដ៏មិនអាចទៅរួចរបស់គាត់ខ្លាចជាការពិតហើយនរណាទៅនឹកស្មានថាគាត់មានសក្តានុពលអាចមើលឃើញហួសពីកម្រិតនេះដែលជាផ្លូវឆ្ពោះទៅកាន់ចំណុចកំពូលនៃវិជ្ជាដាវតែម្ដងនោះ
ដោយសារ Aizen តម្រូវឲ្យគាត់ជ្រើសរើសរវាងគ្រួសារនិងទេពដាវជំនួសឲ្យការដាវភ្លៅទាំងពីរព្រមគ្នាដំណើរការនេះពិតជាលំបាកខ្លាំងណាស់ លោកគ្រូ Aizen បញ្ជាក់ថាគាត់អាចផ្ដោតលើភ្លៅតែមួយប៉ុណ្ណោះនិយាយឲ្យចំទៅបុរសចំណាស់នេះមិនមានពេលវេលាសល់នៅលើលោកនេះច្រើនទៀតនោះទេដោយសារថាមពលនៃការបញ្ជូនឈីគាត់នៅតែអាចធ្វើចលនារាងកាយចាស់ជរានេះបានទោះបីជាមានអាយុជិត100ឆ្នាំហើយក៏ដោយប៉ុន្តែពេលវេលាមិនយោគយល់នរណាឡើយគាត់លែងអាចប្រកែកពីភាពចាស់ជរាបន្តិចម្ដងនៃរាងកាយរបស់គាត់បានទៀតហើយការផ្ទេរគ្រប់យ៉ាងទៅកាន់ស្ដេចដាវចំនួនក្រោយពេលដែលគាត់នៅមានដង្ហើមសូម្បីផ្ដោតលើវិជាដាវតែមួយមុខក៏ស្ទើរតែមិនគ្រប់គ្រាន់ទៅហើយប្រសិនបើការចងចាំរបស់ Lucian មិនខុសទេស្ដេចដាវនេះនឹងត្រូវទទួលមរណភាពក្នុងពេល8ឆ្នាំទៀតវាជាការពិតដែលពួកគេមិនមានពេលច្រើនទេក្នុងចិត្ត Lucian ពិតជាចង់ទទួលយកសំណើលោកគ្រូ Aizen ហើយផ្ដោតលើការវឹកហាត់ដាវតែម្ដងទោះយ៉ាងណាក៏ដោយយុគសម័យដ៏វឹកវរខាងមុខនឹងនាំមកនៅពិភពលោកមួយដែលមិនអាចដោះស្រាយបានដោយកម្លាំងក្បាច់គុណតែមួយមុខនោះទេអ្នកអាចរស់រានពីមហន្តរាយទូទាំងទ្វីបនេះបានគឺត្រូវមានអំណាចស្របច្បាប់និងឋានៈអភិជនទោះបីឱកាសតែគេប្រាថ្នាបានបើកទ្វារចំហក៏ដោយគេត្រូវតែគិតដល់ផែនការដ៏ធំជានេះដែរគេបានសុំទោសលោកគ្រូ Aizen ទីបំផុតគេបានជ្រើសរើសរក្សាខ្លួនជាមនុស្សត្រកូល Waldeck រហូតដល់វិនាទីចុងក្រោយស្ដេចដាវបានផ្ដល់សំណើមួយហួសពីសមត្ថភាពបច្ចុប្បន្នរបស់គេជាការបដិញ្ញាដែលគេមិនអាចទទួលបានសំណាងល្អលោកតាយល់ពីការបដិសេធនេះគាត់ជាអ្នកធ្វើឲ្យក្មេងនេះធ្លាក់ក្នុងស្ថានភាពដ៏លំបាកគាត់ស្ដាយក្រោយដែលខ្ជះខ្ជាយភាពយុវវ័យហើយបីជាមកកើតក្តីលោភលន់នៅពេលដែលគាត់ជិតស្លាប់ទៅវិញម្យ៉ាងវិញទៀតគាត់ចង់បន្សល់ទុកគេដំណែលដ៏អស្ចារ្យមួយតាមរយៈ Lucian នៅពេលដែលគាត់ស្លាប់បាត់ទៅពេលឃើញបរិយាចំណាក់គិតពិចារណាពីជីវិតនិងគេដំណែលរបស់គាត់គំនិតមួយក៏បានលេចឡើងគេបានសួរស្ដេចដាវថាតើគាត់នឹងធ្វើយ៉ាងណាប្រសិនបើមាននរណាម្នាក់ផ្សេងទៀតដែលមានទេពកោសល្យពិតប្រាកដបង្ហាញខ្លួននៅឆ្ងាយពីភូមិគ្រឹះ Waldeck កណ្ដាលព្រៃជ្រៅសម្លេងសេះបោលយ៉ាងលឿនអាចត្រូវបានគេឮយ៉ាងច្បាស់អ្នកជិះសេះដ៏ខ្លាំងក្លានោះគឺជាយុវជនស្លៀកពាក់បែបអភិជនការវឹកហាត់ជិះសេះរបស់គេត្រូវបានរំខានដោយអ្នកបម្រើម្នាក់រត់យ៉ាងលឿនកាត់ទីធ្លាអ្នកបម្រើនោះដកដង្ហើមយ៉ាងហត់នឿយខណៈពេលគេកំពុងផ្ដល់ដំណឹងតាក់ទងនឹងកូនប្រុសទី3នៃត្រកូល Waldeck អភិជនវ័យក្មេងនោះទីងបញ្ឈប់សេះភ្លាមគេសឹងមិនជឿថារឿងអស់សំណោចដែលបានឮនេះជាការពិតសោះកូនប្រុសទី4នៃត្រកូល Waldeck គឺ Joshua Waldeck បដិសេធមិនទទួលស្គាល់ថាបងប្រុសដ៏ល្ងង់ខ្លៅរបស់គេត្រូវបានគេចាត់ទុកជាបេក្ខជនថ្មីសម្ដៅយកតំណែងមេគ្រូសានោះទេអ្នកបម្រើរបស់គេបញ្ជាក់ថាពាក្យចុចចាំអារាមនេះពិតមែនព្រះអង្គម្ចាស់ Grand Duke ទើបតែបានប្រកាសការពិតនេះផ្ទាល់លើពីនេះទៅទៀតលោកម្ចាស់ក្មេង Lucian កំពុងទទួលការវឹកហាត់ដាវក្រោមការណែនាំរបស់លោកគ្រូ Aizen ចូលសពិតជាខឹងសម្បាច់យ៉ាងខ្លាំងមួយជីវិតនេះគេតែងតែមើលឃើញបងប្រុសជាមនុស្សរំខានប៉ុណ្ណោះវាពិបាកណាស់ទៅហើយក្នុងការសាងមូលដ្ឋានគាំទ្រខណៈត្រូវរងសម្ពាធពីបងប្រុសទាំងពីរពេលនេះសូម្បីតែបកពួក Upchicret ក៏មានជំរឿថ្មីសម្រាប់គាំទ្រដែរគេសុខចិត្តឃើញ Lucian នឹងបន្តសង្ងំរលួយនៅក្នុងបន្ទប់របស់ខ្លួនដូចមុនទៅវិញអ្នកបម្រើបានដាស់តឿនឲ្យគេប្រយ័ត្នសម្ដីតើJoshuaអាចស្ងប់ស្ងាត់យ៉ាងដូចម្ដេចបើការគាំទ្រដែលគេខំប្រមូលសឿស្លាប់អាចរង្គោះរង្គើគ្រប់ពេលវេលានោះគ្រាន់តែហៅ Lucian ថាបងប្រុសក៏គួរឲ្យខឹងណាស់ទៅហើយទាំងដែលពួកគេខុសគ្នាត្រឹមតែប្រហែលខែប៉ុណ្ណោះការបញ្ជាក់ពីការជ្រើសរើសលោកម្ចាស់ក្មេងទី3ជាបេក្ខជនស្នងតំណែងធ្វើឲ្យគេអស់ក្បួននឹងគិតវាត្រូវតែមានវិធីបង្ហាញពីសមត្ថភាពរបស់គេដែរដោយសារតែ Lucian ទើបតែចាប់ផ្ដើមរៀនដាវគេប្រកាសជាត្រូវការដៃគូវឹកហាត់ក្នុងពេលឆាប់ៗនេះគេបានបញ្ជាអ្នកបម្រើឲ្យរៀបចំដាវមុតស្រួចមួយគូJoshuaមិនចង់បានដាវឈើនោះទេគេត្រូវការដាវដែកថែបពិតប្រាកដគេនឹងបង្ហាញបងប្រុសដ៏ទុនខ្សោយនោះថាគ្មានអ្វីផ្លាស់ប្ដូរទេបងប្រុសល្ងងនេះគិតថាខ្លួនឯងជាតួឯកហើយមើលទៅត្រឡប់មកទីលានហ្វឹកហាត់វិញ Lucian កំពុងព្យាយាមបញ្ចុះស្ដេចដាវពីគំនិតស្វែងរកសិទ្ធិជំនួសវិញម្ដងទោះបីវាអាចចំណាយពេលខ្លះដើម្បីស្វែងរកបេក្ខជនដ៏ស័ក្តិសមដែលគេបានគិតទុកប៉ុន្តែទេពកោសល្យរបស់បុរសនោះពិតជាសមនឹងការរងចាំគេបានសន្យាថានឹងនាំយកសិស្សម្នាក់ដែលស័ក្តិសមនឹងទទួលយកគេដំណើរលោកគ្រូ Aizen សូម្បីតែ100ឆ្នាំទៅមុខទៀតក៏ដោយបុរសចំណាស់មិនចង់បន្សល់ទុកបន្ទុកដ៏ធ្ងន់នេះដល់លោកម្ចាស់ក្មេងដោយអចេតនានោះទេវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់គាត់ដែលក្មេងមានទេពកោសល្យម្នាក់នេះគិតដល់គាត់យ៉ាងល្អស្ដេចដាវបានថ្លែងអំណរគុណយ៉ាងគួរសមដល់លោកម្ចាស់ក្មេងសម្រាប់ពាក្យសម្ដីល្អៗនិងសំណើមួយនេះតាមរំពឹងសំណើរបស់ Lucian ហាក់ដូចជារឿងឥតន័យសម្រាប់អ្នកប្រយុទ្ធចាស់វសាសូម្បីអ្នកដាវល្បីៗក៏មិនចូលភ្នែកគាត់ដែរវាជារឿងធម្មតាដែលលោកគ្រូ Aizen សង្ស័យអំណះអំណាងរបស់ Lucian ក្នុងការស្វែងរកមនុស្សដែលមានទេពកោសល្យប្រៀបធៀបនឹងគាត់ទោះបីស្ដេចដាវបដិសេធគំនិតនេះក្តីលោកម្ចាស់ក្មេងនៅតែបដិញ្ញាសម្រេចវាឲ្យបានប្រសិនបើរាងកាយ Lucian Waldeck ជាកាដូពីព្រះដែលទទួលស្គាល់ដោយស្ដេចដាវនោះប្រកាសជាមាននរណាម្នាក់អាចប្រៀបធៀបនឹងសក្តានុពលរបស់គេបានដែរពីអតីតកាលទោះបីមានរាងកាយតូចល្អិតនិងខ្វះការវឹកហាត់ក្បាច់ដាវត្រឹមត្រូវក៏ដោយគេស្គាល់បរិសម្នាក់ដែលអាចកាប់សម្លាប់កងទ័ពអសវិនបំពាក់អាវក្រោះពេញលេញរាប់រយនាក់ត្រឹមមួយប្រព្រឹត្តភ្នែកតាមរយៈសភាវកិច្ចនិងទេពកោសល្យសុទ្ធសាធគេបានក្លាយជាកម្ពុជាអ្នកដាវដែលកាប់ផ្ដាច់គ្រប់សមរភូមិដាវគេបានភ្លុកឈាមសត្រូវរាប់មិនអស់ទោះកើតមកក្នុងភាពអន់ថយក៏ដោយបរិសម្នាក់ដែល Lucian គោរពយ៉ាងជ្រាលជ្រៅបិសាចដាវ Felix លោកម្ចាស់ក្មេងបានសម្លឹងឃើញឱកាសក្នុងការអូសទី Felix ដោយបាត់ទៅហើយប្រសិនបើបានហ្វឹកហាត់គ្រប់គ្រាន់គេអាចក្លាយជាចំណិតដ៏ខ្លាំងបំផុតរបស់ Lucian វាពិតជាស័ក្តិសមក្នុងការនាំគេមកក្រោមការណែនាំរបស់លោកគ្រូ Aizen ទុករឿងគេដំណាំម្លេះសិនការហ្វឹកហាត់របស់ Lucian ក៏មិនអាចយឺតយ៉ាវដែរស្ដេចដាវបានយកទីមុងហ្វឹកហាត់ចេញមកហើយហត់ដាវឈើមួយឲ្យគេមុននឹងចាប់ផ្ដើមរៀនក្បាច់ដាវផ្លូវការបរិយាចំណាស់ចង់ឃើញថាសមត្ថភាពបច្ចុប្បន្នរបស់ Lucian ស្ថិតនៅកម្រិតណាប្រឈមមុខនឹងទីម៉ោងឈើគេត្រូវកាប់ប្រឈោកាប់ផ្ដេកនិងកាប់បញ្ឆិតទៅតាមលំដាប់នោះឲ្យបានច្បាស់លាស់ផែកលើបទពិសោធន៍របស់គេកន្លងមកការគ្រប់គ្រងម៉ាណាគួរតែជារឿងងាយស្រួលបំផុតសម្រាប់ការវាយកំទេចចុងក្រោយទេវតាដាវចង់ឃើញ Lucian បញ្ចេញសមត្ថភាពឲ្យអស់ដៃជាមួយក្បាច់ផ្ដាច់សង្ខារដែលបញ្ចូលម៉ាណាពេញទំហឹងការកាន់ដាវលើកដំបូងនៅក្នុងរាងកាយថ្មីនេះពិតជាអារម្មណ៍មួយដ៏ចម្លែកគេចាំបាច់ត្រូវប្រមូលអារម្មណ៍ដើម្បីគ្រប់គ្រងកម្លាំងរបស់ខ្លួនឯងក្នុងកម្រិតណាមួយ
សំណាងល្អដែលលូស៊ីនកាលពីក្មេងធ្លាប់បានរៀនដាវខ្លះៗដោយក្តាប់ដាវឈើយ៉ាងណែននៅក្នុងដៃគេបានប្រមូលអារម្មណ៍សម្លឹងទៅកាន់ទីងមុងឈើនោះ កែវភ្នែករបស់គេចាប់ផ្ដើមមុតស្រួចហើយសាច់ដុំពេញរាងកាយឡើងតឹងណែនដោយប្រើទាំងកម្លាំងបាយនិងបច្ចេកទេសគេបានកាត់បញ្ឈរចុះក្រោមយ៉ាងសាហាវបំផុត គេបានបន្តក្បាច់វាយប្រហារដ៏ឥតខ្ចោះនោះភ្លាមៗជាមួយនឹងការកាប់រែកយ៉ាងរលូនដើម្បីបំពេញទម្រង់ក្បាច់ដើរទាំង3ជ្រុង តែកាប់បញ្ចុះដ៏កាយសាហាវនោះបានបញ្ចុះក្បាច់មូលដ្ឋានដោយជោគជ័យទីបំផុតគេក៏ចាប់ផ្ដើមរៀបចំក្បាច់វាយប្រហារដែលទេវតាដាវចង់ឃើញបំផុតហើយ លូសៀនបានបញ្ចូលម៉ាណាដ៏បរិសុទ្ធរបស់គេទៅក្នុងដាវដែលធ្វើឲ្យដាវឈើនោះរឹងនិងមុតស្រួយដូចជាដៃថែបអញ្ចឹង ភ្លេងរបស់គេបានកំណត់ទិសដៅនៃការវាយប្រហារយ៉ាងច្បាស់លាស់និងគ្រោះថ្នាក់បំផុតគេសម្លឹងមើលទៅទីងមុងឈើនោះហាក់បីដូចជាវាធ្លាប់ចម្ពាក់លុយគេអញ្ចឹង ដោយក្រវីដាវឈើពីខាងក្រោមបួងឡើងទៅលើគេបានកាត់ផ្ដាច់កទីងមុងនោះទាំងពីរចម្ងាយតែម្ដង ក្បាច់ផ្ដាច់សង្ខារនេះបានធ្វើឲ្យបរិយាកាសក្នុងទីលានស្ងាត់ចងំស្របពេលដែលក្បាលទីងមុងឈើបានធ្លាក់ខ្ទាតទៅដល់លើឥដ្ឋ ត្រឹមតែ4ក្បាច់ប៉ុណ្ណោះគេអាចបង្ហាញប្រាប់ទេវតាដាវថាគេពិតជាមានភាពសាហាវមិនធម្មតានោះទេគេបានប្រើប្រាស់ទាំងការផ្ដោតអារម្មណ៍និងធម៌ពលទាំងអស់ដើម្បីបញ្ចេញក្បាច់នេះដោយសារតែនេះជាលើកទី1ដែលប្រឹងរុញច្រានរាងកាយថ្មីនេះដល់កម្រិតកំណត់គេនៅមិនទាន់ពេញចិត្តនឹងលទ្ធផលទេប៉ុន្តែវាក៏មិនអន់ប៉ុន្មានដែរសម្រាប់ការបង្ហាញរបស់អ្នកចាប់ផ្ដើមថ្មី លូសៀនលុយគិតថាសឺអៃសិនប្រហែលជានឹងទាមទារកាន់តែខ្លាំងពីគេហើយតែគួរឲ្យភ្ញាក់ផ្អើលបុរសចំណាស់នៅតែធ្វើមុខស្ងាត់ដដែល គាត់សើចតិចៗរួចសារភាពថាលោកម្ចាស់ក្មេងពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្លាយម្ដងទៀតហើយប៉ុន្តែបើនិយាយពីការបញ្ចេញសមត្ថភាពវិញគាត់បានចាត់ទុកថាវាពិតជាអន់ថយគួរឲ្យអាម៉ាស់បំផុត លោកម្ចាស់ក្មេងស្មានតែខ្លួនឯងចិត្តនឹងទទួលបានការសរសើរទៅហើយប៉ុន្តែបែរជាទទួលបានការប្រមាថចំទៅវិញ សាអៃសិនមិនដឹងពីមូលហេតុនោះទេប៉ុន្តែលូសៀនគឺពោពេញទៅដោយទម្លាប់អាក្រក់រាប់មិនអស់នៅពេលដែលគេចាប់ផ្ដើមក្រវីដាវ វាហាក់បីដូចជាគេមិនដែលធ្លាប់បានរៀនពីគោលការណ៍គ្រឹះនិងមូលដ្ឋានសាមញ្ញនៃក្បាច់ដាវទាល់តែសោះ និយាយឲ្យស្រួលស្ដាប់ទៅគេវាយដាវដូចជាទាហានស៊ីឈ្នួលដែលទៅដចង់តែរស់អញ្ចឹងគេផ្ដោតសំខាន់តែទៅលើកម្លាំងនិងល្បឿនតែមួយមុខគត់ តុល្យភាពរវាងរាងកាយនិងម៉ាណារបស់គេគឺខុសប្រក្រតីទាំងអស់ហេតុផលនេះហើយដែលធ្វើឲ្យភាពមុតស្រួចពីធម្មជាតិរបស់ដាវត្រូវថយចុះហើយថែមទាំងបង្កើតឲ្យមានចន្លោះប្រហោងធំៗនៅរាល់ការធ្វើចលនាម្ដងទៀតផង លើពីនេះទៅទៀតគេពិតជាប្រើពេលយូរគួរឲ្យអាម៉ាស់ខ្លាំងណាស់ក្នុងការបញ្ចូលម៉ាណាទៅក្នុងដាវសម្រាប់ការវាយប្រហារចុងក្រោយនោះបើតាមការគិតរបស់លូសៀនគេបានបញ្ជូនម៉ាណាចូលទៅក្នុងមុខដាវដោយប្រើពេលច្រើនបំផុតត្រឹម1ឬ2វិនាទីប៉ុណ្ណោះ គេត្រូវតែដឹងខ្លួនឯងថាភាពទន់ខ្សោយត្រឹម1ឬ2វិនាទីនេះវាលើសពីគ្រប់គ្រាន់ទៅទៀតសម្រាប់គូប្រកួតដែលខ្លាំងក្នុងការបដិយកក្បាលរបស់គេ សម្រាប់ទេវតាដាវវិញគាត់ត្រូវការពេលតែមួយប្រភេទនៃវិនាទីនោះប៉ុណ្ណោះដើម្បីកាត់យកក្បាលរបស់លោកម្ចាស់ក្មេងបានយ៉ាងងាយស្រួលសម្រាប់មេរៀនទី1នេះលូសៀនត្រូវចាប់ផ្ដើមដោយការយល់ដឹងពីទម្ងន់នៃពេលវេលាត្រឹមប្រមាណវិនាទីនៅក្នុងការប្រយុទ្ធពេលវេលាដ៏ខ្លីនោះហើយគឺជាកត្តាអាចកាត់ក្តីរវាងជ័យជំនះនិងសេចក្តីស្លាប់បាន គេសូម្បីតែមិនបានដឹងខ្លួនផងថាបុរសចំណាស់បានផ្លាស់ទីតាំងបាត់ទៅហើយតតែចង់ដាវឈើនោះមកប៉ះនឹងករបស់លូសៀនផ្ទាល់ លូសៀនត្រូវបង្ខំចិត្តទទួលស្គាល់ការពិតថាវានៅមានកម្រិតជាច្រើនទៀតសម្រាប់រឿងនេះគេពិតជាល្ងងមែនគេប្រហែលជាត្រូវស្លាប់ជាលើកទី2ដោយមិនទាំងបានដឹងខ្លួនផងគេរវល់តែភ្លើតភ្លើននឹងជីវិតដ៏ផ្អែមល្ហែមក្នុងនាមជាលោកម្ចាស់ក្មេងត្រកូលអភិជនដែលជាហេតុធ្វើឲ្យគេមានការធ្វេសប្រហែសបែបនេះ ដោយក្តីស្មោះស្ម័គ្របំផុតលូសៀនបានបដិញ្ញាចងចាំមេរៀនដ៏មានតម្លៃនេះទុកក្នុងចិត្តហើយនឹងខិតខំកែប្រែទម្លាប់អាក្រក់និងផ្នត់គំនិតរបស់ខ្លួនឯងជាមុនសិន សឺអៃសិនបានគិតយ៉ាងដិតដល់ថាទោះបីជាមានរាងកាយពោពេញដោយទេពកោសល្យក៏មិនអាចខ្លាំងគ្រប់សពនោះដែរគេមិនអាចយកឈ្នះលើអ្នកប្រើម៉ាណាដែលមានបទពិសោធន៍ដោយការពឹងផ្អែកតែកម្លាំងបាយតែមួយមុខបានឡើយ ភាពមិនចោះសម្រុងគ្នារវាងរាងកាយនិងម៉ាណានឹងធ្វើឲ្យខ្ជះខ្ជាយធម្មពលវាបង្កើតជាចន្លោះប្រហោងដែលអាចឲ្យគេវិបកនិងនាំមកនូវគ្រោះថ្នាក់បាន ដើម្បីអាចទាញយកធម៌ពលពិតប្រាកដរបស់ដាវបានកម្លាំងបញ្ចេញពីខាងក្នុងនិងខាងក្រៅត្រូវតែច្របាច់បញ្ចូលគ្នាបង្កើតឲ្យចេញជាចរន្តតែមួយធម៌ពលពិតប្រាកដគឺការចេញពីភាពស៊ីចង្វាក់គ្នានោះឯងដើម្បីធ្វើការបង្ហាញបុរសចំណាស់បានវាយប្រហារយ៉ាងសាមញ្ញតែលឿនដូចផ្លេតបន្ទោសំដៅទៅលើទីងមុងឈើ ដំបងឡើយមើលទៅការវាយប្រហាររបស់គាត់ហាក់ដូចជាមិនបានបន្សល់ទុកស្នាមឆ្កូតសូម្បីតែបន្តិចនៅលើទីងមុងឈើនោះទេ ភ្លាមនោះទីមងតមូក៏បានផ្ទុះបែកខ្ចាត់ខ្ចាយជាបំណែកតូចៗរាប់លានខ្ទៀតពេញទីលានប្រយុទ្ធតែម្ដងនេះហើយគឺជាមាគ៌ានៃវិថីដាវដែលលោកម្ចាស់ក្មេងចាំបាច់ត្រូវតែដើរចាប់ពីពេលនេះតទៅ ពេលវេលាប្រហែលថ្ងៃបានកន្លងផុតទៅតាំងពីវគ្គហ្វឹកហាត់លើកដំបូងរបស់ពួកគេពេលនេះគ្រូនិងសិស្សបានផ្លាស់ប្ដូរពីការវាយទីងមុងមកធ្វើការប្រកួតសាកល្បងគ្នាផ្ទាល់តែម្ដង ស្របពេលដែលលូសៀនវាយប្រហារសង្ធាក់អស់ពីកម្លាំងកាយសឺអេសសាន់ដាបែរជារារាំងដោយប្រើត្រឹមតែដៃម្ខាងប៉ុណ្ណោះ ទោះបីជាមានការតបឲ្យបែបនេះក្តីបុរសចំណាស់នៅតែបន្តបង្រៀនគេដោយរួមបញ្ចូលទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងជានិច្ច គាត់តែងតែក្រើនរំលឹកដល់លោកម្ចាស់ក្មេងជានិច្ចថាលំហូរនៃម៉ាណាមិនត្រូវឲ្យមានភាពរអាក់រអួលដាច់ខាតការវឹកហាត់រាងកាយនឹងជួយសម្រួលចលនាឲ្យកាន់តែមុតគោលដៅពិតប្រាកដគឺត្រូវឈានដល់កម្រិតគ្រប់គ្រងម៉ាណាតាមសភាវគតិឲ្យដូចទៅនឹងការដោតដង្ហើមអញ្ចឹងដែរស្របពេលដែលកំពុងប្រើម៉ាណាដើម្បីពង្រឹងរាងកាយជានិច្ចនោះគេក៏ត្រូវរក្សាធម៌ពលទុកឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ជូនទៅកាន់កន្លែងផ្សេងទៀតក្នុងស្ថានភាពបន្ទាន់ផងដែរប្រសិនបើគេអាចប្រមូលអារម្មណ៍បដិចំកន្លែងនឹងចំពេលវេលាបានត្រឹមត្រូវនោះលូសៀននឹងក្លាយជាបុគ្គលដែលគ្មាននរណាម្នាក់អាចបញ្ឈប់បានឡើយ ដោយយកអ្វីៗគ្រប់យ៉ាងដែលបុរសចំណាស់បានបង្រៀនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមកអនុវត្តលោកម្ចាស់ក្មេងបានវាយលុកពីលើចុះក្រោមយ៉ាងក្លាហានប៉ុន្តែក៏នៅតែត្រូវរារាំងបានម្ដងទៀតដដែល សូអៃសិននៅតែបន្តនិយាយមិនឈប់ពីការតម្រឹមធាតុទាំងឡាយឲ្យស៊ីចង្វាក់គ្នានិងពីខ្លឹមសារនៃដាវស្របពេលដែលគាត់កំពុងវាយសិស្សខ្លួនយ៉ាងចាស់ដៃនៅក្នុងការប្រកួតដ៏លំអៀងមួយនេះការទប់ទល់ដ៏ល្អឥតខ្ចោះមួយបានវាយបកធ្វើឲ្យលូសៀនហោះខ្ទាតយ៉ាងឆ្ងាយទៅមកខាងទៀតនៃទីលានប្រកួតគេចង់លោតទៅសម្រុកតាកញ្ចាស់នេះម្ដងទៀតដែរប៉ុន្តែភាពនឿយហត់ពីការបញ្ចេញកម្លាំងវាយលុកអស់ពីខ្លួនដោយមិនបានឈប់សម្រាកនោះបានធ្វើឲ្យគេទន់ដៃទន់ជើងបាត់ទៅហើយ
ខណៈពេលដែលគេកំពុងតែប្រឹងដកដង្ហើមនោះទេវតាបានបញ្ចេញម៉ាណាបញ្ចូលទៅក្នុងដាវហ្វឹកហាត់របស់គាត់ហើយបានបបួលសិស្សដ៏កំសត់របស់គាត់ឲ្យប្រឹងទប់ទល់ឲ្យអស់ពីសមត្ថភាព សម្រាប់លើកនេះវិញ Sir Aizen ចង់បង្កើនកម្រិតនៃការប្រកួតលេងៗរបស់ពួកគេឲ្យរឹតតែតានតឹងជាងមុនបន្តិចទៀត Lucien ត្រូវតែកណនីពីលឿននឹងទិសដៅរបស់សត្រូវរួចហើយត្រូវឆ្លើយតបទៅវិញដោយប្រើប្រាស់កម្លាំងឲ្យបានជាក់លាក់បំផុតដើម្បីអាចទប់ទល់បាន ដោយមិនទុកពេលឲ្យគិតបានគ្រប់គ្រាន់នោះទេទេវតាក៏បានវីសម្រុកចូលទៅរកគេក្នុងល្បឿនយ៉ាងលឿនបំផុតដោយភ្លេចបន្ទោ ម្ចាស់ក្មេងយើងនៅតែរក្សាភាពស្ងប់ស្ងាត់ហើយបាននឹកឃើញដល់ការបង្រៀនរបស់គ្រូរបស់ខ្លួនគេត្រូវតែតាំងខ្លួនឲ្យរួមបញ្ចូលគ្នាជាមួយនឹងធម្មជាតិដែលប្រៀបបានទៅនឹងទឹកកំពុងតែហូរ តាមរយៈការធ្វើបែបនេះគេប្រហែលជាអាចរកឃើញនៅចន្លោះប្រហោងចេញពីទម្រង់នៃការវាយប្រហាររបស់សត្រូវមិនខានឡើយ ជំហានបន្ទាប់គឺការកាត់បន្ថយការខ្ជិះខ្ជាយកម្លាំងចោលដើម្បីបញ្ចេញថាមពលវាយលុកឲ្យបានខ្លាំងបំផុតគេមិនត្រូវបណ្ដោយឲ្យសម្ពាធប្រយុទ្ធគ្រប់គ្រងបានឡើយហើយភ្នែករបស់គេត្រូវតែសម្លឹងត្រង់ទៅមុខជានិច្ចមេរៀនដែលបានដកជាប់យ៉ាងជ្រៅនៅក្នុងខ្លួននិងគំនិតរបស់គេទីបំផុតក៏បានហួចផលនៅពេលដែលគេបានបញ្ចូលម៉ាណាទៅក្នុងដាវឈើរបស់គេក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មាន ដោយប្រឈមមុខនឹងការវាយប្រហារដ៏កាចសាហាវរបស់ Sir Aizen ក្នុងមុំនិងពេលវេលាដ៏ត្រឹមត្រូវគេអាចទប់ទល់នឹងខ្លែដាវដែលសម្ដៅមកកាន់ក្បាលរបស់ខ្លួនបានយ៉ាងជោគជ័យ នេះគឺជាលើកទី1ហើយតាំងពីគេបានចាប់ផ្ដើមរៀនពីវិជ្ជាដាវយ៉ាងត្រឹមត្រូវមកដែលគេលែងមានអារម្មណ៍ថាខ្លួនឯងទុនខ្សោយលែងដឹងអីនោះទៀតហើយម៉ាណាដ៏ល្អអត់ខ្ចោះរបស់យុវជនទេពកោសលនឹងថាមពលដ៏មានអំណាចរបស់ទេវតាបានហោះទៅប៉ះទង្គិចគ្នាពេញទំហឹង Sir Aizen នៅតែបន្តរក្សាការប៉ះទង្គិចគ្នានេះខណៈពេលដែលគាត់កំពុងតែវាយតម្លៃម្ចាស់ក្មេងបន្ទាប់ពីបានឃើញសមត្ថភាពគ្រប់គ្រាន់ហើយគាត់ក៏បានទាញដាវឈើរបស់គាត់ចេញថ្នមៗដើម្បីបំបត្តិកម្លាំងនៃការពន្លូគ្នានោះ គាត់ក៏បានសម្រេចចិត្តឈប់ត្រឹមនឹងហើយបានបញ្ចប់វគ្គហ្វឹកហាត់ប្រចាំថ្ងៃនេះសម្រាប់ពេលនេះ Lucien ត្រូវតែចងចាំអារម្មណ៍ដែលគេទទួលបាននៅថ្ងៃនេះឲ្យដកចប់យ៉ាងជ្រៅទៅក្នុងព្រលឹងរបស់គេជារៀងរហូត ប្រសិនបើគេអាចធ្វើវាបានគេនឹងត្រូវបានគេចាត់ទុកថាជាអ្នកប្រាដាវកម្រិតទី1ហើយម្ចាស់ក្មេងបានត្រឹមតែសោកយ៉ាងជូរចត់ការណែនាំរបស់តាកញ្ចាស់នេះវាពិតជានិយាយងាយស្រួលជាងការអនុវត្តផ្ទាល់ឆ្ងាយណាស់គុំថាឡាយការចងចាំអារម្មណ៍ទាំងនោះឲ្យដកជាប់ចូលទៅក្នុងព្រលឹងនោះគេសូម្បីតែគ្មានកម្លាំងអាចកម្រើកជើងរបស់ខ្លួនឯងផងដែលជាហេតុធ្វើឲ្យគេដួលយ៉ាងដំណាំតែម្ដង ដោយអស់កម្លាំងរលីងពីការហ្វឹកហាត់ដ៏សែនតឹងតែមួយនេះម្ចាស់ក្មេងបានថ្លែងអំណរគុណដល់គ្រូរបស់ខ្លួនចេញពីបាតបេះដូងនៅជុំវិញខ្លួនពួកគេទីលានប្រកួតមួយនេះត្រូវបានបំផ្លាញអស់មួយភាគធំទៅហើយសប្តាហ៍ថ្ងៃនេះពួកកម្មករតែងតែត្រូវបានគេហៅឲ្យមកជួសជុលការខូចខាតយ៉ាងធ្ងន់ធ្ងរនៅលើទីលានហ្វឹកហាត់នេះជាប្រចាំរាល់ពេលដែលពួកកម្មករចូលមកទីនេះកន្លែងនេះមើលទៅគឺរឹតតែអាក្រក់ទៅជារៀងរាល់ថ្ងៃពួកគេសូម្បីតែនឹកស្រមៃមិនចេញផងថាតើម្ចាស់ក្មេងបានទទួលការហ្វឹកហាត់បែបណានោះទេទើបអាចបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កម្រិតនេះ ដោយទៅតែវាយប្រកួតជាមួយនឹងទេវតារួចភ្លាមៗ Lucien ត្រូវចំណាយពេលអង្គុយសម្រាកនៅលើដីមួយសន្ទុះសិនដើម្បីងើបចេញពីភាពហត់នឿយដ៏សែនតរននេះគេគ្រាន់តែមានអារម្មណ៍ថាត្រេកអរខ្លាំងណាស់ដែលគេនៅមានជីវិតរស់រានពីការហ្វឹកហាត់ថ្ងៃនេះតើនរណាទៅគិតដល់ថាវិធីសាស្ត្រដ៏កាចសាហាវរបស់តាកាចាស់ម្នាក់នេះអាចលុបបំបាត់ចោលនៅទម្លាប់អាក្រក់ៗដែលគេមានជាប់ខ្លួនតាំងពីនៅជាទាហានស៊ីឈ្នួលមកនោះប្រសិនបើការទទួលរងទរណកម្មនៅក្នុងទីលានរាល់ថ្ងៃគឺជារឿងចាំបាច់ដើម្បីកំទេចភាពទន់ខ្សោយនិងសាងសង់សមត្ថភាពគេឡើងវិញមែននោះគេក៏ស៊ូទ្រាំព្រមទទួលយកវាដែរ ការឈឺចាប់ទាំងនេះគ្រាន់តែជួយពន្លឿនដល់ការយល់ដឹងពីក្បាច់ដាវរបស់គេឲ្យកាន់តែរហ័សប៉ុណ្ណោះកាន់តែសង្កេតមើលឃើញពីសមត្ថភាពរបស់ Sir Aizen គេក៏កាន់តែមានអារម្មណ៍កោតសរសើរដល់ទេវតាម្នាក់នេះកាន់តែខ្លាំងឡើងតាកចាំអ្នកនេះតែងតែបង្កើតនូវស្ថានភាពគ្រោះថ្នាក់ដែលស័ក្តិសមទៅនឹងកម្រិតជំនាញបច្ចុប្បន្នរបស់ម្ចាស់ក្មេងដើម្បីទាញយកនូវប្រតិកម្មដ៏ល្អឥតខ្ចោះដោយអមមកជាមួយនឹងការណែនាំដ៏ច្បាស់លាស់ Lucien ដឹងយ៉ាងច្បាស់នៅក្នុងចិត្តថាអ្វីដែល Sir Aizen កំពុងតែធ្វើគឺវាងាយស្រួលនិយាយជាងការអនុវត្តផ្ទាល់គាត់តែងតែមានសមត្ថភាពអាចចាប់អានពីចលនារាងកាយរបស់សិស្សគាត់បានយ៉ាងត្រឹមត្រូវជានិច្ចដោយគ្រាន់តែប្រកួតរាងកាយឲ្យទៅគាត់ដើម្បីឲ្យគាត់លុតដំទៅតាមការបង្រៀនរបស់គាត់គឺអាចនាំមកនូវការរីកចម្រើនយ៉ាងរហ័សជាក់ស្ដែងជារៀងរាល់ថ្ងៃរហូតមកទល់នៅពេលនេះ Lucien ធ្លាប់តែគិតថាអាចកំបាំងនៃទម្រង់ក្បាច់ដាវដ៏អស្ចារ្យគឺបានមកពីការខិតខំប្រឹងប្រែងហ្វឹកហាត់មិនឈប់ឈរដើម្បីឈានទៅដល់កម្រិតកាន់តែខ្ពស់គេមិនដែលខ្វល់គិតពីរឿងតុល្យភាពការសន្សំរក្សាកម្លាំងនិងលំហូរនៃចលនាដូចជាពីនេះពីមុនមកទេធាតុផ្សំដ៏សំខាន់បំផុតសម្រាប់ដំណើរការមួយនេះគឺវាមាននៅត្រៀមចាំរួចជាស្រេចនៅក្នុងខ្លួនរបស់គេទៅហើយប្រសិនបើគេបានដឹងអំពីមេរៀនទាំងនេះកាលពីនៅក្នុងជីវិតមុនរបស់គេនោះរឿងរ៉ាវគ្រប់យ៉ាងប្រកាសជាមានលទ្ធផលខុសប្លែកពីនេះមិនខានឡើយនៅក្នុងការតទល់គ្នាចុងក្រោយរបស់គេជាមួយនឹងមេបញ្ជាការកម្ពុជាដាវរបស់គេប្រហែលជាអាចមានឱកាសវាចូលទៅគៀបបុរសម្នាក់នោះបានច្រើនជាងនេះបាត់ទៅហើយសូម្បីតែនៅពេលនេះក៏ដោយគេនៅតែចងចាំយ៉ាងច្បាស់ជានិច្ចអំពីសេចក្តីស្លាប់និងភាពបរាជ័យរបស់ខ្លួននៅពេលដែលសាកល្បងរៀបចំការប្រកួតម្ដងទៀតនៅក្នុងគំនិតគេប្រកាសជានឹងមិនដួលរលំដោយងាយៗដោយគ្មានការវិបកទៅវិញនោះទេប្រហែលជាគេថែមទាំងអាចធ្វើឲ្យមេបញ្ជាការម្នាក់នោះមានការភ្ញាក់ផ្អើលជាមួយនឹងការយល់ដឹងពីក្បាច់ដាវបានកាន់តែល្អឥតចោះជាងមុនទៀតផងស្នាមប្រឡាក់នៃការបរាជ័យដ៏សែនអាម៉ាស់នោះនៅតែតាមលងបន្លាចនៅក្នុងក្បាលរបស់ Lucien ឥឡូវនេះដោយសារតែគេបានធូរស្បើយកម្លាំងវិញខ្លះហើយនោះគេមានអារម្មណ៍ថាការបញ្ឈប់ការវឹកហាត់ត្រឹមនេះគឺជារឿងដ៏សែនខ្ជះខ្ជាយមួយប្រសិនបើគេអាចស្វែងរកគូប្រកួតដែលស័ក្តិសមណាមួយនៅក្បែរនេះប្រហែលជាគេអាចយកមកវាស់ស្ទង់ការរីកចម្រើនរបស់ខ្លួនជាមួយនឹងគូប្រជែងដែលស័ក្តិសមជាងនេះក៏ថាបានព្រះហាក់បីដូចជាបានផ្ដល់ឲ្យគេនៅអ្វីដែលគេកំពុងតែស្វែងរកភ្លាមៗតែម្ដងបងប្រុសរបស់គេ Joshua Wardek បានដើរចូលមកកាន់ទីលានវឹកហាត់ជាមួយនឹងអ្នកបម្រើម្នាក់ដើរតាមពីក្រោយដល់មិនខ្វល់មើលមុខ Lucien សូម្បីតែបន្តិច Joshua បានដើរទៅធ្វើការគោរពដល់ Sir Aizen ក្មេងអ្នកនេះពិតជាមានមុខក្រាស់ហ៊ានហៅខ្លួនឯងថាជាសិស្សរបស់ទេវតាយ៉ាងរំភើយតែម្ដងទេវតានៅទេរសាទឹកមុខរស់រីរំទុំហើយបានសួរទៅកាន់គេថាតើហេតុអ្វីបានជាម្ចាស់ក្មេងទី4មកលេងគាត់ដោយមិនបានប្រាប់ឲ្យដឹងមុនបែបនេះ
គាត់បានប្រាប់ទៅ Joshua យ៉ាងគួរសមឲ្យត្រឡប់មកវិញនៅថ្ងៃក្រោយព្រោះថាពេលនេះគាត់កំពុងតែរវល់ជាមួយនឹងការវឹកហាត់របស់ម្ចាស់ក្មេង Lucien អ្នកបម្រើរបស់ក្មេងដ៏សែនរឹងរូសម្នាក់នេះមិនមានលទ្ធភាពអាចឃាត់ម្ចាស់ក្មេងរបស់ខ្លួនមិនឲ្យចូលមកដណ្ដើមចំណាប់អារម្មណ៍គេឯងនៅទីនេះបានឡើយនិយាយជារួមទៅ Joshua បានប្រកាសក្តែងថាដោយសារតែបងប្រុសរបស់គេបានតាំងចិត្តមកវឹកហាត់ទៅហើយនោះគេក៏គ្រាន់តែមកទីនេះដើម្បីជួយវឹកហាត់បន្ថែមក្នុងនាមជាប្អូនប្រុសម្នាក់ដែលមានបទពិសោធន៍ផ្នែកដាវច្រើនជាងបងតែប៉ុណ្ណោះហើយទៅលើស្នាមញញឹមដ៏គួរឲ្យចង់ទះរបស់អាឡិតនេះវាស្បាញ់ជាក់យ៉ាងច្បាស់ណាស់ថាគេគ្រាន់តែនិយាយអួតឲ្យរួចតែមាត់ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយ Lucien បែរជាមានអារម្មណ៍ត្រេកអរយ៉ាងខ្លាំងទៅវិញគូប្រកួតដ៏សែនល្អអត់ចោះបណ្ដាយចូលមកដល់ទីនេះបាត់ទៅហើយទីបំផុតគេអាចបញ្ជូនបន្តនៃការឈឺចាប់ដែលគេខំស៊ូទ្រាំការពីប៉ុន្មានថ្ងៃមុននេះឲ្យតែអ្នកផ្សេងបានហើយប្រខានស្ដេចដាវគ្រាន់តែឈោធ្មឹងដោយងឿងឆ្ងល់នឹងសំណើភ្លាមរបស់នេះក្មេងទី4តើក្មេងនេះអាចជួយការវឹកហាត់របស់ Lucien យ៉ាងដូចម្ដេចទៅ Joshua ចង់ស្នើសុំការប្រកួតសាក់ល្បងជាមួយបងប្រុសរបស់គេដើម្បីវាស់ស្ទង់សមត្ថភាពរបស់ពួកគេទាំងពីរក្នុងការអនុវត្តជាក់ស្ដែងនៃការបញ្ជូនធម្មពលម៉ាណាស្នាមញញឹមនោះមើលទៅស្លូតត្រង់ណាស់តែអ្នកណាក៏អាចមើលដឹងថាគេកំពុងរៀបចំល្បិចកលនៅពីក្រោយនោះដែរគេថែមទាំងអះអាងថាដោយសារតែពេលវេលាបច្ចុប្បន្ននេះពួកគេពិតជាគ្មានពេលដើម្បីស្និទ្ធស្នាលក្នុងនាមជាបងប្អូននោះទេប្រសិនបើមិនមែនជាពេលដែលពួកគេតាំងពីទំនេរដោយពេលនេះទេវាប្រកាសជាពិបាកក្នុងការស្វែងរកឱកាសផ្សេងទៀតណា Joshua ដឹងថាសំណើរបស់គេអាចមើលទៅមិនសូវគួរសមទេប៉ុន្តែគេគ្រាន់តែជាប្អូនតូចម្នាក់ដែលចង់ប្រកួតលេងជាមួយបងប្រុសធំបន្តិចបន្តួចប៉ុណ្ណោះ Lucien ស្ទើរតែទប់សម្ដែងមិនបានពេលឮ Joshua បកស្រាយរឿងរ៉ាវបែបនេះកូនចៅត្រកូលនេះពិតជាមានទេពកោសល្យខាងប្រើសម្ដីផ្អែមល្ហែមមែនយករឿងមនុស្សសញ្ចេតនាបងប្អូនមកធ្វើជាលេសគឺពិតជាគួរឲ្យចង់សើចខ្លាំងណាស់យូស៊ូបង្ហាញខ្លួនយ៉ាងទាន់ហន់ហើយយកដាវពិតប្រកបមកឈោមុខបងប្រុសដែលមិនទាន់ទាំងបានរៀនពេញមួយសប្តាហ៍ស្រួលបួផងវាពិតជាគួរឲ្យខ្មាស់អៀននឹងច្បាស់កន្លែងដែលវាស្ទើរតែមើលទៅដូចស្លូតត្រង់ខណៈគោលដៅពិតគឺដើម្បីកំទេចគូប្រជែងនិងពង្រឹងអំណាចខ្លួនឯងសោះយកលេសថាជួយបងប្រុសមកបាំងមុខគេជឿថាខ្លួនអាចជ្រៀតចូលមកយកចំណេញបានបើស្ដេចដាវជាអ្នកសង្កេតការណ៍វានឹងបន្ថែមទម្ងន់ដល់ការប្រកួតនិងលទ្ធផលចុងក្រោយជាមិនខានកិត្តិយសរបស់ Lucien បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ក្មេងខ្ចីដែលទើបតែពេញវ័យម្នាក់នេះហ៊ានមកព្យាយាមជិះជាន់លើគេទៅវិញលោកម្ចាស់វ័យក្មេងដឹងពីចំហរបស់លោក Eisen ក្នុងការដណ្ដើមតំណែង Joshua គ្រាន់តែធ្វើឲ្យបុរសចំណាស់នេះពិបាកធ្វើការប៉ុណ្ណោះដើម្បីការពារកិត្តិយសគ្រូរបស់ខ្លួន Lucien ក៏សម្រេចចិត្តចេញមុខទទួលយកសំណើរបស់ប្អូនប្រុសតែម្ដងដំបូងគេធ្វើពុតជាល្ងងហើយសរសើរកូនពៅគ្រួសារនេះថាពិតជាមានចិត្តល្អនិងគួរឲ្យសរសើរមែនរួចគេក៏បំបាក់ការអះអាងរបស់ Joshua ចោលគេមិនអាចបណ្ដោយចរិតអាក្រក់បែបនេះឡើយសម្ដីឥតន័យបែបនេះប្រើមិនកើតក្នុងគ្រួសារនេះទេដាច់ខាតមិនអាចបណ្ដោយបានឡើយដើម្បីអប់រំក្មេងខ្ចីក្នុងគ្រួសារដោយផ្ទាល់ Lucien យកព្រមជិញ្ជឹងចូលទីលានប្រកួតនេះទោះយ៉ាងណាថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលគេព្រមតាមចរិតកូនក្មេងបែបនេះគេនឹងមិនអត់ទោសឲ្យក្មេងនេះទេបើគេធ្វើឲ្យលោក Eisen ពិបាកទៀតនោះស្ដេចដាវអាចដឹងថាសិស្សរបស់លោកបានយល់ពីគោលបំណងពិតរបស់ Joshua ហើយក៏សម្រេចចិត្តបំបែកវាដោយផ្ទាល់តែម្ដងចុងក្រោយឈាមជាចំណងដែលមិនអាចកាត់ផ្តាច់បានលោក Eisen ក៏យល់ព្រមអនុញ្ញាតឲ្យបងប្អូនទាំងពីរនេះប្រកួតគ្នាចុះប៉ុន្តែនេះនឹងក្លាយជាលើកចុងក្រោយហើយប្រសិនបើលោកគិតថាការប្រកួតនេះគ្រោះថ្នាក់លោកនឹងចូលទៅបញ្ឈប់ពួកគេភ្លាមៗមិនខាននាយក្មេងទី4និងទី3ទាំងពីរនាក់បានសន្យាថានឹងចងចាំក្បួនរបស់ស្ដេចដាវជានិច្ច Lucien អង្អែក្បាលចោលទាំងកំហឹងលាក់មុខហើយជូនពរឲ្យមានការប្រកួតដ៏ល្អដោយសាច់ខ្លាំងខ្លាយនាយក្មេងទី4ក៏ឆ្លើយតបដោយភាពស្អប់ខ្ពើមមិនលាក់លៀមអ្នកប្រយុទ្ធទាំងពីរឡើងលើទីលានឈរទល់មុខគ្នាខណៈស្ដេចដាវឈរធ្វើជាអាញាកដាលនៅចំកដាលលោករំលឹកក្មេងៗថាការប្រកួតនេះមិនមែនដើម្បីធ្វើបាបគ្នាទេតែជាការសាកល្បងដើម្បីបញ្ជាក់ពីអ្វីដែលពួកគេបានរៀនប៉ុណ្ណោះ Lucien ត្រូវចូលរួមដោយអាកប្បកិរិយាចង់រៀនសូត្រព្រោះនេះជាការប្រកួតជាផ្លូវការលើកដំបូងចំណែក Joshua ត្រូវទទួលខុសត្រូវក្នុងនាមជារៀមច្បងដែលបានកាន់ដាវមុនបរិយាចំណាប់ផ្ដាំឲ្យពួកគេប្រកួតដោយមិនធ្វើឲ្យខូចកិត្តិយសដល់ឈ្មោះដ៏ខ្ពង់ខ្ពស់របស់ត្រកូល Valdek ឡើយដើម្បីបញ្ជាក់ថារួចរាល់បងប្អូនទាំងពីរក៏បានដកដាវរបស់ខ្លួនហើយកាន់ដងដាវរៀងៗខ្លួនយ៉ាងជាប់នេះក្មេងទាំងពីរសម្លឹងមើលមុខគ្នាយ៉ាងមុតស្រួយ Joshua មិនទលាប់ឃើញ Lucien ធ្វើខ្លួនដូចបងប្រុសហើយហ៊ានការពារខ្លួនឯងបែបនេះឡើយពេលដែលគេបញ្ជាក់ថាខ្លួនជាបងវាតែងតែធ្វើឲ្យ Joshua ឈឺចាប់ផ្លូវចិត្តជានិច្ចគេពិតជាទ្រាំមិនបាននឹងកម្លាប្រមាណខែដែលធ្វើឲ្យ Johnny ខ្លាចជាបងប្រុសយ៉ាងហោចណាស់គេបានបញ្ចប់រឿងដ៏លំបាកនេះហើយគេបានរកផ្លូវចូលមកបានហើយគេនឹងបិទមាត់ Lucien នៅចុងបញ្ចប់នៃការប្រកួតក្នុងគំនិត Joshua នេះមិនមែនជារឿងថាអ្នកណាកើតមុនទេសំខាន់ថាអ្នកណាមានទេពកោសល្យជាងពេលនេះគេសឹងតែមិនចង់លាក់បាំងការមើលងាយនឹងភាពសាហាវទៀតទេគេបង្ហាញទឹកមុខដែលតួជាសត្រូវស្លាប់រស់ក៏មិនធ្វើដាក់ផងដោយផ្ដោតអារម្មណ៍ទាំងស្រុងទៅលើដាវដៃក្នុងដៃ Lucien មានអារម្មណ៍ថាស្និទ្ធស្នាលជាមួយភាពត្រជាក់និងទម្ងន់ដែលវាផ្ដល់ឲ្យវាមានរយៈពេល2ខែមកហើយតាំងពីគេកាន់អាវុធពិតប្រាកដលើកចុងក្រោយប្រសិនបើជាពេលដែលទាននេះជាទាហានស៊ីឈ្នួលវិញគេប្រកាសជាប្រើក្បាច់ថោកទាបគ្រប់បែបយ៉ាងដើម្បីយកឈ្នះក្មេងអភិជននេះមិនខានប៉ុន្តែថ្ងៃនេះគេនឹងប្រយុទ្ធយ៉ាងមោទនភាពក្នុងស្ទីលដែលស័ក្តិសមជាលោកម្ចាស់ក្មេងទី3នៃត្រកូល Valdek ប្រសិនបើក្នុងពេលប្រយុទ្ធដកដាវក៏គុកគេជ្រុលប្រើក្បាច់ដាវដែលបានរៀនពីជាតិមុននោះបរិសុទ្ធចំណាស់នេះប្រកាសជាកាត់សម្គាល់ឃើញជាមិនខានទោះបីជា Joshua ជាសត្វពួតដ៏សាហាវនិងមានល្បិចកលក៏ដោយក៏ Lucien ត្រូវចាំថាក្មេងនេះគ្រាន់តែជាក្មេងល្ងងដែលមិនទាន់ស្គាល់លោកគេច្បាស់នៅឡើយទេគឺពិតជាចង់រក្សាការប្រកួតនេះឲ្យសមរម្យក្នុងនាមជាបងប្រុសល្អណាស់តែ Joshua នៅតែសួរថាភាពជឿជាក់មុននេះបាត់ណានេះក្មេងទី4គិតថាការលួចមើលនោះគឺជាភាពភ័យខ្លាចគេគិតថាពេលមានដាវពិតក្នុងដៃបែបនេះភាពអាម៉ាស់របស់គ្រួសារប្រកាសជាកំពុងតែភ័យញ័រមិនខានទេគេថែមទាំងបញ្ជាក់ថាទូគ្រោះថ្នាក់ធំៗតែកើតឡើងក្នុងការប្រកួតដាវពិតក្តីក៏រឿងបែបនេះកើតឡើងទៅពេលសមត្ថភាពអ្នកប្រយុទ្ធប្រហាក់ប្រហែលគ្នាប៉ុណ្ណោះក្មេងទុយនោះបានស្នើថានឹងបដូរទៅប្រើដាវឈើវិញដើម្បីទុកមុខឲ្យ Lucien ប៉ុន្តែវាមិនចាំបាច់ដល់ថ្នាក់នឹងទេ
គាត់ពិតជាចង់ឲ្យការប្រកួតនេះនៅកម្រិតធម្មតាទេប៉ុន្តែមើលទៅជូស៊ូហាក់ដូចជាចង់ស្គាល់រសជាតិនៃការឈឺចាប់ពិតប្រាកដណាស់ សម្រាប់អូនដែលរឿងក្បាលមិនស្ដាប់បង្គាប់មានតែការវាយប្រដៅឲ្យចាស់ដៃទេទើបជាថ្នាំស័ក្តិសិទ្ធិ ម្ដងទៀតហើយគាត់បានហៅក្មេងនោះថាជាត្អូនពៅដោយសង្កត់សម្លេងច្បាស់ដើម្បីវាយប្រហារផ្លូវចិត្តឲ្យចំគោលដៅដោយសារងាយខឹងពេកជូស៊ូបានទម្លាក់ទម្ងន់ទៅផ្នែកខាងក្រោមរួចត្រៀមខ្លួនវាយប្រហារដោយបង្កើនល្បឿននិងស្ទុះចូលមកគៀកយ៉ាងលឿនជាមួយនឹងជំហានដ៏ធ្ងន់ធ្ងរ បំណងតែមួយគត់របស់គេគឺចង់ឲ្យលូសៀនស្ដាយក្រោយនៅពាក្យសម្ដីខ្លួនតាមរយៈការប្រើហិង្សាសុទ្ធសាធចំណែកលូសៀនបានតម្លើងចំហនិងត្រៀមរងចាំការវិប្រហារនោះ ដោយការគិតមែនការប្រដៅប្អូនប្រុសទាំងដែលខ្លួនឯងនៅលក្ខកម្លាំងបែបនេះគឺពិតជាមិនងាយស្រួលទេ ទោះយ៉ាងណាក៏ដោយជូស៊ូអាក៏ធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីទេពដាវផងដែរ មូលដ្ឋានគ្រឹះនៃចលនារបស់គេគឺមិនអាចមើលស្រាលបានតទៅសោះលើសពីនេះទៅទៀតលូសៀននៅតែមានអារម្មណ៍អស់កម្លាំងដោយសារតែបានប្រើប្រាស់ម៉ាណាស្ទើរតែអស់ពេលប្រកួតជាមួយលោកអៃសិនមុននេះសំណាងល្អការខ្វះបទពិសោធន៍យ៉ាងខ្លាំងរបស់ Joshua គឺមិនអាចលាក់បាំងបានឡើយ គេងាយនឹងចាញ់បោកការញុំញងបន្តិចបន្តួចណាស់លូសៀនបានត្រៀមខ្លួនរួចបញ្ចូលម៉ាណាទៅជើងរបស់គាត់ គាត់បានអនុវត្តមេរៀនរបស់ទេពដាវដោយប្រមូលផ្ដុំកម្លាំងនិងបញ្ជូនម៉ាណាព្រមគ្នាខណៈកំពុងឈរនៅចម្ងាយត្រឹមប៉ុន្មានម៉ែត្រពីប្អូនប្រុសដែលកំពុងខឹងសម្បា ការបញ្ចូលម៉ាណាទៅជើងម្ខាងគឺគ្រប់គ្រាន់ហើយពេលដែលគាត់បោះជាហ៊ានទៅមុខកម្លាំងល្បឿនបានបង្កាត់ជាសម្លេងដ៏ខ្លាំងដូចជាស្នូក្រក់កំភ្លើងអញ្ចឹងការបដិល្បឿនរបស់ Joshua បានយ៉ាងងាយនឹងជួយឲ្យ Lucien ឆក់យកឱកាសវាយបកក្នុងមួយប្រភេទភ្នែក លោកអៃសិនបាំងបាប់ភ្នែកធំៗដោយក្តីបារម្ភចំណែកពួកអ្នកបម្រើរបស់ជូស៊ូវិញគឺភ្ញាក់ប្រើស្ទើរតែជ្រុះចង្ការដល់ដី ឈើស្គឹមស្កាយពីលើប្អូនប្រុស Lucien បានប្រាប់ឲ្យ Joshua ខំថ្មិញនឹងរងចាំទប់ឲ្យអស់ពីសមត្ថភាពទៅបើមិនអញ្ចឹងទេគេអាចនឹងដាច់អណ្ដាតមិនខានដាវរបស់ Lucien បានវាពេញមួយទំហឹងដោយកម្លាំងសន្ធឹកសន្ធាប់ព្រមទាំងបន្តនិយាយឌឺដងដាក់ប្រូនប្រុសមិនឈប់